ជំពូក161បន្ទាប់ពីការកេងមិនលក់អស់ជាច្រើនយប់ហានលីបានគិតដោយប្រុងប្រយ័ត្នអំពីគំនិតនៃការរក្សាខ្លួនឯងនិងគំនិតនៃការបាត់បង់ជារៀងរហូតសម្រាប់ផ្លូវអមតៈនិងឆន្ទៈរបស់គាត់ក្នុងការប្រឈមមុខនឹងគ្រោះថ្នាក់ដែលមិនស្គាល់ដើម្បីឈានដល់ការបង្កើតមូលនិធិគាត់មានទំនោរទៅខាងក្រោយបន្តិចម្ដងយ៉ាងណាមិញលោកមិនបានលាលែងពីតំណែងដើម្បីមានជីវិតសាមញ្ញបែបនេះទេទោះជាយ៉ាងណាក៏ដោយធម្មជាតិប្រុងប្រយ័ត្នរបស់គាត់បានធ្វើឲ្យគាត់ប្រញាប់ធ្វើដំណើរទៅកាន់យូលូហលបន្ទាប់ពីគាត់បានបញ្ជាក់ពីការពិតដ៏ជូរចត់នៃការកាត់ក្តីដោយឈាមនិងភ្លើងនិងការខ្វះខាតអសង្ខាងវិញ្ញាណពីស្ថានសួគ៌នៅខាងក្រៅតំបន់ជាមួយបុរសចំណាស់ដែលលោភលន់នោះគាត់បានបោះបង់ចោលការគិតដ៏ប៉ិនប្រសប់របស់គាត់ដោយសារគាត់យល់យ៉ាងច្បាស់ថាគាត់គ្មានផ្លូវនៃការដកថយហ៊ានលីបានតាំងចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការផ្ដល់ឲ្យគាត់ទាំងអស់នៅក្នុងការកាត់ក្តីហាមឃាត់ដោយឈាមនិងភ្លើងគាត់នឹងស្វែងរកអសង្ខាងវិញ្ញាណនៅខាងក្នុងដែលនឹងអនុញ្ញាតឲ្យគាត់ឈានដល់ការបង្កើតមូលនិធិឬធ្លាក់ដល់ស្លាប់នៅក្នុងការតស៊ូនៅក្នុងតំបន់ហាមឃាត់ជាមួយនឹងការតាំងចិត្តថារស់ឬស្លាប់ហែនឡៃបានចាប់ផ្ដើមរៀបចំខ្លួនដើម្បីធ្វើដំណើរទៅកាន់តំបន់ហាមឃាត់ក្នុងរយៈពេលកន្លះឆ្នាំក្នុងរយៈពេលដ៏ខ្លីនេះគាត់ត្រូវពង្រឹងកម្លាំងបន្ថែមទៀតដើម្បីបង្កើនឱកាសរស់រានមានជីវិតវាមិនអាចទៅរួចទេសម្រាប់គាត់ក្នុងការឈានដល់ស្រទាប់ទី11នៃ Eternal Spring Arts ដោយគ្មានជំនួយពីថ្នាំគ្រាប់ប្រសិនបើគាត់ចង់បង្កើនកម្លាំងរបស់គាត់អាចរៀនបានតែបច្ចេកទេសវេទមន្តថ្មីមួយចំនួនប៉ុណ្ណោះហើយទិញ Talismans និងឧបករណ៍វេទមន្តដ៏មានឥទ្ធិពលមួយចំនួនបច្ចេកទេសវេទមន្តថ្មីមិនមានបញ្ហាច្រើនទេតាមលទ្ធភាពទាំងអស់ប្រសិនបើគាត់និយាយវាទៅកាន់បងប្រុសយុទ្ធជនវូគាត់នឹងមិនបដិសេធមិនបង្រៀនគាត់ទេទោះបីជាយ៉ាងណាក៏ដោយជាមួយនឹងជំនាញរបស់គាត់នឹងអាចរៀនបានតែពីបច្ចេកទេសវេទមន្តកម្រិតទាបថ្នាក់បឋមឬបច្ចេកទេសវេទមន្តកម្រិតមធ្យមក្នុងរយៈពេលកន្លះឆ្នាំប៉ុណ្ណោះចំពោះបច្ចេកទេសវេទមន្តកម្រិតខ្ពស់បឋមវាជាការប្រសើរដែលមិនគិតពីពួកវាដូច្នេះមធ្យោបាយលឿនបំផុតដើម្បីបង្កើនកម្លាំងរបស់គាត់គឺដោយប្រើ Talismans និងឧបករណ៍វេទមន្តទាក់ទងនឹងឧបករណ៍វេទមន្តហែនឡៃបច្ចុប្បន្នមានមួយចំនួនសម្រាប់ឧបករណ៍វេទមន្តដែលអាចប្រើក្នុងការប្រយុទ្ធក្រៅពីចិញ្ចៀននិងទង់ខ្មៅតូចដែល Marshall Honkoji ផ្ដល់ឲ្យគាត់នោះគាត់ក៏មានដាវវែងដែលមានសមត្ថភាពប្រែក្លាយទៅជាខ្សែពួរនិងផ្លែឃ្លោកដែលអាចបញ្ចេញលំពែងវាយប្រហារដោយស្វ័យប្រវត្តិដែលគាត់ទទួលបានពីបុរសពាក់អាវលឿង2នាក់ដែលព្យាយាមសម្លាប់និងប្លន់គាត់នៅពេលដែលគាត់បានចូលនិកាយគាត់បានទទួលដាវព្រះអាទិត្យដ៏កាចសាហាវនិងព្រះច័ន្ទត្រជាក់ពួកគេគ្រាន់តែជាឧបករណ៍វេទមន្តកម្រិតទាបបំផុតដែលមានសមត្ថភាពវាយប្រហារដោយអណ្ដាតភ្លើងនិងថេរត្រជាក់ពួកគេជាមូលដ្ឋានមិនគួរឲ្យចាប់អារម្មណ៍ចំពោះវត្ថុស័ក្តិសិទ្ធិវិញហានលីពីដើមមកគឺខ្វះខាតខ្លាំងណាស់ជាសំណាងល្អពីទំនិញដែលស្រមោល Marshall ពូយីមិនបានលួចបន្លំពីគាត់មាន Talismans មួយចំនួនគាត់ពិតជាត្រូវបានផ្ដល់ឲ្យជាង Talismans កម្រិតមធ្យមធំសិក្សា10និង Talismans ថ្នាក់ខ្ពស់2ដែលកម្រឃើញបង្កើនទំនុកចិត្តរបស់គាត់យ៉ាងខ្លាំងជាងនេះទៅទៀតហានលីនៅតែមានក្បាច់ដាវតូចដែលគាត់នៅតែមិនដឹងថាធ្វើអ្វីជាមួយដោយការភ័យខ្លាចបុរសស្លៀកពាក់ពណ៌លឿងដែលគាត់កាត់ក្បាលបានហៅនេះថាជាកំណប់ទ្រព្យវាគួរតែមានប្រភពដើមដ៏អស្ចារ្យវានឹងត្រូវបានគេមើលឃើញថាជាទ្រព្យសម្បត្តិលួចដូច្នេះគាត់មិនហ៊ានឲ្យអ្នកដទៃដឹងពីវត្ថុស័ក្តិសិទ្ធិនេះទេគាត់បានរក្សាពាក្យពីរគឺ Treasure Talisman វូនៅក្នុងក្បាលរបស់គាត់ជាការសម្ងាត់ហើយមានបំណងស្វែងរកឱកាសមួយដើម្បីសួរអ្នកដទៃអំពីវាតាមធម្មជាតិនៅពេលដែលប្រឈមមុខនឹងការសាកល្បងហាមឃាត់ដោយឈាមនិងភ្លើងដ៏គួរឲ្យភ័យខ្លាចការមានវត្ថុទាំងនេះគឺពិតជាមិនគ្រប់គ្រាន់ទេជាលទ្ធផលហែនឡៃមានគម្រោងចាក់ចេញពីភ្នំនិកាយហើយធ្វើដំណើរទៅកាន់ទីក្រុងផ្សាររបស់និកាយមួយនៅក្បែរនោះដើម្បីទិញឧបករណ៍វេទមន្តនិងវត្ថុស័ក្តិសិទ្ធិមួយចំនួនទោះយ៉ាងណាក៏ដោយគាត់មិនមានការគាំទ្រពីធម្មវិញ្ញាណច្រើនទេដំណើរទិញទំនិញនេះប្រកាសជាមិនបានទៅតាមការចង់បានទោះបីជាហែនឡៃមានធម្មវិញ្ញាណមួយចំនួនដែលគាត់អាចប្រើបានក៏ដោយប៉ុន្តែនៅក្នុងការធ្វើដំណើរនាពេលអនាគតរបស់គាត់ទៅកាន់តំបន់ហាមឃាត់ធម្មវិញ្ញាណទាំងនេះគឺជាជំនួយដ៏សំខាន់ក្នុងការប្រយុទ្ធដ៏យូរអង្វែងដែលបណ្ដាលឲ្យគាត់មានការស្ទាក់ស្ទើរក្នុងការចែកផ្លូវជាមួយពួកគេគិតមួយសន្ទុះក្រោយមកហានលីបានសម្រេចចិត្តដាំអស្ថបុរាណរាប់ពាន់ឆ្នាំក្នុងរយៈពេលដ៏ខ្លីដែលគាត់ត្រូវដូរយកធម្មវិញ្ញាណឬដើម្បីដូរតាមពិតទៅការបង្កើតថ្នាំលាបមុខពីរបីមុខប្រហែលជាល្អជាងប្រហែលជាបង្កើនតម្លៃនៃអស្ត្រពាន់ឆ្នាំបន្តិចទោះជាយ៉ាងណាក៏ដោយ Face Setting Pills ពិតជាត្រូវការគ្រឿងផ្សំឱសថច្រើនពេកមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីប្រមូលសម្ភារៈទាំងអស់នោះទេជាលទ្ធផលគាត់អាចប្រើប្រាស់គ្រឿងផ្សំថ្នាំដោយផ្ទាល់ដើម្បីដោះដូរប៉ុន្តែដើម្បីកុំឲ្យមានការសង្ស័យពីនិកាយហែនឡៃបានសម្រេចចិត្តក្នុងចិត្តថាគាត់នឹងលក់តែគ្រឿងផ្សំថ្នាំដាំដុះទៅឲ្យអ្នកដាំដុះនៅក្រៅនិកាយប៉ុណ្ណោះ
ប្រសិនបើគាត់ប្រើគ្រឿងផ្សំឱសថដោយផ្ទាល់ដើម្បីធ្វើអាជីវកម្មនៅក្នុងនិកាយនោះគាត់ប្រកាសជាជំរុញឲ្យមានការចាប់អារម្មណ៍ពីអ្នកដទៃជាលទ្ធផលដោយមានផែនការក្នុងចិត្ត Henley បានចាប់ផ្ដើមធ្វើការគាត់បានទៅលេង Wu Feng ជាលើកដំបូងហើយជ្រើសរើសបច្ចេកទេសវេទមន្តធម្មដែលមានប្រយោជន៍បំផុតគឺ Thales Training Technique វាជាប្រភេទជំនួយវេទមន្តកម្រិតមធ្យមមកកម្រិតបឋមដែលអាចទប់ទល់នឹងបច្ចេកទេសភ្នែករបស់ឋានស៊ូកដរាបណាបច្ចេកទេសនេះត្រូវបានគេប្រើប្រាស់ជាមុនមនុស្សម្នាក់នឹងមិនបង្ហាញខ្លួនដោយភ្នែកទេហើយខៃរបស់មនុស្សម្នាក់នឹងត្រូវទប់ទាំងស្រុងគោលបំណងរបស់វាគឺដើម្បីលាក់ខ្លួនតាមធម្មជាតិបច្ចេកទេសវេទមន្តនេះគឺគ្មានប្រយោជន៍អ្វីប្រឆាំងនឹងអ្នកជំនាញនៅមូលនិធិបង្កើតឬខ្ពស់ជាងនេះទោះជាយ៉ាងណាក៏ដោយវាមានប្រសិទ្ធភាពទាំងស្រុងប្រឆាំងនឹងអ្នកដាំដុះស្រទាប់ខ្ពស់នៃ High Condensation បច្ចេកទេសនេះគឺជាក់ស្ដែងជាងបើប្រៀបធៀបទៅនឹងបច្ចេកទេសបិទបាំងរាងកាយទោះជាយ៉ាងណាក៏ដោយហេតុផលដែល Henley មិនជ្រើសរើសការវាយប្រហារណាមួយឬបច្ចេកទេសវេទមន្តប្រភេទការពារគឺដោយសារតែបទពិសោធន៍ប្រយុទ្ធពិតរបស់គាត់ផ្ទាល់ដោយសារតែពេលដែលគាត់បានប្រយុទ្ធជាមួយអ្នកដាំដុះផ្សេងទៀតនៅក្នុងការប្រយុទ្ធយ៉ាងជិតស្និទ្ធគាត់បានរកឃើញថានៅក្នុងការប្រយុទ្ធគ្នារវាងអ្នកដាំដុះមានឱកាសតិចតួចពេកក្នុងការប្រតិបត្តិទាំងស្រុងនៅ incantations នៃបច្ចេកទេសវេទមន្តថ្នាក់កណ្ដាលមានឱកាសកាន់តែច្រើនក្នុងការប្រើឧបករណ៍វេទមន្តនិងបច្ចេកទេសវេទមន្តកម្រិតទាបជាមួយនឹងពេលវេលាប្រតិបត្តិខ្លីបំផុតវិធីសាស្ត្រ Talisman គឺលឿនបំផុតបន្ទាប់ក្នុងការការពារនិងវាយប្រហារនោះហើយជាមូលហេតុដែលនៅក្នុងសមរភូមិវាជាការអនុវត្តជាក់ស្ដែងក្នុងការប្រើ Talisman ជាជាងចេកទេសវេទមន្តកម្រិតមធ្យមឬខ្ពស់ជាងនេះតាមធម្មជាតិប្រសិនបើនរណាម្នាក់មានដៃគូដែលតស៊ូអស់ពេលដើម្បីដេញវេទមន្តនោះជាអំណាងផ្សេងនៅពេលដែល Henley បានទទួលការបណ្ដុះនៅបច្ចេកទេសនេះគាត់បានសួរយ៉ាងលម្អិតអំពី Wu Feng អំពីបច្ចេកទេសនៃការដាំដុះនេះហើយបន្ទាប់មកចាប់ផ្ដើមអនុវត្តវាដោយចិត្តនិងព្រលឹងរបស់គាត់ទោះជាយ៉ាងណាក៏ដោយជាបច្ចេកទេសវេទមន្តកម្រិតមធ្យមបច្ចេកទេសទប់ស្កាត់ថៃនេះគឺខុសគ្នាទាំងស្រុងបើប្រៀបធៀបទៅនឹងបច្ចេកទេសវេទមន្តជំនួយដែលគាត់បានរៀនពីមុនដូចជាបច្ចេកទេសហោះហើររបស់អធិរាជនិងបច្ចេកទេសលាក់បាំងរាងកាយជាដើមការដាំដុះរបស់វាគឺពិបាកណាស់វាហាក់ដូចជាថាការធ្វើជាម្ចាស់វាទាំងស្រុងក្នុងរយៈពេលកន្លះឆ្នាំគឺពិតជាមិនមែនជាបញ្ហាឬឈុំតូចតាចនោះទេដូចនោះ Henley បានដាំដុះបច្ចេកទេសទប់ស្កាត់ខៃយ៉ាងជូរចត់នៅពេលថ្ងៃហើយបានប្រមូលវត្ថុរ៉ាវពណ៌បៃតងហើយផ្ដោតលើការដាំដុះស្មៅខាងវិញ្ញាណដែលប្រាញញឹកញាប់ជាច្រើននៅពេលយប់លើសពីនេះដើម្បីការពារ Marshall Senior មេពីការរកឃើញឱសថទាំងនេះគាត់បានផ្ដោតជាពិសេសទៅលើការដាំដុះថ្នាំនៅចន្លោះពេលដែលគាត់មកដល់ដើម្បីរើសគ្រឿងផ្សំឱសថគាត់ក៏បានដាំថ្នាំនៅជ្រុងដាច់ស្រយាលបំផុតនៃសួនច្បារយ៉ាងណាមិញក្លិនក្រអូបនៃឱសថដែលមានអាយុ1000ឆ្នាំឬច្រើនជាងនេះលេចធ្លោបន្តិចទោះជាយ៉ាងណាវាជាសំណាងដែលមេតបជើងចាស់ម្នាក់នេះតែងតែមកប្រមូលទាន់ពេលវេលាគាត់មិនឆាប់ឬយឺតទេហើយនឹងប្រញាប់មកដល់ហើយចេញទៅយ៉ាងប្រញាប់គាត់ហាក់ដូចជារវល់ទាំងស្រុងទោះបីជា Henley មិនដឹងថាគាត់រវល់ជាមួយអ្វីក៏ដោយ Henley មិនចាប់អារម្មណ៍នឹងអ្វីដែលបុរសចំណាស់កំពុងធ្វើនោះទេគាត់នឹងនិយាយថាវាជាការល្អបំផុតដែល Marshall Senior មេជាប់រវល់ជាបន្តបន្ទាប់ដោយមិនមានឱកាសជ្រៀតជ្រែកដោយការលួចលាក់ Henley ត្រូវបានអនុញ្ញាតឲ្យដាំដុះថ្នាំក្នុងទ្រង់ទ្រីធំជាងនេះនៅពេលដែល Henley ចាប់បានកបច្ចេកទេសទប់ស្កាត់ខៃដំបូង4ខែបានកន្លងផុតទៅហើយនៅទីបំផុតគាត់ក៏បានដាំដុះថ្នាំខាងវិញ្ញាណដែលមានអាយុ2000ឆ្នាំផងដែរវាត្រូវបានគេជឿថាគ្រឿងផ្សំឱសថដែលមានអាយុ100ឆ្នាំឬច្រើនជាងនេះពិបាករកនៅក្នុងពិភពដាំដុះនាពេលបច្ចុប្បន្នពួកគេប្រកាសជាបង្កើតការភ្ញាក់ផ្អើលដ៏តូចមួយនិងរីករាយនៅក្នុងទីក្រុងទីផ្សារ Henley បានទទួលមេដាយបញ្ជាដែលអនុញ្ញាតឲ្យគាត់ចេញពីភ្នំនិកាយពីអ្នកស្គាល់គ្នារបស់គាត់ដែលជាសិស្សកិត្តិយសរបស់សាលា 100 Opportunities Hallតាមពិតសិស្សនៃ Yellow Maple Valley មានឱកាសចាក់ចេញម្ដងក្នុងមួយឆ្នាំទោះយ៉ាងណាក៏ដោយសារអ្នកដាំដុះមិនចង់ខ្ជះខ្ជាយពេលវេលានេះដោយការចេញទៅក្រៅសិស្សដែលឆ្លៀតឱកាសនោះមានចំនួនតិចណាស់បន្ទាប់ពី Henley ហោះចេញពីការរឹតបន្តឹងដ៏ធំរបស់ភ្នំនិកាយគាត់បានហោះទៅទីសានត្រង់ឆ្ពោះទៅទីក្រុងផ្សារជាមួយនឹងពាក្យនេះទីក្រុងទីផ្សារ Yellow Maple Valley មានកេរ្តិ៍ឈ្មោះល្បីល្បាញវាមានការរីកចម្រើនជាងទីក្រុងផ្សាររបស់និកាយដទៃទៀតដោយសារតែជួរភ្នំថេយ៉ូដែលលាតសន្ធឹងលើខេត្តជែននៅជិតរដ្ឋភាគខាងជើងនៃយូអានវូហើយមានទំនាក់ទំនងមិនអរិភាពរវាងពិភពដាំដុះនៃរដ្ឋយូអានវូនិងពិភពដាំដុះនៃរដ្ឋយ៉ូអ្នកដាំដុះមកពីរដ្ឋយូអានវូនឹងមកផ្សារ Yellow Maple Valley ដើម្បីរកស៊ី
នឹងនាំមកនៅភាពមិនធម្មតាជាច្រើនវាមិនអាចនិយាយបានថាវាមិនមែនជាការភ្ញាក់ផ្អើលដែលមិននឹកស្មានដល់នឹងស្រស់ស្អាតដែលបានតាក់ទាញអ្នកដាំដុះនិងត្រកូលដាំដុះមិនត្រឹមត្រូវមួយចំនួនមកទីក្រុងផ្សារនេះត្រូវបានបង្កើតឡើងនៅភាគសាននៃជួរភ្នំថេយ៉ូហេតុដូច្នេះហើយបានជាហែនឡៃបានមកដល់ទីនោះបន្ទាប់ពីហោះហើរអស់ជាងកន្លះថ្ងៃនៅពេលដែលគាត់ធំឡើងហានលីមិនបានប្រញាប់ប្រញាល់ភ្លាមនោះទេផ្ទុយទៅវិញគាត់បានផ្លាស់ប្ដូរអាវក្រណាត់ពណ៌ប្រផេះនិងសម្លៀកបំពាក់ទាំងអស់នៅលើខ្លួនរបស់គាត់ដែលនឹងសម្គាល់គាត់ថាជាសិស្ស Yellow Maple Valley ក្រោយពីធ្វើរួចគាត់ក៏លេចមុខដូចជាអ្នកដាំដុះទូទៅរួចគាត់ដើរទៅផ្សារក្រុងយោងតាមក្រមសីលធម៌នៃពិភពដាំដុះអ្នកដាំដុះមិនត្រូវបានអនុញ្ញាតឲ្យហោះហើរក្នុងរង្វង់5លីនៃទីក្រុងផ្សារដែលជាមូលហេតុដែល Henley ជួបប្រទះនឹងអ្នកដំណើរប្រញាប់ប្រញាល់ជាច្រើនដែលធ្វើដំណើរដោយថ្មើរជើងពេញមួយការធ្វើដំណើររបស់គាត់ក្នុងចំណោមអ្នកធ្វើដំណើរទាំងនេះមានមនុស្សជាច្រើនដែលស្លៀកពាក់ប្លែកខ្លាំងធ្វើឲ្យ Henley សង្ស័យថាពួកគេជាអ្នកដាំដុះមកពីរដ្ឋ Yuan វាហាក់ដូចជាទីក្រុងផ្សារនេះមានប្រជាប្រិយភាពណាស់ខណៈពេលដែល Henley កំពុងសិញ្ជឹងគិតដោយងើតទងល់គាត់បានមកដល់ផ្លូវចូលផ្សារទីក្រុងរួចហើយជំពូក162ទីក្រុងទីផ្សារ Yellow Maple Valley មើលទៅដូចស្រុកកំណើតរបស់ Henley គឺ Green Oak City ផ្សារទាំងមូលមានតែផ្លូវមួយប៉ុណ្ណោះដែលចង្អុលទៅខាងជើងនិងខាងត្បូងនៅភាគខាងត្បូងមានផ្ទះរាប់សិបខ្នងដែលមានទំហំខុសគ្នាខ្លះខ្ពស់ខ្លះខ្លីខ្លះជាអគារចំណែកខ្លះទៀតគ្រាន់តែជាខ្ទមវាមិនស៊ីសង្វាក់គ្នាខ្លាំងណាស់ហើយមិនស្មើគ្នាទាំងនេះគឺជាឧស្សាហកម្មទាំងអស់នៃ Yellow Maple Valley ប៉ុន្តែមានតែតិចជាងពាក់កណ្ដាលប៉ុណ្ណោះដែលត្រូវបានគ្រប់គ្រងដោយផ្ទាល់ដោយសិស្សរបស់ Yellow Maple Valley ពាក់កណ្ដាលដ៏ធំផ្សេងទៀតត្រូវបានជួលទៅឲ្យគ្រួសារអ្នកដាំដុះនិងអ្នកដាំដុះអាក្រក់ដែលជាធម្មតាធ្វើអាជីវកម្មនៅទីនេះអាជីវកម្មទាំងនេះភាគច្រើនជាហាងដែលជួញដូរវត្ថុធាតុដើមវត្ថុស័ក្តិសិទ្ធិនិងឧបករណ៍វេទមន្តក៏មានបណ្ណាគារ5ធាតុដែលមានឯកទេសលក់អក្ខរាវិរុទ្ធបឋមហើយមានភោជនីយដ្ឋាននិងផ្ទះសំណាក់ចំនួន2ដែលងាយស្រួលសម្រាប់មនុស្សក្នុងការទទួលអាហារនិងសម្រាកក្រៅពីសិស្សថ្នាក់ក្រោមនៅផ្សារក្រុងក៏មានអ្នកជំនាញការបង្កើតមូលនិធិមួយចំនួនដែលស្នាក់នៅទីនោះជាប្រចាំរក្សាសណ្ដាប់ធ្នាប់ក្នុងទីក្រុងនិងការពារមិនឲ្យប្រជាពលរដ្ឋបង្កបញ្ហាមួយផ្នែកធំនៃផ្នែកខាងជើងនៃផ្លូវគឺទេវាត្រូវបានបំរុងទុកសម្រាប់អ្នកដាំដុះដែលចង់បង្កើតហាងនៅលើការកើនឡើងនៃពេលនេះដរាបណាពួកគេបានបង់លុយឲ្យពួកសិស្ស Yellow Maple Valley ជាមួយនឹងធំវិញ្ញាណកម្រិតទាបជនបរទេសអាចបង្កើតហាងពេញមួយថ្ងៃនៅម្ខាងផ្លូវទេដោយមិនមានការរំខានណាមួយឡើយពួកគេថែមទាំងអាចទទួលបានការការពារពីពួកសិស្សក្នុងអំឡុងពេលដែលពួកគេបានបង្កើតហាងដែលអាចឲ្យពួកគេមិនមានការភ័យខ្លាចចំពោះស្ត្រូវណាដែលចង់សងសឹកជាមួយនឹងវិធានការទាំងនេះជំរុញឲ្យអ្នកដាំដុះបរទេសមកទីនេះនិងធ្វើអាជីវកម្មរួមជាមួយនឹងទីតាំងភូមិសាស្ត្រពិសេសនៃទីក្រុងផ្សារ Yellow Maple Valley មានភាពរីកចម្រើនអស់រយៈពេលជាច្រើនឆ្នាំវានឹងមានសូម្បីតែវត្ថុដ៏កម្រដែលនឹងលេចឡើងពីពេលមួយទៅពេលមួយនៅក្នុងទីក្រុងទីផ្សារដែលទាក់ទាញអ្នកដាំដុះកាន់តែច្រើនទោះយ៉ាងណាក៏ដោយសារតែ Henley ចង់ជៀសវាងការសង្ស័យគាត់មិនបានចូលទៅក្នុងទីក្រុងផ្សារពីច្រកចូលផ្លូវភាគខាងត្បូងដ៏ងាយស្រួលនោះទេផ្ទុយទៅវិញគាត់បានដើរជុំវិញហើយចូលពីខាងជើងមុននឹងឈានជើងចូលផ្លូវចូលគាត់បានយកអាវពណ៌ខៀវគ្រប់មុខក្នុងករណីមានអ្នកណាម្នាក់អាចស្គាល់គាត់បានវាដល់ពេលរសៀលហើយផ្លូវនៃទីក្រុងផ្សារហាក់បីដូចជាមិនមានមនុស្សច្រើនទេនៅក្រឡេកមើលដំបូងទោះយ៉ាងណាក៏ដោយនេះគឺជារឿងធម្មតាយ៉ាងណាមិញទីប្រជុំជនផ្សារនេះមិនមែនជាផ្សារទីប្រជុំជនពិភពលោកដែលស្ងាត់ស្ងៀមពេញមួយថ្ងៃនោះទេមនុស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីមកទីនេះគឺជាអ្នកដាំដុះតែមួយគត់អ្នកនឹងរកឃើញអ្នកដាំដុះតែម្នាក់ក្នុងចំណោមមនុស្ស10000នាក់វាពិតជាល្អណាស់ដែលមានមនុស្សជាច្រើននេះHenley ចំអកខ្លួនឯងបន្តិចបន្ទាប់ពីដឹងរឿងនេះហើយដើរទៅហាងតូចនៅតាមផ្លូវគាត់បានសម្រេចចិត្តមើលថាតើមានអ្វីដែលមានតម្លៃនៅក្នុងហាងតូចមុននឹងទៅហាងធំបន្ទាប់ពីដើរកាត់ហាងតូចទាំងអស់បេះដូងរបស់ Henley បានលេចឧបករណ៍វេទមន្តនិងគ្រឿងឥស្សរិយសនៅក្នុងហាងតូចទាំងនេះគឺគ្មានប្រយោជន៍ទាំងស្រុងសម្រាប់គាត់លើកលែងតែវត្ថុ3-4ដែលស្ទើរតែមិនអាចចាត់ទុកថាអាចឆ្លងកាត់បានការទិញវាគ្រាន់តែជាការចំណាយដ៏ល្ងង់ខ្លៅដូច្នេះគាត់ឈប់ខ្ជះខ្ជាយពេលវេលាគាត់បានងាកហើយរត់ឆ្ពោះទៅហាងធំវាមានឱកាស7ការសិក្សាណែនាំអំពីខ្យល់ហាងសិប្បកម្មឋានស៊ូលើកនេះ Henley មិនបានរកហាងចៃដន្យដើម្បីដើរចូលនោះទេគាត់ឆ្លៀតពេលហើយដើរយឺតតាមដងផ្លូវបន្ទាប់ពីគាត់បានស្គាល់ខ្លួនឯងជាមួយនឹងឈ្មោះទំហំនិងប្រភេទនៃហាងនីមួយគាត់បានជ្រើសរើសហាងដែលមើលទៅធំជាងគេហើយជាញឹកញាប់មានអ្នកដាំដុះចូលនិងចេញ My Right Treasure Store គាត់បានចូលទៅខាងក្នុង
បើគ្រាន់តែឮឈ្មោះហាងគេអាចប្រាប់បានថាម្ចាស់ហាងមានទំនុកចិត្តលើទំនិញរបស់គាត់ដូច្នេះហើយ Henley សង្ឃឹមថានឹងរកឃើញកំណប់ទ្រព្យដ៏កម្រនៅទីនេះហើយមិនទុកដៃទេឡើយ Henley ស្ទាក់ស្ទើរបន្តិចពេលចូលសាលភ្លឺមានទំហំធំល្មមអាចផ្ទុកមនុស្សរាប់សិបនាក់ដោយមិនមានអារម្មណ៍កកុញមានតុខាងមុខវែងមិនធម្មតាសាងសង់ឡើងដោយឈើក្រហមដ៏មានតម្លៃនិងអ្នកបម្រើ7 ឬ 8នាក់ក្នុងឯកសណ្ឋានពណ៌ខៀវទាំងអស់នេះបានផ្ដល់បរិយាកាសដ៏គួរឲ្យចាប់អារម្មណ៍នៃភាពអស្ចារ្យនៅក្នុងសាលអ្នកបម្រើ2នាក់ដែលស្លៀកពាក់ពណ៌ខៀវកំពុងពន្យល់អ្វីមួយដល់មនុស្ស2 3នាក់ដែលមើលទៅដូចអតិថិជននៅខាងក្នុងបញ្ជរមានរបស់របរច្រើនប្រភេទតាមរចនាប័ទ្មនៃរបស់របរវាហាក់បីដូចជាពួកវាជារបស់ដែលមានតែអ្នកដាំដុះប៉ុណ្ណោះដែលប្រើពីវត្ថុធាតុដើមថ្នាក់ទាបបំផុតរហូតដល់វត្ថុបុរាណនិងឧបករណ៍វេទមន្តដែលប្រើជាទូទៅហាង Myrite មានអ្វីគ្រប់យ៉ាង Henley ញឹមវាហាក់ដូចជាគាត់ពិតជាបានរកឃើញកន្លែងដែលត្រឹមត្រូវនៅពេលនេះអ្នកបម្រើម្នាក់ពណ៌ខៀវបានចូលមកនិយាយដោយស្នាមញឹមធំថាជាទីគោរពអតិថិជនតើអ្នកកំពុងស្វែងរកអ្វីតើអ្នកចង់ឲ្យខ្ញុំជួយណែនាំអ្នកអំពីអ្វីទំនិញរបស់ហាងនេះពិតជានឹងបំពេញតម្រូវការរបស់អតិថិជនទាំងអស់ខ្ញុំចង់មើលឧបករណ៍វេទមន្តនិងវត្ថុស័ក្តិសិទ្ធិប៉ុន្តែខ្ញុំគ្រាន់តែចង់បានរបស់ល្អបំផុតកុំបង្ហាញទំនិញថោកទាបមកខ្ញុំ Henley និយាយយ៉ាងស្រទន់តាមរយៈអាវធំរបស់គាត់អ្នកបម្រើពណ៌ខៀវស្រឡាងកាំងបន្តិចចំពោះការលើកឡើងនេះប៉ុន្តែបន្ទាប់មកគាត់បានមើលដោយប្រុងប្រយ័ត្ននិងវិនិច្ឆ័យអាកប្បកិរិយារបស់ Henley បន្ទាប់ពីប្រាកដថាគាត់មិននិយាយលេងស្នាមញឹមនៅលើមុខរបស់គាត់ក៏កាន់តែទូលំទូលាយគាត់ដឹងថាគាត់ត្រូវតែជាអតិថិជនធំដូច្នេះគាត់បានអញ្ជើញ Henley ចូលភ្លាមហើយនាំគាត់ទៅបន្ទប់ VIP នៅជាន់ទី2គ្រឿងសង្ហារិមនៅជាន់លើខុសពីការតុបតែងនៅជាន់ក្រោមមិនត្រឹមតែទំហំជាន់ទី2តូចជាងប៉ុណ្ណោះទេប៉ុន្តែមានគ្រឿងសង្ហារិមបុរាណមួយចំនួននៅជាន់ទី2វាត្រូវបានតុបតែងយ៉ាងឆើតឆាយផាសុកភាពនិងកក់ក្ដៅអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺមានធូបដ៏មានតម្លៃមួយនិងបាច់ធូបនៅកាច់ជ្រុងបន្ទប់ដែលធ្វើឲ្យបន្ទប់មានក្លិនក្រអូបឈ្ងុយឈ្ងប់បុរសវ័យកណ្ដាលម្នាក់ដែលមានរូបរាងស្លូតបូតកាន់សៀវភៅចាស់មួយក្បាលកំពុងឈរនៅក្នុងបន្ទប់អានខ្លឹមសាររបស់វាខ្លាំងគាត់ហាក់ដូចជាមិនមានអំណាចវេទមន្តដូចមនុស្សធម្មតាទាំងស្រុងនោះទេHenley ស្រឡាងកាំងបន្តិចកន្លែងនេះមើលទៅមិនដូចជាកន្លែងធ្វើអាជីវកម្មទេផ្ទុយទៅវិញវាមើលទៅដូចជាផ្ទះអ្នកមានមួយចំនួនអ្នកដែលកំពុងអានឃើញ Henley ចូលមកហើយបិទសៀវភៅដោយស្ងប់ស្ងាត់អ្នកបម្រើពណ៌ខៀវដែលបាននាំ Henley បានដើរយ៉ាងលឿនទៅរកបុរសនោះហើយខ្សឹបប្រាប់ពី3ពាក្យក្រោយពីបុរសវ័យកណ្ដាលបានស្ដាប់ចប់គាត់ក៏លើកដៃសំពះដោយញឹមថាខ្ញុំគឺជាម្ចាស់ហាងរបស់ Myrite Treasure Store ឈ្មោះ Shane Burley តើខ្ញុំគួរនិយាយទៅកាន់អ្នកដោយរបៀបណាLivio Henley ខ្ចីឈ្មោះមិត្តល្អរបស់គាត់ដោយមិនដឹងខ្លួនអូវាជាបងប្រុសលីបងប្រុសសូមអង្គុយចុះបុរសវ័យកណ្ដាលបាននាំ Henley ឲ្យអង្គុយចុះបន្ទាប់មកបានបញ្ជាអ្នកបម្រើថាទៅដាំតែយេ Cloud Tea ដ៏ល្អបំផុតរបស់យើងមួយចានទៅបន្ទាប់ពី Henley អង្គុយចុះបុរសវ័យកណ្ដាលចាប់ផ្ដើមសួរដោយសុភាពនេះជាលើកទី1ហើយដែលបងលីមកហាងនេះមែនទេហេម្ចាស់ហាង Shane ពិតជាអ្នកសង្កេតការណ៍មែននេះជាលើកដំបូងដែលខ្ញុំបានមកហាងនេះ Henley ផ្លាស់ប្ដូរសំឡេងរបស់គាត់ដោយចេតនាហើយធ្វើឲ្យខ្លួនគាត់ស្ដាប់ទៅដូចជាមនុស្សរឹងរូសជាមួយនឹងសំឡេងដ៏ជ្រាលជ្រៅវាមិនមានបញ្ហាទេប្រសិនបើវាជាលើកទី1របស់អ្នកដែលមកកន្លែងនេះដរាបណាអ្នកសុខចិត្តមកទីនេះវាបង្ហាញពីការពេញចិត្តរបស់អ្នកចំពោះហាង Myrite Treasure Store របស់យើងប្រាកដជាពេញចិត្តបងប្រុសម្ចាស់ហាង Shane និយាយដោយទំនុកចិត្តខ្ញុំមិនចង់ឆ្លងកាត់បញ្ហានៃការទៅហាងច្រើនទេប្រសិនបើខ្ញុំអាចស្វែងរកទំនិញទាំងអស់ដែលខ្ញុំត្រូវការនៅក្នុងហាងមួយហេបងប្រុសឡៃអាចជឿជាក់បានអំពីរឿងនេះភាពជឿជាក់របស់ហាងរបស់យើងគឺពិតជាហាងដ៏ល្អបំផុតមួយនៅលើផ្លូវនេះប្រសិនបើហាងនេះមិនអាចផ្គប់ចិត្តបងប្រុសបាននោះមិនចាំបាច់រំខានការពិនិត្យមើលហាងផ្សេងទៀតទេម្ចាស់ហាងបាននិយាយដោយមិនប្រញាប់ដោយបញ្ចេញទំនុកចិត្តនៅពេលនេះអ្នកបម្រើម្នាក់បានឡើងមកជាន់ផ្ទាល់ខ្លួនដោយមានចានតែមួយនិងតែមួយចំនួនក្លិនទឹកតែស្រស់ថ្លាពេញបន្ទប់មុនពេលនាងចូលទៅជិតអ្នកទាំងពីរម្ចាស់ហាង Shane រងចាំអ្នកបម្រើរៀបចំឈុតតែហើយញ៉ាំមួយកែវសិនពេលកំពុងញ៉ាំគាត់បាននិយាយថានេះគឺជាតែពិសេសដែលផលិតនៅក្នុងហាងវាកម្រមាននៅកន្លែងផ្សេងទៀតវាមិនត្រឹមតែមានក្លិនក្រអូបប៉ុណ្ណោះទេប៉ុន្តែការផឹកវាអាចធ្វើឲ្យមនុស្សមានថាមពលបងប្រុសឡៃអាចផ្ដល់រសជាតិវាHenley សម្លឹងមើលតែក្រអូបនៅពីមុខគាត់ងក់ក្បាលតិចហើយនិយាយដោយទឹកមុខអត់ឃ្លានម្ចាស់ហាង Shane ពួកយើងអាចផឹកតែនៅពេលក្រោយសិនទៅចុះ
ខ្ញុំមិននឹកស្មានថាបងប្រុសនឹងមានចរិតមិនចេះអត់ធ្មត់បែបនេះទេល្អណាស់សូមរងចាំបន្តិចខ្ញុំនឹងត្រឡប់មកវិញភ្លាមម្ចាស់ហាងឈៀនក្រោកឈរឡើងដោយទឹកមុខខកចិត្តបន្តិចគាត់លើកដៃទៅរកហែនឡយហើយចុះទៅក្រោមដោយទុកហែនឡយនៅម្នាក់ឯងបន្ទាប់ពីពេលវេលាញ៉ាំតែមួយពេងបានកន្លងផុតទៅម្ចាស់ហាងឈៀនបានលេចមុខហែនឡយម្ដងទៀតទោះជាយ៉ាងណាក៏ដោយលើកនេះគាត់កំពុងកាន់ប្រអប់ប្រូកេតមួយចំនួនដែលមានទំហំខុសគ្នាម្ចាស់ហាងឈៀនបានវាយប្រអប់ឲ្យទ្រនាប់ហើយនិយាយដោយញឹមបខ្ញុំបានឮថាបងប្រុសឡៃចង់បានឧបករណ៍វេទមន្តនិងវត្ថុស័ក្តិសិទ្ធិល្អបំផុតពីអ្នកបម្រើនៅជាន់ក្រោមដូច្នេះហើយខ្ញុំបានចុះទៅបន្ទប់ប្រមូលយកកំណប់ទ្រព្យមួយចំនួនដែលខ្ញុំបានប្រមូលទុកជាយូរមកឲ្យបងប្រុសបានឃើញខ្ញុំសង្ឃឹមថាបងប្រុសឡៃសប្បាយចិត្តជាមួយពួកគេហានលីបើកភ្នែកធំពេលលើរឿងនេះគាត់ចង់ដឹងចង់ឃើញយ៉ាងខ្លាំងអំពីខ្លឹមសារនៅក្នុងប្រអប់ប្រូកេតគាត់ឆ្ងល់ថាតើរបស់របរកម្រមានអ្វីខ្លះដើម្បីឲ្យពួកវាត្រូវបានគេហៅថាជាកំណប់ដោយម្ចាស់ហាងហើយថាតើខ្លឹមសារនោះនឹងលើសពីការរំពឹងទុករបស់គាត់ឬអត់ម្ចាស់ហាងឈៀនបានដាក់ប្រអប់អាវទ្រនាប់នៅលើទៅរួចហើយបើកវានីមួយឲ្យគាត់មើលទោះជាយ៉ាងណាក៏ដោយហែនឡៃបានកត់សម្គាល់ថាភ្លាមនៅពេលដែលប្រអប់អាវទ្រនាប់ត្រូវបានបើកសម្ពាធវេទមន្ទីរដែលពិតជាខ្លាំងជាងគាត់បានចេញមកក្រៅហើយបានចាក់សោយ៉ាងតឹងរឹងលើគ្រប់ចលនារបស់គាត់ដំបូងហែនឡៃមានការភ្ញាក់ផ្អើលប៉ុន្តែបានយល់ភ្លាមថានេះគឺជាវិធានការសុវត្ថិភាពដែលហាង MyRight Treasure Store បានប្រើប្រាស់ដើម្បីធានាកំណប់ទ្រព្យក្នុងករណីដែលគាត់ត្រូវលួចរបស់របរនៅក្នុងប្រអប់ប្រូកេតបន្ទាប់មកគាត់បានសម្រាកនិងយល់កាន់តែស៊ីជម្រៅអំពីសមត្ថភាពរបស់ MyRight Treasure Store ជំពូក163នៅពេលនេះម្ចាស់ហាង Shen បានចាប់ផ្ដើមបង្ហាញរបស់នៅក្នុងប្រអប់តូចមួយឈុតរបស់ Gold Beetle Swarm Blades ដែលមានដាវម្ដាយមួយនិងដាវកូន8វាត្រូវបានបង្កើតឡើងពីដែកនិងមាសដ៏ល្អចម្រាញ់ដោយអ្នកជំនាញបង្កើតមូលនិធិរយៈពេល3ថ្ងៃ3យប់ដរាបណាម្នាក់កាន់ដាវម្ដាយមនុស្សម្នាក់អាចគ្រប់គ្រងដាវកូនទាំង8ក្នុងពេលដំណើរគ្នាដើម្បីវាយប្រហារសត្រូវដែលបណ្ដាលឲ្យខ្មាំងមិនអាចការពារប្រឆាំងនឹងដាវដ៏មុតស្រួចទាំងនេះបានគូគាត់បានណែនាំឈុតនៃដាវពណ៌មាសស្រាលប្លែកខណៈដែលចង្អុលទៅករណីរបស់វាហានលីមិនបាននិយាយហើយពិនិត្យមើលចំណុចទាញដោយប្រុងប្រយ័ត្នគាត់ងក់ក្បាលហើយដាក់ចុះ Flying Dockeron Shield ដែលជាឧបករណ៍វេទមន្តការពារដែលកំបោះឃើញណាស់វាត្រូវបានចម្រាញ់ចេញពីដុំដ៏ធំនៃ Codian Earth មិនត្រឹមតែវារឹងមាំនិងមិនអាចបំភ្លេចបំផ្លាញបាននោះទេវាក៏ត្រូវបានបង្កប់ដោយអក្ខរាវិរុទ្ធផងដែរវាអាចបង្វិលគ្រប់ទិសទីនិងការពារដោយស្វ័យប្រវត្តិបន្ទាប់មកគាត់បានហុចវាទៅហែនឡៃដើម្បីឲ្យគាត់មើលដោយប្រុងប្រយ័ត្នហែនឡៃបានយកខែមកដាក់ក្នុងដៃរបស់គាត់ហើយគូស្រាលនៅការរចនាតុបតែងរបស់វាបន្ទាប់ពីគាត់បាននិយាយទៅកាន់ខ្លួនឯងមួយសន្ទុះគាត់បានសួរថាតើខ្ញុំអាចសាកល្បងអក្ខរាវិរុទ្ធមួយផ្លែតបានទេពិតណាស់អ្នកអាចធ្វើបានបងប្រុសឡៃសុំគុំស្ទាក់ស្ទើរក្នុងការប្រើវាម្ចាស់ហាង Shen និយាយដោយភាពធូរស្រាលដោយសារគាត់និយាយបែបនេះហែនឡៃមិនគួរសំទេហើយបានចាក់ធម្មពលវេទមន្តយឺតចូលខែក្នុងដៃរបស់គាត់ជាលទ្ធផលប្រឡោះដែកបានបញ្ចេញពន្លឺខ្មៅក្នុងមួយប៉ព្រិចភ្នែកវារីកធំជាច្រើនដងហើយវាថែមទាំងហោះចេញពីដៃរបស់គាត់ហើយអន្តែតលើអាកាសជាងនេះទៅទៀតវាចាប់ផ្ដើមវិលជុំវិញគាត់បន្តិចម្ដងទំហំរបស់វាហាក់ដូចជាគ្រប់គ្រាន់ដើម្បីគ្របដណ្ដប់ចំណុចសំខាន់មួយចំនួននៅលើរាងកាយហានឡៃសប្បាយចិត្តបន្ទាប់ពីគ្រប់គ្រងវាដោយយកចិត្តទុកដាក់មួយផ្លែតគាត់អាចគ្រប់គ្រងចលនារបស់វាតាមដែលគាត់ពេញចិត្តច្រើនតាមការរំពឹងទុករបស់គាត់វាពិតជាស្រស់ស្អាតនិងរហ័សរហួនបន្ទាប់ពីសាកល្បងវាហែនឡៃពេញចិត្តនឹងឧបករណ៍វេទមន្តនោះអ្វីដែលគាត់កំពុងខ្វះខាតបំផុតគឺឧបករណ៍វេទមន្តសង្គ្រោះជីវិតប្រភេទនេះជាមួយនឹងខែលនេះហាងឆេងរបស់គាត់ក្នុងការរស់រានមានជីវិតពីការសាកល្បងហាមឃាត់ឈាមនិងភ្លើងប្រកាសជាកើនឡើងបន្តិចទោះជាយ៉ាងណាហែនឡៃមិនបានបង្ហាញអ្វីភ្លាមទេគាត់គ្រាន់តែយកខែដែកមកប្រអប់វិញដោយមិននិយាយបន្ទាប់មកគាត់រងចាំភីគីមខាងទៀតបន្តការបង្ហាញរបស់ខ្លួនម្ចាស់ហាង Shen មិនសប្បាយចិត្តតតែសោះចំពោះវិធីដោះស្រាយរបស់ហែនឡៃហើយបានបន្តណែនាំដោយរីករាយនៅអត្ថបទបន្ទាប់ដែលជាបាល់ពណ៌ខៀវទំហំប៉ុនគ្រាប់ថ្នាំគ្រាប់ភ្លេកបន្ទោលឋានស៊ូកុលជាច្រើនរយឆ្នាំមុនបន្ទាប់ពីអ្នកជំនាញអាចកំបាំងម្នាក់បានបាញ់ភ្លេកពីលើមេឃដោយចៃដន្យគាត់គ្រប់គ្រងវាដោយជោគជ័យគ្រាប់ធញ្ជាតិនីមួយមានថាមពលដ៏អស្ចារ្យដើម្បីកាន់កាប់វាបន្ទាប់ពីម្ចាស់ហាង Shen និយាយបែបនេះគាត់មិនអាចជួយបញ្ចេញទឹកមុខមិនសប្បាយចិត្តបានទេគ្រាប់ភ្លេកបន្ទោលនេះពិតជាកម្រមានដ៏មានតម្លៃណាស់ពេលដែលហែនឡៃឬបែបនេះគាត់រំជួលចិត្តវាពិតជាអាចសម្លាប់អ្នកជំនាញបង្កើតមូលនិធិរបស់ដ៏អស្ចារ្យបែបនេះប្រហែលជាមិនអាចរកឃើញដោយចៃដន្យទេ
ប្រសិនបើគាត់អាចទទួលបានវានោះវានឹងស្មើនឹង trump card សម្រាប់ការធ្វើដំណើររបស់គាត់ទៅកាន់តំបន់ហាមឃាត់ទោះបីជាយ៉ាងណាលោកខ្លាចតម្លៃឡើងខ្ពស់ខ្លាចពលរដ្ឋទៅឆ្ងាយមិនក៏គេមិនលួងរហូតដល់ឥឡូវបន្ទាប់ពីម្ចាស់ហាង Shen បង្ហាញក្របភ្លេចបន្ទោលពណ៌ខៀវគាត់មិននិយាយអ្វីទៀតទេផ្ទុយទៅវិញគាត់បានសម្លឹងមើលទៅ Henley ដោយការរំពឹងទុកយ៉ាងខ្លាំងបន្ទាប់មកគាត់លើកពែងតែក្រអូបហើយទទួលបានរសជាតិមិនប្រញាប់ទោះបីទៅនោះមានប្រអប់បិទជិតដែលមិនទាន់ត្រូវបានណែនាំក៏ដោយក៏គាត់មិនបាននិយាយសំបីតែមួយម៉ាត់អំពីវាដែរ Hanley ញឹមតិចដោយដឹងច្បាស់ពីចិត្តណារបស់ម្ចាស់ហាង Shen នេះគាត់បានដឹងថានេះជាពេលដែលគាត់គួរតែបង្ហាញដល់ភីគីមខាងទៀតនៅកម្លាំងរបស់គាត់បើមិនដូច្នេះទេគាត់នឹងមិនអាចមើលឃើញកំណប់នេះបានយ៉ាងងាយស្រួលក្នុងប្រអប់ប្រូកេតចុងក្រោយឡើយមុនពេលគាត់មកក្រៅពីអស្តវិញ្ញាណដែលមានអាយុ 2000 ឆ្នាំគាត់ក៏បាននាំយកធម្មវិញ្ញាណទាំងអស់របស់គាត់មកជាមួយផងដែរដែលរួមមានធម្មវិញ្ញាណកម្រិតមធ្យមចំនួន2និងធម្មវិញ្ញាណកម្រិតទាបជិត100ទោះជាយ៉ាងណាក៏ដោយ Henley ទំនងជាមិនប្រើធម្មវិញ្ញាណទាំងនេះដោយស្រាលទេគាត់គ្រាន់តែពឹងផ្អែកលើអសខੰវិញ្ញាណទាំងពីរនោះនិយាយឲ្យត្រង់ទៅទោះបីជា Henley ដឹងថាអសខੰវិញ្ញាណដែលមានអាយុជាង 1000 ឆ្នាំគឺគម្រមានណាស់នៅក្នុងពិភពដាំដុះហើយតម្លៃរបស់វាគួរខ្ពស់ក៏ដោយគាត់មិនបានដឹងពីតម្លៃជាក់ស្ដែងនៅក្នុងធម្មវិញ្ញាណសម្រាប់ឧបករណ៍វេទមន្តទាំងនេះទេគាត់មិនមានការប៉ាន់ស្មានពិតប្រាកដទេទោះជាយ៉ាងណាក៏ដោយគាត់យល់ថាដោយប្រើឱសថដើម្បីទទួលបានខែលតូចមួយនោះនិងកាំបិតស្វមប៊ីរមាសគាត់គួរតែមានធម្មវិញ្ញាណបន្ថែមមួយចំនួនទៀតចំណែកឯក្របពូជរន្ទះស៊ូក៏ដែលគាត់ចង់បានទៀតនោះគាត់មិនសូវមានសង្ឃឹមទេភ្លាមនោះគាត់មិនបានដកអសខੰវិញ្ញាណទាំងពីររបស់គាត់ចេញទេផ្ទុយទៅវិញគាត់បានយកប្រអប់ឈើតូចមួយដែលមើលទៅហាក់ដូចជាមានតម្លៃនិងពិសេសនៅខាងក្នុងមូលហេតុដែល Henley ធ្វើបែបនេះគឺដោយសារគាត់ដឹងយ៉ាងច្បាស់ថាឌុំមនុស្សម្នាក់ចង់តុបតែងដោយសម្លៀកបំពាក់ប៉ុន្តែព្រះពុទ្ធចង់តុបតែងដោយមាសគាត់ដឹងថាប្រសិនបើបទបង្ហាញនេះដំណើរការទៅបានល្អតម្លៃនៃអស្ត្ររបស់គាត់គួរតែកើនឡើងបន្តិចដោយហេតុនេះធ្វើឲ្យឱកាសដែលគាត់នឹងទទួលរងការខាតបង់មិនទំនងHanley មិនបានបើកគម្របប្រអប់តូចទេប៉ុន្តែបានហុចករណីនេះទៅបុរសដែលនៅពីមុខគាត់ម្ចាស់ហាង Shen បានយកចិត្តទុកដាក់ដោយសម្ងាត់ចំពោះសកម្មភាពរបស់ Henley ទាំងអស់ពេលឃើញទិដ្ឋភាពនេះគាត់មិននិយាយជំទាស់អ្វីទេហើយទទួលយកប្រអប់នោះទៅបន្ទាប់ពីសង្កេតមួយសន្ទុះគាត់បានបើកគម្របដោយប្រុងប្រយ័ត្ននៅពេលដែលគាត់បានឃើញយ៉ាងច្បាស់នៅអ្វីដែលនៅក្នុងប្រអប់នោះម្ចាស់ហាង Shen មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងយ៉ាងណាក៏ដោយការបញ្ចេញមិត្តរបស់គាត់បានកើតឡើងមិនពេញចិត្តបន្តិចក្រោយមកបងប្រុសលេក្រងនឹងប្រើ Yellow Essence Mushroom នេះដើម្បីដូរយកទ្រព្យសម្បត្តិរបស់ហាងនេះតើវាកម្របានដោយរបៀបណាប្រសិនបើវាជារបស់ដ៏អស្ចារ្យដែលមានអាយុពី2ទៅ300ឆ្នាំឬច្រើនជាងនេះវាមិនមានតម្លៃអ្វីទាំងអស់គឺម្ចាស់ហាង Shen បាននិយាយយ៉ាងត្រជាក់Hanley សាយតិចជាច្រើនដងហើយមិននិយាយអ្វីផ្សេងគាត់កំពុងសិក្សារូបរាងថ្មីរបស់ភីគីមខាងទៀតតាមល្បឿនផ្ទាល់ខ្លួនរបស់គាត់ខណៈពេលដែលគាត់ភ្លក់តែក្រអូបដែលបានចាក់ឲ្យគាត់កាលពីពេលមុនដោយបានឃើញសកម្មភាពមិនភ័យខ្លាចរបស់ Henley ម្ចាស់ហាង Shen មានការសង្ស័យបន្តិចគាត់បានប្រមូលវិញ្ញាណរបស់គាត់ទាំងអស់ហើយទម្លាក់ក្បាលរបស់គាត់ដោយពិនិត្យមើលដោយប្រុងប្រយ័ត្ននៅអសខੰវិញ្ញាណនៅក្នុងប្រអប់ម្ដងទៀតម្ចាស់ហាង Shen បានក្រឡេកមើលវាហើយស្រាប់តែដកដង្ហើមខ្យល់ត្រជាក់ភ្លាមនោះគាត់បានក្រោកឈរពីកៅអីរបស់គាត់ដោយក្តីរំភើបហើយបានផ្លាស់ប្ដូរប្រអប់ទៅផ្នែកដែលមានពន្លឺគ្រប់គ្រាន់នៃបន្ទប់គាត់បានពិនិត្យវាខ្លាំងពេករួចនិយាយទៅកាន់ខ្លួនឯងថាមិនអាចទៅរួចទេតើវាពិតជាអាចមានអាយុលើសពី 1000 ឆ្នាំទេឬវាមានលក្ខណៈស្រដៀងនឹងវាHanley បានឃើញការបញ្ចេញមិត្តរបស់ភីគីមខាងទៀតយ៉ាងច្បាស់ហើយបានឬពាក្យរបស់គាត់ធ្វើឲ្យបេះដូងរបស់គាត់ស្ងប់ជាទីបំផុតឥឡូវនេះគាត់ប្រកាសថាតម្លៃនៃអសខੰវិញ្ញាណដែលមានអាយុរាប់ពាន់ឆ្នាំរបស់គាត់គឺធំជាងការប៉ាន់ស្មានពីមុនរបស់គាត់មិនមែនទាបជាងនោះទេលើសពីនេះទៀតវាហាក់ដូចជាគាត់មានឱកាសល្អក្នុងការទទួលបានគ្រាប់ភ្លេចបន្ទោលនោះបន្ទាប់ពីពិនិត្យមួយសន្ទុះម្ចាស់ហាង Shen ស្រាប់តែដឹងអំពីភាពខ្វះសុជីវធម៌និងការពិតដែលគាត់បានលាតត្រដាងព័ត៌មានអំពីកាលៈទេសៈពិតដល់ភីគីមខាងទៀតទោះជាយ៉ាងណាគាត់មិនអាចកែប្រែអ្វីបានទេឥឡូវនេះវត្ថុនៅចំពោះមុខភ្នែករបស់គាត់ត្រូវបានបង្កប់នៅក្នុងស្ថានភាពចិត្តរបស់គាត់ដរាបណាវត្ថុនេះពិតជាវត្ថុដែលមានអាយុកាល 1000 ឆ្នាំដែលមានគុណភាពខ្ពស់បំផុតទ្រង់នឹងចំណាយលើសដើមដើម្បីឲ្យអស្តវិញ្ញាណដែលមានអាយុ 1000 ឆ្នាំនេះនៅតែស្ថិតក្នុងឃ្លាំង 10,000 ឆ្នាំការធ្វើដូច្នេះនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនរាប់មិនអស់ពីហាង Treasure Store របស់គាត់ទ
ទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្នគាត់មានការខ្មាស់អៀនខណៈដែលគាត់មិនធ្លាប់បានឃើញរុក្ខជាតិខាងវិញ្ញាណដែលមានអាយុ1000ឆ្នាំពីមុនមកគាត់គ្រាន់តែដឹងអំពីកេរ្តិ៍ឈ្មោះរបស់វាដូច្នេះហើយគាត់ពិតជាមិនអាចត្រូវបានគេប៉ាន់ស្មានជាក់លាក់អំពីភាពចាស់ទុំនៃអស់ធ្នុះនៅក្នុងប្រអប់នោះទេគាត់គ្រាន់តែដឹងថាប្រសិនបើផ្សិត Yellow Essence មុនគាត់មិនមានថ្នាំព្យាបាល1000ឆ្នាំទៀតនោះវាគួរតែមានពី7ទៅ800ឆ្នាំឬច្រើនជាងនេះវានៅតែជាវត្ថុដ៏មានតម្លៃខ្លាំងណាស់គាត់ប្រកាសក្នុងចិត្តយ៉ាងហោចណាស់មកបន្ទាប់ពីត្រួតពិនិត្យមួយសន្ទុះម្ចាស់ហាង Shen បានហៅអ្នកបម្រើវ័យក្មេងម្នាក់ពីជាន់ក្រោមទៅអញ្ជើញ Elder Ding ឲ្យមកប្រាប់គាត់ថាមានវត្ថុដ៏មានតម្លៃមួយនៅទីនេះដែលខ្ញុំត្រូវការគាត់វិតម្លៃគាត់បានបញ្ជាយ៉ាងអាឡារិកក្រោយមកម្ចាស់ហាង Shen បានឆ្លៀតឱកាសនេះដើម្បីជែកដោយស្មោះត្រង់ទោះជាយ៉ាងណាក៏ដោយពួកគេបានជៀសវាងទាំងស្រុងពីការនិយាយអំពីអស្តដូចជាអសក្នុងប្រអប់តូចមួយត្រូវបានបំភ្លេចចោលនាពេលនេះមិនយូរប៉ុន្មានបុរសចំណាស់សក់ស្កើម្នាក់អមដោយអ្នកបម្រើវ័យក្មេងបានឡើងជណ្ដើរយឺតពេលម្ចាស់ហាង Shen ឃើញដូចនេះភ្លាមគាត់ក៏ដើរទៅសួរសុខទុក្ខគាត់ដោយគោរពហើយថ្វាយកន្លែងអង្គុយរបស់គាត់ដល់ព្រឹទ្ធាចារ្យម្នាក់នេះមុននឹងឈរនៅម្ខាងវាហាក់ដូចជា Elder Ding នេះពិតជាមនុស្សមានកេរ្តិ៍ឈ្មោះម្នាក់ទោះជាយ៉ាងណាក៏ដោយ Henley បានទាយរួចហើយថាមនុស្សនេះគឺដូចជាម្ចាស់ហាង Shen ដែលជាបុរសចំណាស់ធម្មតាគាត់មិនមានដានតិចតួចបំផុតនៃការដាំដុះទេម្ចាស់ហាង Shen អ្នកហៅបុរសចំណាស់ដែលនឹងត្រូវគេកប់នៅទីនេះប្រហែលជាមានរបស់ដែលអ្នកមិនអាចហៅអ្នកផ្សេងបានដោយញ័រខ្លួនបុរសចំណាស់បានសួរបន្ទាប់ពីហឺតជាច្រើនដងជំពូក164 Elder Ding តើខ្ញុំអាចរំខានអ្នកក្នុងការមើលវត្ថុនេះដែរឬទេទោះបី Junior មានអារម្មណ៍ថាវាអាចជាអសខាងវិញ្ញាណអាយុ1000ឆ្នាំក៏ដោយក៏ខ្ញុំមិនប្រកាសដែរម្ចាស់ហាង Shen បានស្នើសុំដោយសំឡេងដ៏រាបទាបហើយប្រគល់ប្រអប់ឈើអសខាងវិញ្ញាណរាប់ពាន់ឆ្នាំ Elder Ding ពិបាកនឹងជឿពេលគាត់បានរវាប៉ុន្តែគាត់នៅតែយកប្រអប់អោបត្រណប់លោកចាស់សូមមើលឲ្យចិត្តសិនម្ចាស់ហាង Shen ទប់អារម្មណ៍រំភើបក្នុងចិត្តហើយសួរយ៉ាងលឿនElder មិនបានឆ្លើយតបទេគាត់បិទភ្នែករបស់គាត់ដោយផ្ដោតទៅលើរូបរាងពណ៌សូម្បីតែគំរូគាត់ថែមទាំងដាក់ប្រអប់នៅក្រោមច្រមុះរបស់គាត់ហើយហិតវាពីរបីដងHanley បានចិញ្ចឹមអស្នេះដោយដៃដោយដំណើរការលឿនដូច្នេះគាត់ដឹងយ៉ាងច្បាស់ថាតើអសខាងវិញ្ញាណនេះមានអាយុ1000ឆ្នាំឬអត់ដោយដឹងដូច្នេះគាត់ក៏អង្គុយនៅម្ខាងដោយទឹកមុខរីករាយហើយធ្វើហាក់ដូចជាមិនបានឃើញអ្វីដែល Elder កំពុងធ្វើអ្វីដែលគាត់កំពុងពិចារណាគឺគ្រាន់តែជារបៀបដែលគាត់គួរចរចាជាមួយ Myra Treasure Store ម្ចាស់ហាង Shen គឺផ្ទុយស្រឡះពី Henley ហើយគាត់បានមើលចលនានីមួយរបស់ Elder ដោយមិនព្រិចភ្នែកអាកប្បកិរិយាមិនខ្លាចជាញើតដែលគាត់កាន់ខ្លួនជាមួយពេលជួប Henley លើកដំបូងគឺបាត់ទៅហើយនៅពេលនេះទឹកមុខរបស់គាត់ពោពេញដោយការបញ្ចេញមិត្តដ៏ស្មុគស្មាញលីលំនៃការរំពឹងទុកនិងការព្រួយបារម្ភដោយសារតែលទ្ធផលដែលអាចកើតមានទីបំផុត Elder Ding បានដាក់ប្រអប់យ៉ាងទន់ភ្លន់នៅលើតុបិទភ្នែកហើយគិតយ៉ាងជ្រៅនៅពេលគាត់ខ្ទាស់ពុកចង្ការរបស់គាត់បន្ទាប់មកគាត់បានបើកភ្នែករបស់គាត់ហើយនិយាយយ៉ាងស្ងប់ស្ងាត់ជាមួយនឹងទឹកដុំដ៏វិជ្ជមានថាសូមអបអរសាទរម្ចាស់ហាងនេះពិតជាផ្សិតស្លឹកគ្រៃដែលមានអាយុកាលជាង1000ឆ្នាំហើយទើបតែរកឃើញមិនយូរប៉ុន្មានទេហើយប្រសិទ្ធភាពនៃអស្នេះមិនបង្អាក់តតែសោះដូច្នេះវាជាអស្តបុរាណអាយុរាប់ពាន់ឆ្នាំធានាបានឬបែបនេះទឹកមុខរបស់ម្ចាស់ហាង Shen បង្ហាញទឹកមុខរីករាយបន្ទាប់មកគាត់បាននាំ Elder ចុះតាមជណ្ដើរដោយគោរពដោយរីករាយគាត់បានយកប្រអប់ដែលកាន់អស្ខាងវិញ្ញាណហើយមើលវាច្រើនដងទៀតម្ចាស់ហាង Shen គួរតែអ្នកនឹងខ្ញុំចាប់ផ្ដើមនិយាយអំពីកិច្ចព្រមព្រៀងនេះទេដោយឃើញថាភីគីម្ខាងទៀតហាក់ដូចជាភ្លេចថាម្ចាស់អស្ខាងវិញ្ញាណនៅតែអង្គុយក្បែរនោះ Henley មិនអាចជួយអ្វីបានក្រៅពីរំលឹកម្ចាស់ហាងអំពីវត្តមានរបស់គាត់អូខ្ញុំល្ងងណាស់បងលីសូមអភ័យទោសផងភ្ញាក់ផ្អើលបន្តិចម្ចាស់ហាង Shen បានចងចាំថាអស្ខាងវិញ្ញាណនេះមិនទាន់ជាកម្មសិទ្ធិរបស់ Myra Treasure Store នៅឡើយទេគាត់ឡើងក្រហមបន្តិចមុខឡើងក្រហមហើយហេមិនអីទេប៉ុន្តែតើអ្នករៀបចំផែនការជួញដូរដោយរបៀបណា Hanley សើចចំអកហើយបានកត់សម្គាល់ខណៈដែលគាត់ចំអកឲ្យភីគីមខាងទៀតនៅពេលនេះទឹកមុខរបស់ម្ចាស់ហាង Shen បានវិលមករកភាពប្រក្រតីវិញបន្ទាប់មកគាត់ដាក់របស់ដែលនៅក្នុងដៃរបស់គាត់ត្រឡប់មកវិញនៅលើតុហើយនិយាយថាចាប់តាំងពីបងប្រុសឡៃអាចយកស្មៅខាងវិញ្ញាណដែលមានអាយុ1000ឆ្នាំមកនោះអ្នកត្រូវតែមិនមែនជាអ្នកដាំដុះធម្មតាទេដូច្នេះហើយខ្ញុំនឹងនិយាយត្រង់ទៅបងប្រុសដោយគ្មានគម្រោងអាជីវកម្មធម្មតារបស់ខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅតម្លៃសមរម្យ
ដោយនិយាយនោះបន្ទាប់ពីគិតមួយសន្ទុះគាត់បានបន្តដោយទឹកមុខស្មោះត្រង់ថាបងប្រុសឡៃអាចដោះដូរអស់ខាងវិញ្ញាណនេះសម្រាប់វត្ថុណាមួយក្នុងចំណោមវត្ថុពីរពីប្រអប់ដែលខ្ញុំបានបង្ហាញអ្នកពីមុនឬអ្នកអាចលក់វាសម្រាប់តែវត្ថុក្នុងប្រអប់ចុងក្រោយប្រសិនបើវត្ថុណាមួយមិនពេញចិត្តទេនោះហាងនេះក៏អាចឲ្យអ្នកទិញបានដោយទឹកចិត្តខាងវិញ្ញាណគ្រប់គ្រាន់ដែរហានលីមានអារម្មណ៍ស្មោះត្រង់ក្នុងពាក្យសម្ដីរបស់ភីគីមខាងទៀតបន្ទាប់ពីពិចារណាវាម្ដងហើយម្ដងទៀតនៅក្នុងចិត្តគាត់មានអារម្មណ៍ថាតម្លៃគឺសមរម្យហើយដោយសារតែវាមិនហួសពីចំណុចសំខាន់របស់គាត់ក៏ចិត្តទទួលយកកិច្ចព្រមព្រៀងនេះប៉ុន្តែមុននោះគាត់នៅតែចង់ឃើញរបស់នៅក្នុងប្រអប់ brocade ចុងក្រោយប៉ុន្តែវាប្រែថា Henley មិនចាំបាច់សួរទេម្ចាស់ហាង Shen បានបើកប្រអប់ចុងក្រោយហើយរុញវានៅមុខ Henley ខណៈដែលគាត់និយាយទាំងញឹមថារបស់នៅក្នុងប្រអប់នេះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ហាងនេះទោះជាយ៉ាងណាក៏ដោយថាតើអ្នកចូលចិត្តវាមិនអាស្រ័យលើបងប្រុសមានរសជាតិឆ្ងាញ់ទេឬបែបនេះការចង់ដឹងចង់ឃើញរបស់ Henley កើនឡើងគាត់បានក្រឡេកមើលទៅក្នុងប្រអប់ហើយភ្លាមនោះគាត់ស្រឡាំងកាំងនៅក្នុងប្រអប់អាវកាក់មានសិលាចារឹកតែមួយគត់ដែលចារឹករូបឥដ្ឋពណ៌មាសរូបភាពនោះភ្លឺដោយពន្លឺពណ៌មាសហើយមើលទៅពិតជាប្រាកដនិយមបន្ទាប់ពីពិនិត្យមើលរបស់នោះបានល្អគំនិតរបស់ Henley មិនអាចឈប់វិលបានឡើយភ្លាមនោះគាត់បានគិតអំពីតាលីករបស់គាត់ដែលជាដាវពណ៌ប្រភេទតូចមួយគូនៅលើវាតើវាអាចដូចគ្នាទេកំណប់ទ្រព្យ Henley ដកដង្ហើមធំហើយសួរដោយសំឡេងមិនច្បាស់លាស់ម្ចាស់ហាងបានបង្ហាញការងឿងឆ្ងល់គាត់បានបន្លឺឡើងដោយការភ្ញាក់ផ្អើលខ្ញុំមិននឹកស្មានថាបងប្រុសលីពិតជាស្គាល់វត្ថុនេះទេបន្ទាប់ពី Henley បានស្ដាប់អ្វីដែលគាត់និយាយគាត់សើចយ៉ាងជូរចត់ហើយងក់ក្បាលដោយដកដង្ហើមធំគាត់បានឆ្លើយថាអ្នកមើលទៅបុរសដែលមាននាមត្រកូលលេខ្លាំងពេកខ្ញុំគ្រាន់តែឮអំពីវត្ថុកំណប់ទេតាមពិតខ្ញុំមិនដឹងច្រើនអំពីវាទេដោយសារម្ចាស់ហាង Shen អាចយកវត្ថុនេះចេញបានអ្នកត្រូវតែដឹងអំពីវត្ថុកំណប់នេះបន្តិចខ្ញុំសង្ឃឹមថាអ្នកនឹងបង្រៀនខ្ញុំអំពីវាការលើកឡើងរបស់ Henley ត្រូវបានគេនិយាយចេញពីបាតចិត្តគាត់ចង់ឆ្លៀតឱកាសនេះដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅអំពីវត្ថុកំណប់ហើយជៀសវាងការភ័ន្តច្រឡំអំពីវាទៅទៀតម្ចាស់ហាង Shen ភ្ញាក់ផ្អើលពេលគាត់មើល Henley គាត់មានអារម្មណ៍ថានេះមិនមែនជាអ្វីដែលត្រូវរក្សាទុកជាការសម្ងាត់នោះទេវាគ្រាន់តែមិនមានមនុស្សជាច្រើនបានដឹងអំពីរឿងនេះទោះយ៉ាងនេះក្តីវាមិនសមនឹងការព្យាយាមធ្វើឲ្យអតិថិជនធំនៅចំពោះមុខគាត់នោះទេដូច្នេះហើយគាត់បានយល់ព្រមយ៉ាងងាយហើយពន្យល់អ្វីគ្រប់យ៉ាងដែលគាត់បានដឹងអំពីកំណប់ទ្រព្យកំណប់ទ្រព្យគឺជាវត្ថុដែលមានផ្ទៃខាងក្រោយដ៏អស្ចារ្យដែលជាវត្ថុពិសេសដែលអាចត្រូវបានធ្វើឡើងដោយអ្នកដាំដុះនៅពីលើការបង្កើតស្នូលប៉ុណ្ណោះអ្នកដាំដុះកម្រិតខ្ពស់ដែលចម្រាញ់កំណប់វេទមន្តនិងបញ្ចូលថាមពលនៃកំណប់វេទមន្តមួយចំនួនទៅក្នុងក្រដាស Talisman ពិសេសដើម្បីឲ្យអ្នកដាំដុះផ្សេងទៀតអាចប្រើជាបណ្ដោះអាសន្ននៅថាមពលនៃកំណប់វេទមន្តពី Talisman ពិសេសនេះវាមានលក្ខណៈសម្បត្តិទាំង Talisman និងកំណប់វេទមន្តអ្នកដាំដុះដែលដឹងអំពីអត្ថភាពរបស់ពួកគេបានហៅពួកគេដោយលេងសើចថាកំណប់វេទមន្តคล้ายៗប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយក៏ពួកគេនៅតែចង់បានពួកគេយ៉ាងជ្រាលជ្រៅប្រភេទនៃកំណប់វេទមន្តคล้ายៗនេះគឺពិសេសណាស់ទោះបីជាវាត្រូវតែធ្វើឡើងដោយអ្នកដាំដុះលើសពី Core Formation ក៏ដោយអ្នកដាំដុះណាមួយអាចប្រើប្រាស់វាបានដោយមិនគិតពីកម្រិតជំនាញសូម្បីតែ Monk Golden Light ដែលជាអ្នកដាំដុះដែល Henley បានសម្លាប់ក៏អាចប្រើបានដែរទោះបីជាដាំដុះបានតែ3ឬ4ស្រទាប់ក៏ដោយទោះជាយ៉ាងណាក៏ដោយអ្នកដាំដុះនៅក្រោមមូលនិធិបង្កើតមិនអាចប្រើបច្ចេកទេស condensation បានទេដូច្នេះពួកគេអាចប្រើបានតែ10ទៅ20% នៃថាមពលរបស់ Talisman ប៉ុណ្ណោះបើប្រៀបធៀបទៅនឹងឧបករណ៍វេទមន្តកម្ពុជានេះហាក់ដូចជាមិនខ្ពស់ជាងនេះទេទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីការបង្កើតមូលនិធិអ្នកដាំដុះនឹងអាចប្រើសិល្បៈនៃការបង្រួមគំនិតនិងប្រើប្រាស់ពេញលេញនៃកម្លាំងរបស់ Talisman អ្វីត្បិតតែថាមពលរបស់វាមិនស្រដៀងនឹងផែនដីដែលខ្ទេចខ្ទីរលកសមុទ្រនិងភ្នំដែលបាក់បែកនៃកំណប់វេទមន្តពិតក៏ដោយវាគ្រប់គ្រាន់ហើយក្នុងការមើលងាយឧបករណ៍វេទមន្តផ្សេងទៀតដូច្នេះហើយអ្នកដាំដុះបន្ទាប់ពីការបង្កើតមូលនិធិសុទ្ធតែប្រាថ្នាចង់បានគូកំណប់ទ្រព្យនេះនឹងផ្ដល់ឲ្យពួកគេនូវគុណសម្បត្តិនៅក្នុងការប្រយុទ្ធនិងអនុញ្ញាតឲ្យពួកគេមិនយកចិត្តទុកដាក់លើអ្នកដាំដុះផ្សេងទៀតទោះបីជាអំណាចនៃគូកំណប់ទ្រព្យគួរឲ្យភ្ញាក់ផ្អើលក៏ដោយវានឹងបន្តប្រើប្រាស់ថាមពលនៃកំណប់វេទមន្តដែលផ្ទុកនៅខាងក្នុងប្រសិនបើអំណាចត្រូវបានអស់នោះកំណប់ទ្រព្យនឹងគ្មានប្រយោជន៍ទាំងស្រុងដូច្នេះសំណួរនៃការប្រើប្រាស់វត្ថុស័ក្តិសិទ្ធិជារឿងដែលមិនអាចមើលស្រាលបានឡើយលើសពីនេះការបង្កើតកំណប់ទ្រព្យមិនមែនជារឿងសាមញ្ញនោះទេ
ដោយសារតែកំណប់វេទមន្តគឺជាវត្ថុដែលអាចចម្រាញ់បានដោយអ្នកបង្កើតស្នូលពួកវាកម្រមិនគួរឲ្យជឿពួកគេក៏ត្រូវការដើម្បីចម្រាញ់ទាំងយប់ទាំងថ្ងៃនៅក្នុងខ្លឹមសារពិតរបស់អ្នកដាំដុះដើម្បីបង្កើនថាមពលរបស់វាហើយមិនអាចបង្ហាញឲ្យអ្នកដទៃឃើញស្រាលនោះទេជាលទ្ធផលគេអាចនិយាយបានដូចគ្នាថាវត្ថុទិព្វមួយណាដែលកំណប់ទ្រព្យត្រូវបានបង្កើតឡើងពីដើមការបង្កើតកំណប់ទ្រព្យគឺស្មើនឹងការបំផ្លាញកំណប់វេទមន្តចាប់តាំងពីវាបានលេបយកផ្នែកមួយនៃថាមពលរបស់វាហើយម្ចាស់នៃកំណប់វេទមន្តត្រូវតែចម្រាញ់កំណប់វេទមន្តអស់រយៈពេលជាយូរដើម្បីយកមកវិញនៅកម្លាំងរបស់វាសកម្មភាពបែបនេះជាធម្មតាធ្វើឲ្យខូចខ្លួនឯងដូច្នេះហើយនៅក្រោមកាលៈទេសៈធម្មតាគ្មានអ្នកដាំដុះណាដែលនៅពីលើ Core Formation ធ្វើអំពើល្ងង់ខ្លៅបែបនេះឡើយប៉ុន្តែដូចពាក្យចាស់ពោលថាកិច្ចការក្នុងលោកមានភាពរអាក់រអួលឥតឈប់ឈរសកម្មភាពដែលមើលទៅល្ងង់ខ្លៅក្នុងការចម្រាញ់គូកំណប់ទ្រព្យនឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ដោយអ្នកដាំដុះកម្រិតខ្ពស់ភាគច្រើននៅពេលដែលពេលវេលារបស់ពួកគេជិតដល់ហើយវាគឺសម្រាប់ជាប្រយោជន៍ដល់ក្មេងជំនាន់ក្រោយនិងក្មេងជំនាន់ក្រោយជាទ្រព្យសម្បត្តិតិចតួចក្នុងអំណាចនិងជំនួយចំពោះកំណប់វេទមន្តបន្សល់ទុកដោយអ្នកកាន់តំណែងមុនបន្ទាប់ពីរយៈពេលដ៏យូរនៃការចម្រាញ់និងទទួលមរតកពីអ្នកស្នងមរតកកំណប់វេទមន្តនឹងលែងត្រូវគ្នានឹងគំនិតរបស់ម្ចាស់ថ្មីទៀតហើយលើសពីនេះទៀតពាក់កណ្ដាលនៃថាមពលដើមរបស់កំណប់វេទមន្តនឹងត្រូវបាត់បង់ដូច្នេះវាតម្រូវឲ្យអ្នកប្រើប្រាស់សម្រេចបាននូវការបង្កើតស្នូលបើមិនដូច្នោះទេកំណប់វេទមន្តនឹងត្រូវខ្ជះខ្ជាយនិងមិនអាចប្រើប្រាស់បានដូច្នេះបើប្រៀបធៀបនឹងការរក្សាកំណប់វេទមន្តការចម្រាញ់កំណប់ទ្រព្យសម្រាប់ក្មេងជំនាន់ក្រោយគឺសមជាងប៉ុន្តែមានកម្រិតច្រើនក្នុងការកែច្នៃកំណប់ទ្រព្យទី1គឺកំណប់ទ្រព្យគឺនីមួយអាចបិទបាំងអំណាចនៃកំណប់វេទមន្តប៉ុន្តែមានតែ1/10នៃអំណាចនៃកំណប់វេទមន្តប៉ុណ្ណោះហើយវាអាចកាត់បន្ថយបានមិនមែនកើនឡើងទេអាស្រ័យហេតុនេះបើទោះបីជាកំណប់ទ្រព្យជាច្រើនបានបិទត្រាកំណប់វេទមន្តដូចគ្នាក៏ដោយភាពខ្លាំងរបស់ពួកគេគឺមិនស្មើគ្នានិងអាចប្រែប្រួលទី2មិនត្រឹមតែការចម្រាញ់វត្ថុកំណប់កាត់បន្ថយថាមពលនៃកំណប់វេទមន្តប៉ុណ្ណោះទេវានឹងធ្វើឲ្យម្ចាស់បាត់បង់កម្លាំងយ៉ាងច្រើនដូច្នេះការចម្រាញ់ជាបន្តនៃកំណប់ទ្រព្យគឺជាសេណារីយ៉ូមិនអាចទៅរួចនោះទេរាល់ពេលដែលកំណប់ត្រូវបានចម្រាញ់ម្ចាស់កំណប់វេទមន្តនឹងត្រូវងើបឡើងវិញក្នុងរយៈពេលពី3ទៅ5ឆ្នាំដើម្បីទទួលបានកម្លាំងឡើងវិញហើយនេះគឺជាករណីដែលមនុស្សម្នាក់នឹងមិនខ្ជះខ្ជាយខ្លឹមសារពិតហើយនឹងលែងមានចេតនាកែលម្អកំណប់វេទមន្តម្ដងទៀតបើមិនដូច្នោះទេពេលវេលានឹងកាន់តែយូរដូច្នេះហើយនៅក្នុងពិភពដាំដុះតែងតែមានសេណារីយ៉ូបែបនេះលេចឡើងនៅពេលអ្នកដាំដុះកម្រិតខ្ពស់ជិតដល់ទីបញ្ចប់នៃជីវិតរបស់ពួកគេនឹងរៀបចំស្លាប់ដោយអង្គុយដោយមោទនភាពនិងដោយគ្មានការសោកស្ដាយពួកគេនឹងទុកវត្ថុមានតម្លៃបំផុតរបស់ពួកគេជាធម្មតាបំណែកនៃកំណប់វេទមន្តដែលមានថាមពលរបស់វាថយចុះយ៉ាងខ្លាំងនិងកំណប់ទ្រព្យជាច្រើនដែលបិទត្រាថាមពលដូចគ្នានេះត្រូវតែនិយាយថាជារឿងអស់សង្ឃឹមជំពូក165បន្ទាប់ពីបាននូវការពន្យល់របស់ម្ចាស់ហាង Shane Henley មានការយល់ដឹងកាន់តែច្បាស់អំពីកំណប់ទ្រព្យគាត់មិនអាចជួយមើលរូបកំណប់នៅក្នុងប្រអប់ brocade ម្ដងទៀតហាងនេះបានទិញវត្ថុបុរាណធ្វើពីឥដ្ឋពណ៌មាសពីគ្រួសារតូចមួយក្នុងតម្លៃដ៏ច្រើនវាជាវត្ថុកំណប់ថ្មីដែលលើសពីតម្លៃគ្រប់គ្រាន់ដើម្បីផ្លាស់ប្ដូរជាអសវិញ្ញាណអាយុរាប់ពាន់ឆ្នាំរបស់បងប្រុសលីម្ចាស់ហាង Shane បាននិយាយភ្លាមដោយសំឡេងដែលបង្ហាញថាគាត់ស្ថិតក្នុងស្ថានភាពមិនអំណោយផលហានលីសើចចំអកដាក់ខ្លួនឯងគាត់មិនជឿទង្វើដែលភីគីមខាងទៀតកំពុងធ្វើនោះទេភាគច្រើនពួកគេគ្រាន់តែបំពេញតម្រូវការរបស់គ្នាទៅវិញទៅមកនៅក្នុងភ្នែករបស់ម្ចាស់ហាង Shane អស់ខាងវិញ្ញាណរបស់ Henley ពិតជាមានតម្លៃខ្ពស់ជាងវត្ថុកំណប់ទ្រព្យនេះគិតមិនដែររបស់មួយណាដែលបងលីនឹងដូរម្ចាស់ហាង Shane សួរដោយស្នាមញញឹមឬបែបនេះហានលីស្ទាក់ស្ទើរមួយសន្ទុះហើយមិននឹកស្មានដល់ដើមឡើយគាត់ចង់ពិនិត្យមើលហាងពីរបីទៀតហើយមើលថាតើមានឧបករណ៍វេទមន្តល្អជាងនេះឬអត់ប៉ុន្តែរបស់របរនៅពីមុខគាត់គឺសម្រម្យនិងពេញចិត្តគាត់ណាស់គាត់មានការស្ទាក់ស្ទើរក្នុងការលះបង់វត្ថុណាមួយជាពិសេសវត្ថុកំណប់ឥដ្ឋពណ៌មាសនោះជាជំនួយដល់គាត់នៅពេលអនាគតដូច្នេះគាត់ត្រូវតែចាប់ដៃរបស់គាត់លើវត្ថុនោះរបស់របរមួយចំនួននេះខ្ញុំចូលចិត្តវាទាំងអស់ខ្ញុំគ្រោងនឹងយកវាទាំងអស់បន្ទាប់ពីបានពិចារណាមួយរយៈ Henley បានធ្វើការសម្រេចចិត្តគាត់មានអារម្មណ៍ថាវាប្រហែលជាមិនមែនជារឿងអាក្រក់ទេប្រសិនបើគាត់ទើបតែទិញអ្វីគ្រប់យ៉ាងនៅហាង Myriad Treasure Store យ៉ាងហោចណាស់វានឹងកាត់បន្ថយការយកចិត្តទុកដាក់ដែលគាត់នឹងទទួលបាននិងកំណត់ផលប៉ះពាល់ត្រឹមតែ Myriad Treasure Store ប៉ុណ្ណោះទាំងអស់ហ្នឹង
បន្ទាប់ពីម្ចាស់ហាង Shein បាននិយាយអ្វីដែល Henley និយាយមុខរបស់គាត់ងឹតគាត់គិតថា Henley កំពុងតែលោភលន់និងព្យាយាមដោះដូរទ្រព្យសម្បត្តិទាំងអស់ពីប្រអប់អាវទ្រនាប់ជាមួយនឹងអស់ខាងវិញ្ញាណមួយឃើញបែបនេះ Henley ញឹមគាត់មិនបានផ្ដល់ការពន្យល់ទេប៉ុន្តែបានយកប្រអប់ដូចគ្នាមួយចេញពីថង់ផ្ទុករបស់គាត់ហើយដាក់លើតុខ្ញុំនឹងប្រើអសខាងវិញ្ញាណដែលមានអាយុ2000ឆ្នាំដើម្បីបដូរយកទ្រព្យសម្បត្តិទាំងអស់នៅក្នុងប្រអប់អាវទ្រនាប់របស់អ្នកHenley បាននិយាយដោយមិនប្រញាប់ប្រញាល់គ្រប់គ្រងបញ្ហានេះម្ចាស់ហាង Shein មានការភ្ញាក់ផ្អើលនិងរីករាយជាខ្លាំងគាត់មិនអាចធុញទ្រាន់ក្នុងការឆ្លើយតបទៅនឹងលក្ខខណ្ឌរបស់ Henley ហើយបានពិនិត្យមើលថ្នាំខាងវិញ្ញាណដែលទើបលេចចេញជាប្រញាប់នៅពេលដែលគាត់បានធ្វើឲ្យប្រាកដថាអសខាងវិញ្ញាណថ្មីគឺពិតជាអសខាងវិញ្ញាណដែលមានអាយុកាលរាប់ពាន់ឆ្នាំដូចគ្នាទៅនឹងថ្នាំដំបូងគាត់បានក្រឡេកមើលទៅ Henley ម្ដងទៀតដោយក្រឡេកមើលទៅចម្លែកយ៉ាងណាមិញបុគ្គលម្នាក់ដែលអាចនាំយកអសខាងវិញ្ញាណដ៏កម្រចំនួន2ចេញមកគឺមានតម្លៃគួរជាទីចាប់អារម្មណ៍របស់ហាង Myriad Treasure Store របស់គាត់ Henley បានពាក់អាវធំដូច្នេះម្ចាស់ហាង Shein មិនអាចមើលឃើញយ៉ាងច្បាស់នៅការបញ្ចេញមិត្តរបស់ Pikim ខាងទៀតដោយសារតែបែបនេះហើយទើប Pikim ខាងទៀតកាន់តែមានអាថ៌កំបាំងដូច្នេះហើយបន្ទាប់ពីមានការស្ទាក់ស្ទើរបន្តិចគាត់បាននិយាយយ៉ាងម៉ឺងម៉ាត់ថាល្អណាស់ដោយសារបងប្រុសឡើយនិយាយដូច្នេះខ្ញុំនឹងដើរថយក្រោយហើយយល់ព្រមតាមលក្ខខណ្ឌរបស់អ្នកប៉ុន្តែអ្នកដែលមាននាមត្រកូល Shein មានសំណើតូចមួយនៅពេលអនាគតប្រសិនបើបងប្រុសឡើយមានអសខាងវិញ្ញាណបន្ថែមទៀតខ្ញុំសង្ឃឹមថាបងប្រុសនឹងផ្ដល់អាទិភាពដល់ហាងនេះHenley សាយតិចហើយងក់ក្បាលតិចដោយមិនបញ្ចេញចម្លើយពិតប៉ុន្តែក្នុងចិត្តគាត់ដកដង្ហើមធំដោយដឹងថា Pikim ខាងទៀតនៅតែសង្ស័យវាហាក់ដូចជាគាត់គួរតែកំណត់ប្រភេទនៃកិច្ចព្រមព្រៀងទាំងនេះដែលគាត់បានផ្លាស់ប្ដូររបស់ខាងវិញ្ញាណសម្រាប់កំណត់ទ្រព្យឲ្យបានច្រើនតាមដែលអាចធ្វើទៅបាននាពេលអនាគតបើមិនដូច្នេះទេគាត់អាចតាក់ទាញគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរមួយម្ចាស់ហាង Shein មិនបានដឹងពីគំនិតពិតរបស់ Henley នោះទេប៉ុន្តែដោយឃើញ Henley ងក់ក្បាលនិងយល់ព្រមគាត់ពិតជារីករាយណាស់ប្រសិនបើមនុស្សនៅចំពោះមុខគាត់ដែលមាននាមត្រកូលឡើយពិតជាអាចផ្ដល់ឲ្យគាត់នៅថ្នាំខាងវិញ្ញាណរាប់ពាន់ឆ្នាំនោះតម្លៃនៃការដើរថយក្រោយថ្ងៃនេះពិតជាមានតម្លៃណាស់ដូច្នេះហើយម្ចាស់ហាង Shein និង Henley បានដោះដូរគ្នាហើយបន្ទាប់ពីដករបស់របរនេះមួយចេញអ្នកទាំងពីរក៏សប្បាយចិត្ត Henley បានចាក់ចេញពីហាង Myriad Treasure Store ដូចនោះគាត់មិនហ៊ានស្នាក់នៅផ្សារក្រុងសូម្បីតែមួយវិនាទីទៀតគាត់បានដើរយ៉ាងលឿនហួសដែនកំណត់ហោះហើររបស់ផ្សារហើយគាត់បានហោះចេញពីកន្លែងនេះភ្លាមដោយសារតែគាត់ខ្លាចថា Myriad Treasure Store នឹងបញ្ជូនអ្នកជំនាញមួយចំនួនដើម្បីតាមដានគាត់ដោយសម្ងាត់គាត់មិនបានហោះហើរត្រង់ទៅកាន់ Yellow Maple Valley ទេផ្ទុយទៅវិញគាត់បានហោះភ្លាមពីជួរភ្នំ Tayo បន្ទាប់ពីធ្វើដំណើរអស់រយៈពេល3-4ថ្ងៃពេញមួយថ្ងៃគាត់បានសុខស្រួលងាកមកវិញហើយហោះត្រឡប់ទៅជ្រលងភ្នំ Yellow Mapleក្នុងពេលល្ងាច3ថ្ងៃក្រោយមក Henley បានចូលទៅក្នុងរង្វង់ខាងក្រៅនៃជួរភ្នំ Tayo ដោយសារតែមេឃហៀបនិងងឹតដើម្បីសុវត្ថិភាពរបស់គាត់បានរកឃើញរូងភ្នំដែលលាក់ទុកមួយយប់ហើយសម្រេចចិត្តធ្វើដំណើរត្រឡប់ទៅ Yellow Maple Valley វិញនៅថ្ងៃបន្ទាប់រូងភ្នំនេះស្ថិតនៅពាក់កណ្ដាលផ្លូវឡើងភ្នំជាក់លាក់មួយមានសូម្បីតែដុំថ្មញែកញែកបិទផ្លូវចូលរូងភ្នំពីខាងក្រៅវាពិបាកនឹងរកឃើញរូងភ្នំ Henley ទើបអាចស្នាក់នៅខាងក្នុងបានបន្ទាប់ពីបានបរិភោគអ្វីមួយហើយគាត់បានផ្លាស់ប្ដូរសម្លៀកបំពាក់ផ្អៀងជញ្ជាំងថ្មហើយចាប់ផ្ដើមធ្វើសមាធិវាបានកន្លងផុតទៅពាក់កណ្ដាលទី2នៃយប់ដោយមិនដឹងខ្លួនខណៈដែល Henley ហាក់ដូចជាកំពុងដេកលក់ស្រាប់តែគាត់បានឮសំឡេងសម្លៀកបំពាក់ច្រេះនិងខ្យល់បក់បោកបែងវាហាក់ដូចជាមាននរណាម្នាក់នៅខាងក្រៅរូងភ្នំបានចុះចតនៅលើដីដោយជើងទាំងពីរ Henley ភ្ញាក់ព្រឹកភ្លាមតើវាអាចទៅរួចទេដែលថាមនុស្សមកពីហាងលក់ទ្រព្យសម្បត្តិរាប់ពាន់កំពុងមកតាមខ្ញុំHenley មិនអាចជួយគិតពីសេណារីយ៉ូដ៏អាក្រក់បំផុតដែលអាចធ្វើទៅបានប្អូនស្រី Marshall Jr. នេះជាទីតាំងល្អនិងដាច់ស្រយាលខ្ញុំគិតថាកន្លែងនេះគឺវាសំឡេងបុរសដែលធ្លាប់ស្គាល់បានបន្លឺឡើងនៅខាងក្រៅរូងភ្នំHenley មានការភ្ញាក់ផ្អើលបន្តិចប៉ុន្តែទីបំផុតគាត់បានធូរស្រាលប្រសិនបើវាមិនមែនជាហាងកំណប់ Myriad ដែលមកតាមគាត់ដើម្បីរកកំណប់នោះ Pikim ខាងទៀតគ្រាន់តែឆ្លងកាត់មិនមានអ្វីសម្រាប់គាត់ព្រួយបារម្ភនោះទេប្អូនស្រីក្បាច់គុណ Junior Marshall Sister មិនចាំបាច់មើលមកខ្ញុំបែបនេះទេព្រោះប្អូនមិនដែលរីករាយនឹងអារម្មណ៍នៃទំនាក់ទំនងផ្លូវភេទរវាងបុរសនិងស្ត្រីប្អូនប្រុស Marshall ជាន់ខ្ពស់រូបនេះនឹងស្រឡាញ់ប្អូនយ៉ាងស្មោះស្ម័គ្រដើម្បីកុំឲ្យប្អូនស្រី Marshall បាត់បង់ជីវិតនៅពេលណាមួយដែលសម្រស់របស់អ្នកបាត់បង់សម្លេងរបស់បុរសនោះមិនលឿនឬយឺតទេវាទន់ភ្លន់ខ្លាំងណាស់ប៉ុន្តែខ្លឹមសារនៃពាក្យរបស់គាត់ពិតជាអាសអាភិសនិងគ្មានមេត្តា Henley ដកដង្ហើមខ្យល់ត្រជាក់តើនរណាជាអ្នកនៅខាងក្រៅ
ตาគាត់អាចប្រើសំនៀងបែបនេះដោយរបៀបណាហើយនិយាយពាក្យរើភីនេះជាមុនបន្ទាប់មកសម្លាប់ពិតជាគួរឲ្យចាប់អារម្មណ៍មែនខាងក្រៅមានតែសំឡេងបុរសតែមិនមានសំឡេងមនុស្សស្រីទេនេះមានន័យថាកូនប្អូនស្រីយុទ្ធជននេះត្រូវបានគេបង្ក្រាបរួចហើយនាងប្រហែលជាមិនអាចបើកមាត់បានទេនៅពេលនេះប៉ុន្តែសំឡេងរបស់បុរសនោះធ្លាប់ស្គាល់ខ្លាំងណាស់គាត់គួរតែជាមនុស្សម្នាក់ដែល Henley បានឃើញពីមុនមកដោយគិតដល់ចំណុចនេះភាពចង់ដឹងចង់ឃើញរបស់ Henley កើនឡើងហើយគាត់មិនអាចជួយអ្វីបានឡើយដោយងាកទៅផ្លូវចូលរូងភ្នំដោយស្ងាត់ស្ងៀមទុំសំឡេងសម្លៀកបំពាក់របស់ស្ត្រីកាត់តាមខ្យល់ព្រមជាមួយនឹងការសើចមិនសមរម្យរបស់បុរសនៅទីនេះយកថ្នាំសម្រាប់កិច្ចប្រជុំដ៏រីករាយជាមុនសិនបើមិនដូច្នេះទេវានឹងមិនរីករាយទេកោកប្អូនស្រីយឺតកូនម៉េចក៏មើលបងប្រុសបែបហ្នឹងតាមពិតទៅប្អូនពិតជាមិនចង់ចាប់ដៃគូជាមួយខ្ញុំទេនៅពេលនេះហានលីបានរើចេញដោយប្រុងប្រយ័ត្នទៅកាន់ច្រកចូលរូងភ្នំហើយចាប់ផ្ដើមឡើងកំពូលនៅខាងក្រៅបុរសស្បែកសំណាក់កំពុងអង្គុយដោយនារីវ័យក្មេងហើយលូកដៃមើលរៀងដ៏ឆ្ងាញ់របស់នាងដោយទាញសម្លៀកបំពាក់របស់នាងចុះពីពេលមួយទៅមួយពេលសក់របស់ស្ត្រីមានសភាពរញ៉េញ៉ៃដូច្នេះ Henley មិនអាចមើលមុខនាងបានច្បាស់ទេប៉ុន្តែរាងកាយរបស់នាងគឺដូចជាជាមពណ៌ខ្ចីពាក់កណ្ដាលអាក្រាតបង្ហាញស្បែកខ្ចីរបស់នាងជាពិសេសដើមទ្រូងដែលលាក់បាំងពាក់កណ្ដាលរបស់នាងសដន់របស់នាងអាចបង្កើនសម្ពាធឈាមរបស់មនុស្សនិងជំរុញឲ្យមានសភាពកុដធម្មជាតិរបស់បុរសយ៉ាងខ្លាំងអញ្ចឹងគឺគាត់ក្រោយពីឃើញមុខបុរសនោះច្បាស់ហើយ Henley មានការភ្ញាក់ផ្អើលបន្តិចប៉ុន្តែក៏ដឹងភ្លាមបុរសនោះគឺជា Commercial Brother Low ដែលមានចិត្តចង្អៀតដែលបានប្រយុទ្ធជាមួយបងប្អូនប្រុសម្រងគាត់ជាមនុស្សព្យាបាទមុខពី Henley ឆ្ងល់ថាមួយណាប្អូនស្រី Marshall Sister ដ៏កំសត់ម្នាក់នេះបានក្លាយជាជាមពណ៌ស្ទូចនៅក្រោមក្រញាំរបស់គាត់ Henley មិនដឹងថាមកពី Commercial Brother Low នេះបានអ្វីដែល Henley កំពុងតែគិតនោះទេប៉ុន្តែគាត់បានរំកិលសក់ដែលរញ៉េញ៉ៃចេញពីមុខនារីនោះដោយអចេតនាវាបង្ហាញមុខដ៏ស្រស់ស្អាតប៉ុន្តែកាចសាហាវបំផុតតើវាអាចជានាងដោយរបៀបណាបន្ទាប់ពី Henley បានឃើញមុខស្ត្រីយ៉ាងច្បាស់គាត់ស្ទើរតែខំអណ្ដាតតើនេះមិនមែនជាកូនប្អូនស្រីក្បាច់គុណវ័យក្មេង Chen ក៏ដែលបានបង្ហាញការស្រឡាញ់ចំពោះ Commercial Brother Low តាំងពីដើមដំបូងទេនាងមានទំនាក់ទំនងស្នេហាជាមួយ Commercial Brother Low រួចហើយដូច្នេះហេតុអ្វីបានជា Commercial Brother Low នេះចេញពីគំនិតរបស់គាត់ហើយលេងអំពើរំលោភនិងសម្លាប់ដៃគូរបស់គាត់ប៉ុន្តែនៅពេលដែល Henley ពិនិត្យមើលគឺ Junior Marshall Sister Chen ក៏របស់ Junior Marshall Sister Chen ភ្នែកដែលបាញ់ដោយភ្លើងវាហាក់បីដូចជាមិនមែនជាការលេងសើចធម្មតារវាងគូស្នេហ៍ទេ Henley ព្រិចភ្នែកហើយមានអារម្មណ៍ច្របូកច្របល់បន្តិចរកឃើញហើយរំពេចនោះ Commercial Brother Low បានឈប់ទះស្ត្រីនោះហើយស្រែកដោយក្តីរីករាយថង់ផ្ទុកដ៏តូចនិងឆ្ងាញ់មួយបានលេចចេញនៅក្នុងដៃរបស់គាត់បងប្រុសក្បាច់គុណលូក៏បានឈប់ចាប់អារម្មណ៍ទៅលើខប្អូនស្រីយុទ្ធជន់ជេនក៏ផ្ទុយទៅវិញគាត់បានចាក់ថង់ដាក់អីវ៉ាន់ហើយចេញមកក្រៅនៅរបស់របរជាច្រើនដូចជាឧបករណ៍វេទមន្តគ្រឿងឥស្សរិយយសនិងរបស់របរឯកជនដូចជាសម្លៀកបំពាក់និងខោត្រណបរបស់ស្ត្រី Marshall Brother Low មិនអើពើនឹងអ្វីផ្សេងទៀតទេហើយជំនួសមកវិញបានឆ្លងកាត់វត្ថុក្នុងពាងដបនិងប្រអប់ដូចជាគាត់កំពុងស្វែងរកអ្វីមួយជំពូក165ហាហាខ្ញុំបានដឹងហើយថា Junior Marshall Sister ប្រកាសជាយកវាទៅជាមួយហើយប្រកាសណាស់ខ្ញុំនិយាយត្រូវបងប្រុសកំពូលក្បាច់គុណលូមានសេចក្តីត្រេកអរយ៉ាងខ្លាំងដោយបានរកឃើញប្រអប់ឈើក្រហមតូចមួយបន្ទាប់ពីនាងនិយាយរឿងរបស់នាងគាត់បានបើកគម្របរួចហើយប៉ុន្តែដោយសារតែមុំរបស់ Henley មិនអាចមើលឃើញយ៉ាងច្បាស់នៅអ្វីដែលនៅក្នុងប្រអប់នោះទេការចង់ដឹងចង់ឃើញរបស់គាត់គឺអស្ចារ្យខ្លាំងណាស់ប៉ុន្តែគាត់មិនហ៊ានធ្វើដោយនៅទងមុលនោះទេគួរដឹងដែរថាដោយសារមនុស្សនេះព្រៃផ្សៃខ្លាំងដែលអាចទប់ទល់នឹងដៃគូស្រីរបស់គាត់បានប្រសិនបើគាត់រកឃើញ Junior Marshall Brother នេះគាត់ប្រកាសជាសម្លាប់ Henley ដើម្បីបំបិទមាត់គាត់នឹងមិននៅម្នាក់ឯងទេលើសពីនេះទៅទៀតគាត់ធ្លាប់បានឃើញពីអំណាចនៃបច្ចេកទេសវេទមន្តខ្យល់របស់ភីគីមខាងទៀតមិនថាវាត្រូវបានគេប្រើដើម្បីវាយប្រហារឬការពារនោះទេពួកគេមានភាពមុតស្រួចមិនអាចប្រៀបផ្ទឹមបានតើនរណាម្នាក់អាចប្រកួតប្រជែងនឹងវេទមន្តគ្រប់បែបយ៉ាងនេះដោយរបៀបណារឹតតែពិសេសជាងនេះទៅទៀតនោះគឺថាអំណាចវេទមន្តរបស់ភីគីមខាងទៀតគឺជ្រៅជាងខ្លួនគាត់ឆ្ងាយណាស់នៅចំកណ្ដាលស្រទាប់ទី12ដូចនេះដែរមិនថាអំណាចវេទមន្តឬបច្ចេកទេសវេទមន្តទេគាត់មានគុណវិបត្តិទាំងស្រុងវាហាក់ដូចជាគាត់មិនមានឱកាសជោគជ័យទេ
ប៉ុន្តែ Henley ដឹងថាប្រសិនបើគាត់ពិតជាប្រយុទ្ធជាមួយទាំងអស់របស់គាត់នឹងអាចទល់នឹងគាត់បានយ៉ាងណាមិញជាមួយនឹងឧបករណ៍វេទមន្តដើមរបស់គាត់និងឧបករណ៍វេទមន្តដែលគាត់ទើបតែទទួលបានគាត់មិនអាចក្លាយជាអ្នករុញច្រានបានទេបើពេលនោះមកដល់ប្រកាសជាមិនច្បាស់ថាអ្នកណានឹងសម្លាប់នរណាទោះជា Henley មិនចាប់អារម្មណ៍ក្នុងការប្រើប្រាស់ជីវិតរបស់គាត់ដើម្បីដើរតួជាវីរបុរសនិងរក្សាភាពស្រស់ស្អាតនោះទេយ៉ាងណាមិញគាត់មិនមានទំនាក់ទំនងអ្វីជាមួយប្អូនស្រី Chen នោះទេគឺនាងដែលមានភ្នែកតែមិនបានកត់សម្គាល់ថានាងបានយកវត្ថុស័ក្តិសិទ្ធិទៅឲ្យគូស្នេហ៍ដោយហេតុនេះបានប្រគល់ខ្លួនឲ្យគាត់តើត្រូវបន្ទោសអ្នកណាហេតុអ្វីបានជា Henley ចង់ដាក់ជីវិតរបស់គាត់ដោយគ្មានហេតុផលឬមូលហេតុគាត់ប្រកាសជាមិនមានដំណោះស្រាយដ៏អស្ចារ្យបែបនេះទេជាលទ្ធផលលោកមានបំណងមើលកម្មវិធីនេះស្ងាត់រហូតដល់ចប់ក្រោយមកនៅពេលដែលគី Senior Marshall Brother Lo នោះបានដើរចេញទៅគាត់នឹងមិនមានអ្វីតាក់ទងនឹងគាត់ទេតាមធម្មជាតិ Hanley ប្រកាសជានឹងយកចិត្តទុកដាក់បន្ថែមទៀតទៅលើក្បងប្រុសយុទ្ធជនចាស់លូយ៉ាងណាមិញនេះជាលើកទី1ហើយដែលគាត់បានឃើញមនុស្សម្នាក់ដែលអាចក្លាយជាមនុស្សខូចខើនិងព្រៃផ្សៃបែបនេះដោយឃើញគាត់ខូចខើបែបនេះ Hanley បានត្រឹមតែទទួលបរាជ័យជាមួយនឹងគំនិតនេះ Henley បានលួចប្រើបច្ចេកទេសទប់ស្កាត់ខៃដែលគាត់បានរៀនថ្មីនេះគាត់ភ័យខ្លាចថាភីគីមខាងទៀតនឹងប្រតិកម្មដោយចៃដន្យចំពោះអត្ថភាពរបស់គាត់ហើយបណ្ដាលឲ្យគាត់គ្មានជម្រើសក្រៅពីស៊ូយ៉ាងសាហាវដល់ទីបញ្ចប់នៅពេលនេះគឺ Senior Marshall Brother Lo បានដាក់ប្រអប់ឈើតូចមួយចូលទៅក្នុងថង់ផ្ទុកផ្ទាល់ខ្លួនរបស់គាត់បន្ទាប់មកគាត់បានសែកអស់សំណើជាច្រើនដងហើយបានចូលទៅជិតกับប្អូនស្រី Marshall Chen នៅខាងគាត់គាត់រំភើបចិត្តហែកសម្លៀកបំពាក់របស់នារីម្នាក់នោះចេញពេលនិយាយពីគំនិតខ្លួនឯងធ្វើឲ្យ Henley ដែលលាក់ខ្លួននៅខាងមុខញ័ររន្ធត់ពេលគាត់ប្អូនស្រីយុទ្ធគុណតូចអ្នកមិនត្រូវស្ដីបន្ទោសខ្ញុំទេសិស្សផ្ដល់ចំណេះដឹងដ៏អស្ចារ្យដល់ព្រះដែលអង្រួនពិភពលោកនេះគឺជាឱកាសមាសដែលផ្ដល់ដោយ Heavens បងប្រុស Marshall ជាន់ខ្ពស់នេះមិនមានបំណងចង់ខកខានរឿងនេះទេដូច្នេះហើយមិនមានជម្រើសល្អជាងក្រៅពីការខុស Junior Marshall Sisterប្អូនស្រីក្បាច់គុណ Junior Marshall Chen ក៏បានដេកនៅលើឥដ្ឋដោយមានអណ្ដាតភ្លើងនៅក្នុងភ្នែករបស់នាងបន្ទាប់ពីនាងឮគាត់និយាយបេះដូងរបស់គាត់ក៏ញ័រដូចស្លឹកឈើពីកំហឹងដោយប្រាថ្នាថាគាត់អាចក្រោកឡើងភ្លាមហើយខំគាត់យ៉ាងសាហាវឃោរឃៅដើម្បីបន្ធូរបន្ថយការអន់ចិត្តក្នុងចិត្តជាអកុសលគូស្នេហ៍ដែលមិនស្មោះត្រង់នេះពីមុនបានប្រើទៅបច្ចេកទេសចង់ខ្យល់ដើម្បីរឹតបន្តឹងរាងកាយទាំងមូលរបស់នាងជាមូលដ្ឋានអសមត្ថភាពក្នុងការធ្វើចលនាសូម្បីតែតិចតួចបំផុតហើយសូម្បីតែមិនអាចបើកមាត់ដើម្បីដាក់បណ្ដាសាភ្លៀងនាងអាចធ្វើបានតែតាមឆន្ទៈរបស់គាត់ក្រោយពីនាងបានឬពីអតីតគូស្នេហ៍របស់នាងដែលជើងកាន់តែត្រជាក់ហើយមុខក៏ស្លេកស្លាំងហេប្រសិនបើ Junior Marshall Sister មិនមែនជាកូនស្រីតែម្នាក់របស់ Chen Clan Leader ទេខ្ញុំប្រហែលជាអនុញ្ញាតឲ្យ Junior Marshall Sister ទៅប៉ុន្តែខ្ញុំពិតជាខ្លាចស្នេហារបស់ Junior Marshall Sister ផ្លាស់ប្ដូរទៅជាការស្អប់ដែលអាចទាញការគាំទ្រពីអំណាចរបស់ Chen Clanក្នុងការសងសឹកចំពោះ Elder Brother ផងដែរមនុស្សម្នានិយាយថាជីដូនជីតាក្បាច់គុណ Hong Fo ស្អប់មនុស្សល្ងីល្ងើនិងមនុស្សទុច្ចរិតបំផុតហេតុនេះហើយបានជាឱកាសនិងកេរ្តិ៍ឈ្មោះដ៏អស្ចារ្យរបស់បងយុទ្ធគុណដាវច្បាស់ជាគ្មានអ្នកណាសង្ស័យខ្ញុំឡើយបងប្រុស Marshall ជាន់ខ្ពស់បាននិយាយនេះដោយលាក់ពុតទោះបីជាយ៉ាងណាក៏ដោយដៃរបស់គាត់មិនបានឈប់បន្តិចសោះសម្លៀកបំពាក់ Junior Marshall Sister Chen ក៏របស់ Junior Marshall Sister Chen ត្រូវបានហែកដាច់ទាំងស្រុងក្នុងមួយប៉ព្រិចភ្នែកដែលធ្វើឲ្យនាងទេទាំងស្រុងដោយបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៅចំពោះមុខរបស់គាត់ភ្នែករបស់ Elder Marshall Brother Lo កាន់តែស្រើបស្រាលម្រាមដៃរបស់គាត់ចាប់ផ្ដើមយឺតលើស្បែករលោងរបស់នាងដោយចង់យកគំរូរូបរាងរបស់នាងដោយប្រុងប្រយ័ត្នគាត់បានបន្តថាទោះជាយ៉ាងណាអ្វីដែលបានលបួងខ្ញុំខ្លាំងបំផុតគឺ Junior Marshall Sister ដូចជាខ្ញុំពិតជាមិនទាន់បានលេបថ្នាំ Foundation របស់នាងដែរហើយនាងប្រហែលជាចង់រង់ចាំរហូតដល់ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងបច្ចេកទេសបណ្ដុះគ្រឹះរបស់នាងដើម្បីលេបថ្នាំនេះសិនពេលគាត់និយាយរឿងនេះគាត់ចុចអណ្ដាតរបស់គាត់ទោះជាយ៉ាងណាដោយសារ Junior Marshall Sister មានបំណងចង់ប្រគល់វាទៅឲ្យបងប្រុស Elder រួមជាមួយនឹងរូបកាយដែលគ្មានការប៉ះពាល់និងគ្មានទោសកំហុសរបស់នាងវាអាចត្រូវបានគេមើលឃើញថានាងមិនស្អប់ក្នុងការចូលរួមជាមួយ Foundation Pearl នេះទេខ្ញុំក៏មានការព្រួយបារម្ភខ្លះដែរថាការលេបថ្នាំ Foundation មួយគ្រាប់ពិតជាមិនគ្រប់គ្រាន់ទេខ្ញុំខ្លាចថាខ្ញុំអាចនឹងបរាជ័យក្នុងការបង្កើតមូលនិធិប្រហែលជាបរាជ័យក្នុងការសម្រេចបាននៅការបង្កើតមូលនិធិទោះជាយ៉ាងណាក៏ដោយឥឡូវនេះខ្ញុំមានថ្នាំគ្រាប់ Junior Marshall Sister ការសំរេចបាននៅការបង្កើតមូលនិធិមិនមែនជាបញ្ហាតតែសោះជាមួយនឹងពាក្យនេះថា The Senior Marshall Brother Lo
បានដកដៃចេញហើយយកប្រអប់ឈើដែលគាត់ទើបនឹងដាក់ចេញនឹងដបប៉សឺឡែនពណ៌ស្គាត់មើលទៅដៃឆ្វេងនិងស្ដាំរបស់គាត់ដោយមានរូបរាងត្រេកអរដោយបាននេះអ្វីគ្រប់យ៉ាងដោយលួចលាក់ខណៈពេលដែលលាក់ខ្លួននៅពីក្រោយថ្មហានលីបានវង្វេងក្នុងគំនិតភ្លាមនោះក្របថ្នាំបង្កើតមូលនិធិចំនួន2បានបង្ហាញខ្លួននៅចំពោះមុខភ្នែករបស់គាត់នេះគឺជាការលបួងដ៏អស្ចារ្យពេកយ៉ាងណាមិញតើគាត់មិនមានគម្រោងចូលរួមក្នុងការសាកល្បងឈាមនិងភ្លើងសម្រាប់មូលនិធិបង្កើតថ្នាំគ្រាប់មែនទេប្រសិនបើគាត់មិនត្រូវបានគេតម្រូវឲ្យក្លាហានពីគ្រោះថ្នាក់ដ៏ចម្លែកនេះដើម្បីទទួលបានថ្នាំបង្កើតមូលនិធិទេគាត់នឹងចង់សាកល្បងវាដោយធម្មជាតិជាមួយនឹងគំនិតនេះ Henley បានសង្កេតមើលគឺ Senior Marshal Brother Low ដោយយកចិត្តទុកដាក់គ្រប់ចលនាប្រសិនបើភីគីមខាងទៀតលាតត្រដាងការបើកចំហគាត់នឹងមិនស្ទាក់ស្ទើរក្នុងការធ្វើសកម្មភាពភ្លាមហើយសម្លាប់ជននេះដោយរឹបអូសយកថ្នាំបង្កើតមូលនិធិចំនួន2បច្ចុប្បន្ននេះខឹបប្អូនស្រីក្បាច់គុណ Junior Marshal Chen ក៏ហាក់ដូចជាឈឺខ្លាំងទឹកមុខដ៏ជូរចត់របស់នាងបានរសាត់បាត់បន្តិចម្ដងជំនួសដោយទឹកមុខស្រពេចស្រពិលស្បែកទេរបស់នាងលេចចេញជាពណ៌ផ្កាឈូកហើយបូរមាត់ដ៏ផ្អែមរបស់នាងញ័រដោយមិនបញ្ចេញសំឡេងហេវាហាក់បីដូចជាឥទ្ធិពលរបស់ Joyful Meeting Pill បានលេចចេញជារូបរាងហើយបច្ចុប្បន្ននេះ Junior Marshal Sister ពិតជាមានអារម្មណ៍មិនល្អខ្លាំងណាស់ដើម្បីតបស្នងនៅសេចក្តីសប្បុរសដ៏ធំធេងរបស់ Junior Marshal Sister នោះEder បងប្រុសគ្រាន់តែអាចអរគុណអ្នកមួយផ្លែតនិងអនុញ្ញាតឲ្យ Junior Marshal Sister ជួបប្រទះនៅអារម្មណ៍ចង់រស់និងស្លាប់ក្នុងអតីតកាលដោយគ្មានការខ្មាស់អៀនបន្តិចសោះក្បងប្រុសយុទ្ធជនជាន់ខ្ពស់លោកបានគិតរឿងនេះខ្លាំងហើយដកវត្ថុក្នុងដៃចេញគាត់ចាប់ផ្ដើមរំកិលដៃទៅកាន់ខ្សែក្រវ៉ាត់របស់គាត់ហាក់បីដូចជាចង់ដោះសម្លៀកបំពាក់ដើម្បីឲ្យគាត់បានសហាយស្មន់តាមចិត្តដោយឃើញបែបនេះបេះដូងរបស់ Henley លោតញាប់ប្រសិនបើគាត់អាចទាញយកប្រយោជន៍ពី Senior Marshal Brother Low បន្ទាប់ពីគាត់បានដោះស្រាតហើយវាប្រហារគាត់នោះភីគីមខាងទៀតប្រកាសជាមានការភ័ន្តច្រឡំដែលធ្វើឲ្យគាត់អាចបញ្ចប់វាភ្លាមតែម្ដងHenley បានគិតកាន់តែច្រើនឡើងដោយមានអារម្មណ៍ថាភាពប្រកបប្រជានៃភាពជោគជ័យរបស់គាត់គឺអស្ចារ្យណាស់បន្ទាប់មកគាត់បានយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះ Senior Marshal Brother Low ហើយមើលមុខគាត់ជាច្រើនដងដោយមិនដឹងខ្លួនមានអ្វីមួយខុសបន្ទាប់ពី Henley មើលច្រើនដងគាត់ក៏បានរកឃើញបញ្ហាភ្លាមអ្វីត្បិតតែលោកលូដែលជាបងប្រុស Marshal ជាន់ខ្ពស់រូបនេះបានដោះខ្សែក្រវ៉ាត់របស់គាត់យ៉ាងប្រហើនក៏ដោយប៉ុន្តែពេលវេលាដែលគាត់បានចំណាយពេលគឺយូរពេករហូតមកដល់ពេលនេះខ្សែក្រវ៉ាត់របស់គាត់នៅតែត្រូវបានភ្ជាប់យ៉ាងត្រឹមត្រូវហើយមិនបានបន្ធូរបន្តិចឡើយអ្វីដែលកាន់តែចម្លែកនោះគឺមុខរបស់ Senior Marshal Brother Low មានទឹកមុខញាប់ញ័រប៉ុន្តែភ្នែករបស់គាត់មានភាពស្ងប់ស្ងាត់និងមានភាពស្ងប់ស្ងាត់ដោយមិនមានភាពច្របូកច្របល់បន្តិចសោះមានសូម្បីតែចេតនានៃការសើចលាក់នៅក្នុងភ្លុំ Henley បេះដូងលោតញាប់នេះគឺមិនធម្មតាពេកបេះដូងរបស់គាត់មានការប្រុងប្រយ័ត្នហើយគាត់បានពង្រីកការយល់ដឹងខាងវិញ្ញាណរបស់គាត់យ៉ាងលឿនបន្ទាប់មកគាត់បានយក Water Barrier Talisman ហើយទះវាទៅលើបាតដៃរបស់គាត់ពេលគាត់បញ្ចប់រឿងនេះ Henley ស្រាប់តែមានអារម្មណ៍ថាមានអ្វីមួយហោះមករកគាត់ពីឆ្វេងរបស់គាត់ដោយគ្មានសំឡេងប្រសិនបើគាត់មិនបានបើកអារម្មណ៍ខាងវិញ្ញាណរបស់គាត់ពីមុនមកគាត់ប្រហែលជាមិនអាចយល់បាននេះធ្វើឲ្យគាត់ភ័យខ្លាចនិងខឹងសម្បារHenley មិនបានគិតអ្វីទៀតទេហើយបានទះកំភ្លៀងលើរាងកាយរបស់គាត់យ៉ាងប្រញាប់របាំងពណ៌ខៀវជ្រៅបានរុំជុំវិញគាត់ភ្លាមក្នុងពេលជាមួយគ្នានោះខ្សែពូមួយខ្សែបានហោះមករកគាត់ហើយរបួសជុំវិញគាត់ពន្លឺពណ៌ខៀវបានរំខានវាទាន់ពេលSenior Marshal Brother Low និង Henley បញ្ចេញសំឡេងក្នុងពេលតែមួយទោះជាយ៉ាងណាក៏ដោយ Senior Marshal Brother Low មានការភ្ញាក់ផ្អើលខ្លះដែលការវាយប្រហារដោយលួចលាក់របស់គាត់បានបរាជ័យខណៈពេលដែល Henley មានការភ័យខ្លាចនិងខឹងសម្បារស្ទើរតែធ្លាក់ចូលទៅក្នុងអន្ទាក់ដ៏អាក្រក់និងល្បិចកលរបស់គាត់ល្អSenior Marshal Brother Low ទាញខ្សែពួរទៅដៃរបស់គាត់បាននិយាយពាក្យទាំងនេះដោយត្រជាក់និងស្ងប់ស្ងាត់ទៅកាន់កន្លែងដែល Henley កំពុងលាក់ខ្លួនវាហាក់ដូចជាគាត់បានរកឃើញដានរបស់គាត់ពីមុនជំពូក167ដោយសារគាត់ត្រូវបានលាតត្រដាងរួចហើយវាគ្មានចំណុចណាក្នុងការលាក់ខ្លួនទៀតទេ Henley ដកដង្ហើមធំជាមួយនឹងរបាំងការពារដ៏ភ្លឺស្វាងបានធ្វើឲ្យសកម្មនិងឧបករណ៍វេទមន្តនៅក្នុងដៃនីមួយគាត់បានដើរចេញពីខាងក្រោយថ្មគឺអ្នកបន្ទាប់ពីគាត់បានឃើញរូបរាងរបស់ Henley យ៉ាងច្បាស់គឺ Senior Marshal Brother Low នេះបានស្រែកឡើងដោយការភ្ញាក់ផ្អើលគាត់ពិតជាស្គាល់ Henley មែន Henley ភ្ញាក់ផ្អើលបន្តិចដោយការស្រែករបស់គាត់ហើយបេះដូងរបស់គាត់បានស្រុតបន្តិច
បងប្រុសកំពូលក្បាច់គុនលូទើបតែបានឃើញគាត់ម្ដងពីពេលនោះនៅលើភ្នំចំពេលមានការប្រយុទ្ធដ៏ច្របូកច្របល់ជាច្រើនខែបានកន្លងផុតទៅហើយប៉ុន្តែតាមពិតគាត់នៅតែទទួលស្គាល់គាត់បុរសម្នាក់នេះមិនត្រឹមតែមានការចងចាំដ៏អស្ចារ្យប៉ុណ្ណោះទេប៉ុន្តែគាត់ក៏មានភាពឆ្លាតវៃនិងមានចិត្តប្រុងប្រយ័ត្នផងដែរទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ Henley មិនអាចពិចារណាដំណឹងដ៏ល្អនេះបានទេតាមពិតទៅគាត់មានអារម្មណ៍ថាសន្លប់រួចទៅហើយថា Senior Marshall Brother មុនពេលគាត់អាចត្រូវបានគេចាត់ទុកថាជាមនុស្សប្រភេទស្រដៀងនឹងខ្លួនគាត់ស្មើភាពគ្មានមេត្តានិងពូកែខាងល្បិចភាពក្រអឺតក្រទមពិសេសដែលគាត់បង្ហាញនៅចំពោះមុខអ្នកដទៃគឺពិតជាស្គ្រីនផ្សែងស្រដៀងនឹងទម្រង់ខ្លីរបស់ Henley ដែរទោះជាយ៉ាងណាក៏ដោយ Henley បានជំរុញការចាប់អារម្មណ៍ពីអ្នកផ្សេងដោយមិនបានរំពឹងទុកខណៈពេលដែល Senior Marshall Brother Lou អាចលាក់ពណ៌ពិតរបស់គាត់ដោយចេតនាឲ្យអ្នកដទៃមើលមកគាត់ដោយការមើលងាយទោះយ៉ាងណាក៏ដោយ Henley ជឿថាខ្លួនគាត់ផ្ទាល់មិនអាចអៀនខ្មាសឬខូចខើនឹងខូចខើដោយគាត់នោះទេតាំងពីដើមមកគាត់បានតែដើរតាមមាគ៌ាធម្មតារបស់គាត់ក្នុងការកែមអខ្លួនឯងក្នុងអំឡុងពេលដែលបេះដូងរបស់ Henley ព្រួយបារម្ភការបង្ហាញរបស់ Marshall Brother Low កាន់តែមានភាពឧឡារិកគាត់ហាក់ដូចជាបានយល់ឃើញខ្លះហើយមើលទៅ Henley ដោយការសម្លឹងមើលដ៏អាក្រក់មួយដោយមិនលាក់បាំងចេតនាសម្លាប់របស់គាត់តតែសោះ Henley ដកដង្ហើមធំដាំឡើយគាត់ចង់បញ្ចេញការយល់ច្រឡំមួយចំនួនហើយមើលថាតើគាត់អាចបោកបញ្ឆោតគាត់ឬអត់ប៉ុន្តែបច្ចុប្បន្នដោយឃើញរូបរាងនិងដឹងពីភាពឆ្លាតវៃរបស់គាត់មិនមានឱកាសបោកបញ្ឆោតគាត់បន្តិចឡើយគាត់ប្រកាសថាមានតែម្នាក់ក្នុងចំណោមពួកគេអាចនៅរស់បានគាត់មិនគួរខ្ជះខ្ជាយថាមពលដើម្បីបង្កើតការយល់ច្រឡំទេព្រោះគាត់មិនអាចធ្វើកោតកម្មមុនគេនិងទទួលបានមេជាងដោយការគិតបែបនេះ Henley បាននៅស្ងៀមហើយលើកចិញ្ចៀនដែកដ៏ល្អនៅដៃឆ្វេងរបស់គាត់ដោយបង្កើតសំឡេងកញ្ចែដ៏ចម្លែកបន្ទាប់មកវាបានចោទប្រកាន់ដោយផ្ទាល់ទៅកាន់បងប្រុសយុទ្ធជនជាន់ខ្ពស់លោមួយសន្ទុះក្រោយមកផ្លែឃ្លោកពណ៌បៃតងងឹតនៅក្នុងដៃស្ដាំរបស់គាត់បានភ្លឺឡើងហើយដុំពុកខ្មៅងឹត5ទៅ6គ្រាប់បានផ្ទុះចេញពីមាត់របស់វាហើយដើរតាមក្រោយសង្វៀនដែកយ៉ាងណាក៏ដោយ Henley មិនត្រូវបានគេធ្វើទេគាត់ធ្វើកាយវិការបន្តិចដោយដៃឆ្វេងទេហើយដុំភ្លើងពណ៌ក្រហមជាច្រើនបានលេចឡើងភ្លាមគាត់បានរើដៃអាប់បន្តិចហើយតម្រង់ជួរកាំជ្រួចរំពេចនោះគាត់ក៏បោះពួកគេឆ្ពោះទៅរកបងប្រុសលួយនៃ Marshall Brother ដោយខ្សឹបពាក្យថាទៅដោយកាន់ខៃដ៏ក្តៅគប់ផ្លោងភ្លើងបានបំបែកចេញជា4ទិសផ្សេងគ្នាដូចជាហ្វូងឃ្មុំហើយវាប្រហារទៅលើ Senior Marshall Brother លោកពីមុំផ្សេងគ្នានៅក្នុងចលនានេះ Henley បានប្រើប្រាស់ឧបករណ៍វេទមន្តដែលបានទទួលពីមុនរបស់គាត់ស្ទើរតែទាំងអស់គាត់មិនបានប្រើវត្ថុស័ក្តិសិទ្ធិក្នុងការវាយប្រហារទាំងអស់នោះទេព្រោះវានឹងត្រូវបានធ្វើឲ្យស្មុគស្មាញដោយចលនាក្របភ្លើងលើសពីនេះវានឹងត្រូវខ្ជះខ្ជាយកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យដែល Henley បានដាក់ចូលទៅក្នុងការរៀនបច្ចេកទេសនេះពីវវែងជាចលនាសម្រាប់ភ្លាមប្រឆាំងនឹងគូប្រជែងដែលមិនបានត្រៀមខ្លួនតាមពិតទៅប្រសិនបើ Henley ធ្លាប់ស្គាល់ឧបករណ៍វេទមន្តថ្មីហើយអាចស្ទាត់ជំនាញបានយ៉ាងឆាប់រហ័សនោះគាត់នឹងបានប្រើវាទាំងអស់នៅពេលមុនដោយមិនមានការអត់ធ្មត់យ៉ាងណាមិញកម្លាំងនៃឧបករណ៍វេទមន្តថ្មីរបស់គាត់គឺខ្លាំងជាងឧបករណ៍វេទមន្តចាស់របស់គាត់ឆ្ងាយណាស់ទោះជាយ៉ាងណាក៏ដោយ Senior Marshall Brother Lou មិនបាននៅទំនេរទេខណៈពេលដែល Henley ធ្វើសកម្មភាពគាត់បានលើកទង់ពណ៌ខៀវធំមួយដាក់លើបង្គោលដែលមានប្រវែងវែងឆេងផ្ទាំងផ្ដានោះមានក្រញាំជើងវែងរាំនាគទឹកជ្រោះពណ៌ខៀវស្រងាត់ប៉ាក់ក្នុងពន្លឺពណ៌ខៀវនៅពេលនេះ Senior Marshall Brother Low បានឃើញការវាយប្រហារជាបន្តបន្ទាប់របស់ Henley ហើយមានការភ្ញាក់ផ្អើលគាត់មិនអាចជួយអ្វីបានប៉ុន្តែមានការច្របូកច្របល់យ៉ាងខ្លាំងមូលហេតុដែលគាត់បញ្ចេញឧបករណ៍វេទមន្តដ៏មានឥទ្ធិពលបំផុតរបស់គាត់គឺ Azure Flood Dragon Banger គឺដោយសារតែគាត់គិតស្រដៀងនឹង Henley គាត់ចង់សម្លាប់គាត់ភ្លាមដើម្បីបំបិទមាត់គាត់ប៉ុន្តែគាត់ពិតជាមិននឹកស្មានថា Henleyនឹងបញ្ចេញការវាយប្រហារដ៏ហួសចិត្តភ្លាមនៅពេលដែលគាត់បានបង្ហាញខ្លួនដោយមិននិយាយសូម្បីតែមួយម៉ាត់លើសពីនេះទៀតការវាយប្រហាររបស់គាត់គឺសាហាវដោយមានចេតនាមិនចេះអត់ឱនដោយគ្មានជំរើសល្អជាងនេះគឺ Senior Marshall Brother Low បានសម្រេចចិត្តប្រឆាំងនឹងការវាយលុកហើយបានហុចផ្ដាពណ៌ខៀវទៅដៃស្ដាំរបស់គាត់បន្ទាប់មកគាត់បានរំកិលដៃឆ្វេងទៅកាន់ថង់ផ្ទុកពីចង្កេះរបស់គាត់ហើយបានយកក្រមាពណ៌លឿងចេញគាត់បានក្រឡេកមើលទៅលើវត្ថុស័ក្តិសិទ្ធិខ្ពស់ដោយភាពស្ទាក់ស្ទើរមុននឹងកាន់ធ្មេញរបស់គាត់ហើយបោះវានៅមុខគាត់ទាំងនិយាយរអ៊ូទំដាក់ខ្លួនគាត់មួយរំពេចក្រោយមកចិញ្ចៀនដែករបស់ Henley បានបញ្ចេញពន្លឺពណ៌លឿងតិចវានៅមិនឆ្ងាយប៉ុន្មានពី Senior Marshall Brother Lou ហើយហៀបនឹងវាគាត់បងប្រុសកំពូលក្បាច់គុនលោកបានចង្អុលទៅតាលីកពណ៌លឿងដោយដៃទំនេររបស់គាត់ហើយស្រែកខ្លាំងថាបច្ចេកទេសជញ្ជាំងខ្យល់ក្រោកឡើង
បន្ទាប់ពីការស្រែកយ៉ាងខ្លាំងនោះរូបសំណាកពណ៌លឿងបានប្រែទៅជាព្យុះសង្ឃរាពណ៌ដែលមានកម្ពស់ជាង10លោក Sheng Vi ឈរនៅមុខ Senior Marshal Brother Lu ដោយរារាំងផ្លូវនៃសង្វៀនដែកពូចិញ្ចៀនដែកបានជ្រាបចូលទៅក្នុងខ្យល់ព្យុះប៉ុន្តែត្រូវបានផ្លុំទៅម្ខាងភ្លាមបន្ទាប់ពីបង្វិលជាច្រើនដងរួចមកក៏រំពេចទៅវិញចំពោះលំហដែលមកដល់ភ្លាមនោះពួកវាកាន់តែគ្មានប្រយោជន៍មានតែសមត្ថភាពវិលជុំវិញខ្យល់ព្យុះពួកគេក៏មិនមានលទ្ធភាពចូលទៅក្នុងភាពស្រពេចស្រពិលដែរដោយឃើញស្ថានភាពបែបនេះមុខរបស់ Henley បានប្រែប្រួលបន្តិចគាត់ប្រញាប់ចង្អុលទៅកម្មជ្រួចហើយភ្លាមនោះបានប្រែក្លាយវីទៅជាអត្ថចន្ទធំពីរដោយព្យាយាមហោះចេញក្នុងទីដៅពីរយ៉ាងរហ័សក្នុងការប៉ុនប៉ងឥតប្រយោជន៍ដើម្បីវាយប្រហារបន្ថែមលើ Senior Marshal Brother Lu ហេបងប្រុសយុទ្ធជនលូបានសើចយ៉ាងត្រជាក់ជាមួយនឹងកាយវិការអធិប្បាយមួយដៃដ៏ប៉ិនប្រសប់គាត់បានចង្អុលទៅកណ្ដាលជញ្ជាំងខ្យល់បណ្ដាលឲ្យខ្យល់ព្យុះបក់ជាពីរពួកគេបានបែកគ្នាយ៉ាងលឿនហើយបានរារាំងដុំភ្លើងម្ដងទៀតពេងសំឡេងផ្ទុះជាច្រើនបានបន្លឺឡើងកម្មជ្រួចមិនអាចគេចបានម្ដងទៀតទេហើយអាចប៉ះនឹងជញ្ជាំងខ្យល់ព្យុះបានញ័រជាច្រើនដងដោយលេបត្របាក់ដុំភ្លើងហើយធ្វើឲ្យបាត់ខ្លួនដោយគ្មានដាន Henley មានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំងនៅពេលនេះក្រោមការគ្រប់គ្រងរបស់ Senior Marshal Brother លោកខ្យល់ព្យុះទាំងពីរបានប្រែក្លាយទៅជាមួយទេពកោសល្យតូចបែបនេះហ៊ានបង្ហាញភាពអសមត្ថភាពរបស់ខ្លួន Marshal លើនិយាយដោយស្នាមញឹមយ៉ាងព្រៃផ្សៃមិនយូរប៉ុន្មានគាត់គ្រាន់តែឃើញដៃរបស់គាត់កាន់ផ្ដានាគទឹកជំនន់ឲ្យយើម្ដងទៀតហើយគ្រោះវិវាដោយអស់ពីកម្លាំងរបស់គាត់ Henley មានការភ័យខ្លាចព្រោះគូប្រកួតរបស់គាត់មានបញ្ហាច្រើនជាងការរំពឹងទុកខ្សែសង្វាក់នៃការវាយប្រហារយ៉ាងរហ័សនិងកាច់សាហាវបែបនេះពិតជាត្រូវបានដោះស្រាយដោយមិនចាំបាច់ប្រឹងប្រែងអ្វីត្បិតតែគូប្រកួតក្រវីបដានោះក៏ដោយក៏គ្មានអ្វីចម្លែកកើតឡើងដែរប៉ុន្តែបើមើលពីរូបរាងដ៏ស័ក្តិសមរបស់គូប្រកួតទើបដឹងថាការវាយប៉ករបស់បងប្រុសលោកនេះពិតជាគ្មានអ្វីដែលត្រូវចំអកនោះទេខ្ញុំហាក់ដូចជាគ្មានជម្រើសអ្វីក្រៅពីប្រើវត្ថុស័ក្តិសិទ្ធិទេទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្ននេះគាត់មិនអាចប្រើប្រាស់បានពេញលេញនៃកំណប់ Talisman ជាមួយនឹងបច្ចេកទេស Condensation នោះទេជាលទ្ធផលរាល់ពេលដែលគាត់ប្រើកំណប់ Talisman គាត់ត្រូវតែស៊ូក្នុងចំនួនជាក់លាក់មួយដើម្បីប្រតិបត្តិអក្ខរាវិរុទ្ធដែលនឹងជំរុញកំណប់នៃ Talisman ដើម្បីកម្ចាត់សត្រូវសម្រាប់ហេតុផលនេះការការពាររបស់គាត់ត្រូវតែដាច់ខាតដោយការគិតបែបនេះ Henley បានសម្លឹងមើលគូប្រកួតរបស់ខ្លួនគាត់គ្រាន់តែឃើញបងប្រុស Lu Krovida អាយើរបស់គាត់ផ្ទាំងផ្ដាកាន់តែភ្លឺឡើងបន្តិចម្ដងហើយចាប់ផ្ដើមបញ្ចេញពន្លឺពណ៌ខៀវស្រងាត់ដែលបណ្ដាលឲ្យនាគទឹកជំនន់ពណ៌ខៀវកាន់តែអាក្រក់និងគួរឲ្យភ័យខ្លាចវាហាក់បីដូចជាគូប្រជែងកំពុងជិតចាប់ផ្ដើមការវាយប្រហាររបស់គាត់ Henley លេងស្ទាក់ស្ទើរហើយរំកិលដៃហ៊ូចិញ្ចៀននោះបានហោះថយក្រោយហើយឈប់ជាច្រើនជើងនៅពីលើក្បាលរបស់គាត់ហើយចាប់ផ្ដើមលោតពីលើរីកលូបលាស់កជាមួយនឹងការស្រែកដ៏ស្រទន់នេះចិញ្ចៀនដែកបានបញ្ចេញពន្លឺពណ៌លឿងយ៉ាងធំហើយពង្រីកយ៉ាងលឿនវាឈប់ធំឡើងនៅពេលដែលវាឈានដល់ទំហំតូចមួយធ្លាក់វិចិញ្ចៀនដែកនោះបានធ្លាក់ចុះដោយគោរពតាម Henley នៅកណ្ដាលរង្វង់បន្ទាប់មកវាចាប់ផ្ដើមវិលជុំវិញបង្កើតជារបាំងការពារដ៏ធំមួយHenley មិនបានឈប់នៅទីនោះទេក្រោយពីដបផ្លែឃ្លោកចេញហើយលោកក៏យកខែដែលទើបនឹងបានមកជាដង្វាយវាធំជាងច្រើនដងនៅខាងក្រៅរបាំងពន្លឺពណ៌ខៀវហើយអន្តែតយ៉ាងស្រទន់នៅពីមុខគាត់ដោយបញ្ចេញពន្លឺពណ៌ខ្មៅដូចនេះ Henley មានស្រទាប់ការពារ3ខាងក្រៅបំផុតរបស់គាត់នៅពេលក្រោយគឺចិញ្ចៀនដែកដ៏ធំនិងល្អនៅកណ្ដាលគឺជាខែលការពារជាតិដែក Flying Dockeron ស្រទាប់ខាងក្នុងបំផុតគឺជារបាំងពន្លឺពណ៌ខៀវដែលគាត់បានប្រើតាំងពីដំបូងជំពូក168បន្ទាប់ពីអ្វីទាំងអស់នេះរួចរាល់ Henley ពេញចិត្តហើយបានយកកំណប់ដាវពណ៌ប្រភេទតូចមួយចេញបន្ទាប់មកព្រះអង្គក៏អង្គុយផ្ងាជើងហើយចាប់ផ្ដើមដេញវេទមន្តដោយមានបំណងវាយលុកនឹងវត្ថុស័ក្តិសិទ្ធិឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅពេលនោះបងប្រុសកំពូលក្បាច់គុណលូនៅទូទាំងពីគាត់ទីបំផុតបានប្រមូលផ្ដុំវិញ្ញាណទេគ្រប់គ្រាន់សម្រាប់ទង់ Aegir Flood Dragon ហើយចាប់ផ្ដើមការវាយប្រហារដោយព្យុះពេលគាត់ឈប់ក្រវីបដាគាត់ចង្អុលផ្ដាទៅកាន់ Henley វូរំពេចនោះផ្លុំខ្យល់ពណ៌ខៀវជាង10បានលេចចេញមកហើយរត់ចេញពីផ្ដាឆ្ពោះទៅរក Henley ល្បឿននៃផ្លុំខ្យល់ទាំងនេះគឺលឿនពេកក្នុងមួយប៉ព្រិចភ្នែកពួកគេបានចាក់ចេញពី Senior Marshal Brother Lu ហើយនៅក្បែរ Henley បច្ចេកទេសវេទមន្តនៃគុណលក្ខណៈខ្យល់ពិតជាមិនខ្វះទេល្បឿននៃការវាយប្រហាររបស់ពួកគេគឺធំជាងបច្ចេកទេសវេទមន្តផ្សេងទៀតជាង 50%
តាវាមិនមែនសម្រាប់ការការពារដែលគាត់បានរៀបចំទុកជាមុនទេ Henley ភ័យខ្លាចថាគាត់នឹងមិនអាចមានប្រតិកម្មហើយនឹងត្រូវកាត់ក្បាលដោយគ្រាប់ខ្យល់ជាច្រើនគ្រាប់នេះខណៈ Henley ភ្ញាក់ផ្អើលខ្យល់បក់បោកយ៉ាងខ្លាំងទៅនឹងសង្វៀនដែកដ៏ល្អខាងក្រៅកាំរស្មី Ayer និងពណ៌លឿងនៃពន្លឺបានបន្លឺឡើងជាបន្តបន្ទាប់ជាមួយនឹងសំឡេងនៃការកាត់កូដកម្មនៅពេលដែលកាំរស្មីនៃពន្លឺបានរលាយបាត់ស្រទាប់ខាងក្រៅរបស់ចិញ្ចៀនដែករលោងដើមដំបូងមានចង្អូរដែលត្រួតលើគ្នាជាង10ឧបករណ៍វេទមន្តទាំងមូលត្រូវបានពាក់និងខូចខាតយ៉ាងច្បាស់ទោះបីជាយ៉ាងណាក៏ដោយវាជាសំណាងល្អដែលឧបករណ៍វេទមន្តនេះកំពុងបន្តវេននៅពេលវាត្រូវបានវាយប្រហារបណ្ដាលឲ្យភ្លុំខ្យល់វាយប្រហារនៅកន្លែងផ្សេងគ្នាបើមិនដូច្នេះទេចិញ្ចៀននឹងត្រូវបានខូចរួចហើយបានអនុញ្ញាតឲ្យដាវចូលទៅក្នុងខ្សែការពារដំបូងរបស់គាត់ទាំង Henry និងបងប្រុសយុទ្ធជនជាន់ខ្ពស់លូមានអារម្មណ៍ភ្ញាក់ផ្អើលពីលទ្ធផលនេះ Henry មានអារម្មណ៍ថាអ្វីត្បិតតែឧបករណ៍វេទមន្តចិញ្ចៀនដែកនេះដើមដំបូងមិនមានបំណងសម្រាប់ការប្រើប្រាស់ការពារក៏ដោយវាគឺជាឧបករណ៍វេទមន្តពិតប្រាកដដែលមានគុណភាពខ្ពស់ហើយគុណភាពនៃសម្ភារៈរបស់វាគឺពិតជាមិនអាចប្រកែកបានទោះជាយ៉ាងណាក៏ដោយគាត់មិននឹកស្មានថាភ្លុំខ្យល់តូចប៉ុន្មានគ្រាប់ស្ទើរតែបំផ្លាញវានោះទេ Senior Marshal Brother Low កាន់តែភ្ញាក់ផ្អើល Aegir Float Dragon Banger គឺជាឧបករណ៍វេទមន្តគុណភាពខ្ពស់ដ៏ល្បីល្បាញដោយសារវាត្រូវគ្នានឹងលក្ខណៈសម្បត្តិនៃស្គលខាងវិញ្ញាណរបស់គាត់បានបង់ថ្លៃដ៏ជូរចត់និងឈឺចាប់ក្នុងបេះដូងដើម្បីទទួលបានវាមិនត្រឹមតែឧបករណ៍វេទមន្តនេះទេថែមទាំងអាចបញ្ចេញនូវ Wind Blades Technical និងបច្ចេកទេសវេទមន្តដ៏សាមញ្ញផ្សេងទៀតបានភ្លាមនៅពេលដែលវាស្រូបយកចំនួនជាក់លាក់នៃ Spiritual Thai នោះរាល់ការវាយប្រហារដោយលក្ខណៈខ្យល់ដែលប្រដាប់ដាត្រូវបានពង្រីកនេះជាមូលហេតុដែលដាវខ្យល់ទាំងនោះពីមួយផ្លែតកន្លងមកធ្វើបើវាហាក់ដូចជាប្រភេទបច្ចេកទេសវេទមន្តកម្រិតទាបសាមញ្ញបំផុតប៉ុន្តែមានថាមពលធៀបនឹងបច្ចេកទេសវេទមន្តកម្រិតមធ្យមម្យ៉ាងវិញទៀតការវាយប្រហារដែលហាក់បីដូចជាសាមញ្ញតាំងពីមុននេះមកតាមពិតជាការទម្លាក់គ្រាប់បែកដែលផ្ដោតទៅលើបច្ចេកទេសវេទមន្តកម្រិតមធ្យមជាង10បើទោះជាយ៉ាងនេះក៏ដោយក៏វាមិនអាចបំផ្លាញចិញ្ចៀនដែកដ៏ធំបំផុតខាងក្រៅបានដែរតើបងប្រុសយុទ្ធជនជាន់ខ្ពស់លោកនេះអាចមិនភ័យខ្លាចឬភ័យខ្លាចចំពោះ Henley យ៉ាងដូចម្ដេចអ្វីត្បិតតែ Henley និង Senior Marshal Brother Low ទាំងពីរនាក់មានអារម្មណ៍ថាភាគីម្ខាងទៀតគ្មានមេត្តាសកម្មភាពរបស់ពួកគេគឺខុសគ្នាខ្លាំងដោយសារតែ Henley មិនទាន់គ្រប់គ្រងកំណប់ទ្រព្យហើយមិនព្រមបោះបង់ពាក់កណ្ដាលផ្លូវគាត់អាចទប់ខ្លួនយ៉ាងជូរចត់សម្រាប់ការវាយប្រហារដ៏លឿននិងសាហាវដែលមិនអាចប្រៀបផ្ទឹមបានដែលនឹងកើតឡើងហើយជាមួយនឹងបញ្ញាដ៏ខ្ពង់ខ្ពស់របស់ Senior Marshal Low នៅពេលដែលគាត់បានឃើញ Henley រៀបចំទីតាំងការពារហើយនៅស្ងៀមបន្ទាប់ពីការវាយប្រហារលើកមុនគាត់ដឹងថា Henley ប្រាកដណាស់កំពុងរៀបចំ Trump Card មិនមែនជាការវាយប្រហារដោយបច្ចេកទេសវេទមន្តកម្រិតខ្ពស់ទេប៉ុន្តែជាឧបករណ៍វេទមន្តដ៏សាហាវជាលទ្ធផលគាត់មិនស្ទាក់ស្ទើរហើយចាក់ថាមពលខាងវិញ្ញាណយ៉ាងឆ្កួតលីលាទៅក្នុងផ្ដាក្នុងដៃរបស់គាត់បន្ទាប់មកគាត់បានចង្អុលផ្ដាទៅកាន់ Henley ដោយបញ្ចេញខ្យល់បក់បោកយ៉ាងខ្លាំងលើកនេះភ្លុំខ្យល់មានទំហំតូចប៉ុន្តែស្ថិតស្ថេរនិងជាប់លាប់ដោយយកទម្រង់នៃខ្យល់អាកាសដ៏វែងទឹកហូរបានប្រញាប់ប្រញោលចេញមកបណ្ដាលឲ្យមានពណ៌ខៀវនិងពន្លឺពណ៌លឿងលេចចេញមកពីការវាយប្រហារយ៉ាងសាហាវលើកនេះចិញ្ចៀនដែករបស់ Henley ស៊ូទ្រាំបានតែមួយរយៈប៉ុណ្ណោះមុននឹងផ្ទុះឡើងយ៉ាងខ្លាំងពន្លឺពណ៌លឿងបានខ្ចាត់ខ្ចាយយ៉ាងខ្លាំងហើយចិញ្ចៀនដែកល្អដែលមានគុណភាពខ្ពស់នៅទីបំផុតបានបែកដោយគ្មានអ្វីមករារាំងភ្លុំខ្យល់ពួកគេបានលោតទៅមុខយ៉ាងខ្លាំងទោះជាយ៉ាងណាក៏ដោយពួកគេត្រូវបានជួបដោយឧបករណ៍វេទមន្តគុណភាពខ្ពស់មួយផ្សេងទៀតគឺ Dockeron Shield វាបានរារាំងផ្លូវរបស់ពួកគេហើយការផ្ទុះនៃពន្លឺពណ៌ខ្មៅនិង Aegir ត្រូវបានផលិតចេញពីការប៉ះទង្គិចគ្នា Dockeron Shield មានភាពខុសគ្នាខ្លាំងពីឧបករណ៍វេទមន្តចិញ្ចៀនដែកជាដំបូងគុណភាពរបស់ចិញ្ចៀនគឺទាបជាងថ្នាក់ខែនេះគឺជាឧបករណ៍វេទមន្តគុណភាពខ្ពស់នៃថ្នាក់ដូចគ្នាជាមួយនឹងផ្ដានាគទឹកចំនួន Aegir ក្នុងពិភពដាំដុះតើអ្នកណាអាចមានវត្ថុម្រដែលគេឃើញបែបនេះចិញ្ចៀនដែកគ្រាន់តែជាឧបករណ៍វេទមន្តដែលមានគុណភាពខ្ពស់ទោះបីជាវាមិនអាចនិយាយបានថាជាវត្ថុដែលគេឃើញជាទូទៅចាប់តាំងពីពួកគេត្រូវបានកាន់កាប់យ៉ាងទូលំទូលាយក៏ដោយក៏អ្នកដាំដុះដែលមានឋានៈជាវត្ថុមួយឬពីរក្នុងចំណោមវត្ថុទាំងនោះនៅតែមានចំនួនតិចតួចនៅឡើយទីពីរអ្វីត្បិតតែខែដែកនេះមិនមានសក្តានុពលតិចតួចបំផុតសម្រាប់ការវាយប្រហារដោយសារជាឧបករណ៍វេទមន្តជំនាញការពារក៏ដោយថាមពលការពាររបស់វាលើសពីចិញ្ចៀនដែកទាំង4វាមិនត្រឹមតែប្រើប្រាស់បានយូរនិងរឹងមាំប៉ុណ្ណោះទេប៉ុន្តែវាក៏មានមុខងារការពារពិសេសជាច្រើនដែលភ្ជាប់ជាមួយនឹងខែដែលបណ្ដាលឲ្យកម្លាំងការពាររបស់វាកើនឡើងយ៉ាងខ្លាំង
ជាលទ្ធផលស្ត្រីមនៃការវាយប្រហារដែលមានដាវខ្យល់ខ្លាំងជាង100ត្រូវបានស្ទាក់ចាប់ដោយខែលអន្តែទឹករបស់ Henley វាឈរដូចភ្នំក្នុងព្យុះហើយបញ្ចេញពន្លឺខ្មៅវាមិនបានធ្វើចលនាសូម្បីតែបន្តិចដោយបង្ហាញរូបរាងថាវាមានការប្រឹងប្រែងច្រើនក្នុងការសន្សំពេលបងប្រុសយុទ្ធជនលោកឃើញដូច្នេះចិត្តរបស់គាត់ខឹងសម្បាប៉ុន្តែគាត់គ្រាន់តែស្រក់ទឹកត្រជាក់ប៉ុណ្ណោះគាត់ចាប់ដៃទាំងពីរចេញដោយលែងបញ្ចេញភ្លុំខ្យល់ពីចំណុចផ្ដារបស់គាត់ទៀតហើយបន្ទាប់មកគាត់បានចាប់បង្គោលផ្ដាហើយដៃរបស់គាត់ស្រាប់តែបញ្ចេញពន្លឺពណ៌ដ៏អស្ចារ្យហាក់ដូចជាទឹកជំនន់នៃថាមពលខាងវិញ្ញាណកំពុងលេចធ្លាយចេញពីរាងកាយរបស់គាត់ហក់ចូលទៅក្នុងបង្គោលផ្ដាបន្ទាប់ពីទទួលបានថាមពលខាងវិញ្ញាណដ៏ច្រើនបែបនេះពន្លឺ Azure Float Dragon Banger របស់ Azure Float កាន់តែភ្លឺឡើងដូចជាប្រសិនបើមានព្រះអាទិត្យ Azure រះឡើងនៅពាក់កណ្ដាលអាធ្រាត្រមានមនុស្សតិចណាស់ដែលហ៊ានមើលត្រង់នោះដោយសារ Senior Marshal Brother Low បានប្រើថាមពលវេទមន្តខ្លាំងពេកស្បែករបស់គាត់ប្រែពណ៌ស្លេកខ្លាំងទោះជាយ៉ាងណាក៏ដោយគាត់នៅតែស្លៀកបញ្ចេញទឹកមុខខូលខើនិងខូលខើវាហាក់ដូចជាគាត់ដឹងយ៉ាងច្បាស់ថាការពន្យាពេលបន្ថែមទៀតប្រកាសជានាំមកនូវបញ្ហាដូច្នេះគាត់មានបំណងដោះស្រាយការបញ្ចប់ដោយចំណាយទាំងអស់បន្ទាប់ពីការក្រហមតិចពី Senior Marshal Low គាត់បានបោះផ្ដា Azure Float Dragon ដោយបង្ខំទៅលើអាកាសបន្ទាប់មកគាត់បានធ្វើកាយវិការ incantation ម្រាមដៃក្នុងល្បឿនដ៏អស្ចារ្យហើយចង្អុលទៅផ្ទាំងផ្ដាដោយស្រែកថាការប្រែក្លាយនាគទឹកជំនន់ផ្ទាំងផ្ដានាគទឹកជំនន់ Azure បានហៀដោយពន្លឺ Azure ហើយបញ្ចេញវាគ្រប់ទីមួយរំពេចវាបានប្រែក្លាយទៅជានាគទឹកជំនន់ដ៏ធំសម្បើមដែលមានប្រវែងជាង30ម៉ែត្រវាមានភាពរស់រវើកនិងមានលក្ខណៈរស់រវើកដោយបិទចង្គមរបស់វានឹងធ្វើឲ្យក្រញាំរបស់វាដូចជាវាជាការចម្លងពិតប្រាកដនៃបកនៅលើផ្ទាំងផ្ដាទៅក៏ដោយមិនមានការស្ទាក់ស្ទើរបន្តិចបងប្រុសយុទ្ធជនជាន់ខ្ពស់លោកបានបញ្ជាដោយម្រាមដៃរបស់គាត់នាគទឹកជំនន់នោះបានបើកមាត់ធំរបស់វាភ្លាមហើយវាត្រង់ទៅកាន់ Henley បន្ទាប់មកដេងគឺខ្លាំងនិងបន្លឺឡើងក្បាលនាគទឹកជំនន់កំពុងតស៊ូប្រឆាំងនឹង Darkron Shield ពន្លឺ Azure និងពន្លឺខ្មៅបានឆាបឆេះក្នុងពេលដំណើរគ្នានៅពេលនេះពួកគេហាក់ដូចជាត្រូវគ្នាទោះជាយ៉ាងណាក៏ដោយមិនយូរប៉ុន្មានទេពន្លឺខ្មៅរបស់ខែបានចុះខ្សោយយ៉ាងឆាប់រហ័សក្នុងអត្រាមួយដែលអាចមើលឃើញដោយភ្នែកទេវាហាក់ដូចជាថាខែនេះនឹងបំពេញនៅចុងស្រដៀងគ្នាទៅនឹងឧបករណ៍វេទមន្តពីមុនប៉ុន្តែភ្លាមនោះសំឡេងច្បាស់មួយបាននិយាយថាដកបន្ទាប់ពីសំឡេងនេះប្រឡោះដែកក៏តូចទៅហើយដកថយភ្លាមបន្ទាប់មកថៃរបស់នាគ Azure បានឆាប់ឆេះយ៉ាងខ្លាំងហើយដេញតាមវាយ៉ាងសាហាវវាបើកមាត់យ៉ាងធំហាក់ចង់លេបទាំង Henley និងខែទោះជាយ៉ាងណាក៏ដោយនៅពេលនេះពន្លឺពណ៌ប្រភេទដ៏ភ្លឺចែងចាំងមានប្រវែងប្រហែល10ម៉ែត្របានហោះចេញពី Henley ដែលដើមឡើយកំពុងអង្គុយកាត់ជើងវាសន្មតថាជាទម្រង់ដាវដ៏ធំដោយមិនបង្ហាញភាពទន់ខ្សោយដាវបានវាប្រហារទៅលើក្បាលនាគទឹកជំនន់ដែលបណ្ដាលឲ្យពួកគេច្របូកច្របល់គ្នាទៅវិញទៅមកមួយសន្ទុះនៅលើអាកាសពន្លឺ Azure បានរារាំងពន្លឺពណ៌ប្រភេទមួយសន្ទុះក្រោយមកវាជាខ្សែប្រភេទដែលទប់ពន្លឺពណ៌ខៀវមួយសន្ទុះក្រោយមកគេមិនដឹងថាមួយណាខ្លាំងជាងចំណែកខែដាច់វិញបន្ទាប់ពីវាត្រឡប់ទៅទំហំបាតដៃដើមវិញហើយធ្លាក់មកក្នុងដៃរបស់ Henley នោះវាត្រូវបានប្រគល់ទៅកាន់ថង់ផ្ទុករបស់គាត់វិញនៅពេលនេះថាមពលវេទមន្តទាំងអស់របស់គាត់កំពុងត្រូវបានប្រើប្រាស់ដើម្បីអនុវត្តការវាយប្រហាររបស់ Talisman គាត់គ្មានអំណាចវេទមន្តដែលនៅសេសសល់ដើម្បីផ្ដល់ខែនោះទេការបំផ្លាញ stream ពណ៌ប្រភេទរបស់កំណប់ទ្រព្យបច្ចុប្បន្នគឺមិនអាចប្រៀបផ្ទឹមបានទៅនឹងពេលដែលគាត់បានប្រើវាដើម្បីសម្លាប់បុរសស្លៀកពាក់ពណ៌លឿងមនុស្សម្នាក់ពិតជាអាចបង្កើតដាវនៅក្នុងពន្លឺហើយថាមពលរបស់វាធំជាងយ៉ាងហោចណាស់4ដងគួរដឹងថាក្នុងដៃរបស់ព្រះសង្ឃមាសពន្លឺវត្ថុស័ក្តិសិទ្ធិអាចប្រែក្លាយទៅជាប្រភេទដែលមានប្រវែង1 feet ប៉ុណ្ណោះនៅក្នុងដៃរបស់ Henley នៅពេលដែលគាត់កំពុងអនុវត្តបច្ចេកទេស Telekinesis នោះកំណប់ទ្រព្យអាចប្រែក្លាយទៅជាពន្លឺដែលមានប្រវែងជាច្រើន feet ប៉ុន្តែនៅពេលដែល Henley ប្រើវាដើម្បីសម្លាប់បុរសពាក់អាវលឿងនោះពន្លឺរបស់វត្ថុស័ក្តិសិទ្ធិមានប្រវែងប្រហែល3ម៉ែត្រមកដល់ពេលនេះថាមពលវេទមន្តរបស់ Henley បានឈានដល់ស្រទាប់ទី11ហើយមិនត្រឹមតែមានប្រវែងរបស់វាកើនឡើងយ៉ាងខ្លាំងរហូតដល់ទៅដល់10ម៉ែត្រប៉ុណ្ណោះទេរូបរាងរបស់វាក៏ដូចជាដាវដ៏ធំមួយដែរភាពត្រចះត្រចង់របស់វាធ្វើឲ្យភ្នែកស្រវាងហើយ stream រស្មីបានរំកិលខ្លួនខណៈដែលវាពេញចិត្តជាមួយនឹងភាពអស្ចារ្យគួរឲ្យភ្ញាក់ផ្អើលធ្វើឲ្យមនុស្សម្នាសម្លឹងមើលដោយការភ្ញាក់ផ្អើលបើវាមិនស្ថិតក្នុងស្ថានភាពប្រសើរឡើងនេះទេវត្ថុស័ក្តិសិទ្ធិនេះប្រហែលជាមិនអាចទប់ទល់នឹងការផ្លាស់ប្ដូររបស់ Azure Float Dragon Banger បានទេពីនេះវាអាចត្រូវបានគេមើលឃើញថាវត្ថុស័ក្តិសិទ្ធិមួយអាចមិនត្រឹមតែពឹងផ្អែកលើកម្លាំងនៃកំណប់វេទមន្តដែលបានបិទភ្ជាប់នៅខាងក្នុងប៉ុណ្ណោះទេ
ប៉ុន្តែក៏មានបរិមាណនៃថាមពលវេទមន្តចម្រាញ់ដោយអ្នកប្រើប្រាស់របស់វាផងដែរអំណាចវេទមន្តរបស់អ្នកកាន់តែស៊ីជម្រៅទ្រព្យសម្បត្តិរបស់ Talisman អាចនឹងត្រូវបានបង្ហាញឲ្យកាន់តែច្បាស់គាត់ពិតជាមិនដឹងថាតើកំណប់ទ្រព្យរបស់ Dali នឹងមានរូបរាងបែបណានោះទេប្រសិនបើគាត់ប្រើវាបន្ទាប់ពីគាត់បានចូលបង្កើតមូលនិធិនៅពេលដែល Hanloi គ្រប់គ្រងខ្សែប្រភេទដើម្បីច្របូកច្របល់ជាមួយនាគទឹកជ្រោះពណ៌ខៀវនៅក្នុងសមរភូមិប៉ុន្តែគាត់មិនដឹងថាហេតុអ្វីទេប៉ុន្តែគាត់ត្រូវបានរំខានដោយគំនិតមួយរំពេចជំពូក169អំណាចវេទមន្តរបស់ Hanloi និង Senior Marshal Brother Lo កំពុងតែត្រូវបានស្រូបចូលទៅក្នុង Sword Talisman និង Azure Float Dragon Banner ទាំងរាងកាយនិងចិត្តរបស់ពួកគេបានផ្ដោតទៅលើការតស៊ូរបស់ពួកគេមិនហ៊ានធ្វេសប្រហែសឬធ្វេសប្រហែសតតែសោះពួកគេទាំងពីរនាក់មិនបានប្រឹងប្រែងឬអំណាចវេទមន្តណាមួយជាទុនបម្រុងដើម្បីការពារអ្នកដទៃពីភាពលើសលប់របស់ពួកគេទាំងពីរយល់យ៉ាងច្បាស់ថាការធ្វេសប្រហែសបន្តិចបន្តួចពីភាគីម្ខាងនឹងធ្វើឲ្យពួកគេបាត់បង់ជីវិតភ្លាមរួមជាមួយនឹងកំណប់វាលែងមានផ្លូវសម្រាប់ការដកថយទៀតហើយដូច្នេះហើយការតស៊ូវាងនាគទឹកចំនួនអាយើនិងដាវដ៏ធំមិននឹកស្មានដល់បានវិវត្តទៅជាការប្រយុទ្ធគ្នាដើម្បីមើលថាតើអំណាចវេទមន្តរបស់នរណានឹងត្រូវអស់មុននៅពេលដែលពួកគេទាំងពីរបានដឹងថាបរិមាណនៃថាមពលវេទមន្តដែលនៅសល់របស់ពួកគេគឺជាចំណុចសំខាន់នៃការប្រយុទ្ធពួកគេទាំងពីរបានចាត់វិធានការដើម្បីបង្កើនថាមពលខាងវិញ្ញាណរបស់ពួកគេបានយកធំវិញ្ញាណចេញហើយកាន់វានៅក្នុងដៃរបស់ពួកគេដើម្បីស្រូបយកថាមពលវេទមន្តរបស់ពួកគេទោះជាយ៉ាងណាក៏ដោយ Senior Marshal Brother Lo មានធំវិញ្ញាណដែលមានកម្រិតទាបខណៈពេលដែល Hanloi មានធំវិញ្ញាណដែលមានកម្រិតមធ្យមនៃផែនដីការរកឃើញនេះបានធ្វើឲ្យស្បែករបស់ Senior Marshal Brother Lo មើលទៅមិនស្អាតហើយគាត់មានការភ័យខ្លាចនិងតក់ស្លុតយ៉ាងខ្លាំងសិស្សរបស់ Kai Condensation ម្នាក់មានធំវិញ្ញាណកម្រិតមធ្យមដោយមិនបានរំពឹងទុកថាមានតែអ្នកដាំដុះនិកាយនៅមូលនិធិបង្កើតឬខ្ពស់ជាងនេះប៉ុណ្ណោះដែលអាចទទួលបាននេះធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈដែលវាត្រូវបានគេដឹងយ៉ាងទូលំទូលាយថាធ្មវិញ្ញាណកម្រិតមធ្យមបានបំពេញថាមពលខាងវិញ្ញាណលឿនជាងធ្មវិញ្ញាណកម្រិតទាបឆ្ងាយណាស់ចំពោះការបំពេញថាមពលខាងវិញ្ញាណគាត់មានគុណវិបត្តិយ៉ាងខ្លាំងទោះយ៉ាងណាក៏ដោយ Senior Marshal Brother គិតបានល្អជាងនេះអំណាចវេទមន្តរបស់គាត់គឺជ្រៅជាងគូប្រកួតរបស់គាត់រួចទៅហើយបើទោះជាគូប្រជែងរបស់គាត់បានបំពេញថាមពលវេទមន្តរបស់គាត់លឿនជាងគាត់ក៏ដោយគាត់នឹងមិនអាចតស៊ូបានយូរនោះទេយ៉ាងណាមិញថាមពលវេទមន្តតិចតួចដែលត្រូវបានបំពេញបន្ថែមនឹងត្រូវប្រើប្រាស់ក្នុងអត្រាដូចគ្នាដូចដែលវាត្រូវបានគេប្រើវាពិតជាមិនសំខាន់ជាមួយនឹងគំនិតនេះបងប្រុសកម្ពូលក្បាច់គុណលោកបានស្ងប់ស្ងាត់និងផ្ដោតអារម្មណ៍ប៉ុន្តែនៅពេលដែល Senior Marshal Brother Lo បានឃើញសកម្មភាពបន្ទាប់របស់ Hanloi ការបញ្ចេញមិត្តរបស់ Senior Marshal Brother Lo បានផ្លាស់ប្ដូរម្ដងទៀតទៅជាការមិនជឿនិងភ្ញាក់ផ្អើលHanloi បានស្ម័គ្រចិត្តតកបាំងការពីពណ៌ខៀវរបស់គាត់ចេញនៅចំពោះមុខ Senior Marshal Brother Lo ហើយបង្ហាញរាងកាយពិតរបស់គាត់ដោយបើកចុងអ្វីត្បិតតែ Senior Marshal Brother Lo មានភាពវៃឆ្លាតខ្លាំងក៏ដោយប៉ុន្តែសកម្មភាពរបស់គូប្រកួតរបស់គាត់បានធ្វើឲ្យចិត្តរបស់គាត់ស្ថិតក្នុងស្ថានភាពច្របូកច្របល់គាត់មិនដឹងថា Hanloi កំពុងគិតយ៉ាងណាទេវាអាចថា Hanloi លែងបារម្ភថាខ្យល់បក់របស់គាត់អាចឆក់យកជីវិតគាត់ទៀតហើយគំនិតរបស់ Senior Marshal Brother Lo បានកើនឡើងជាច្រើនដងក្នុងចិត្តរបស់គាត់ប៉ុន្តែមិនស្ទាក់ស្ទើរយូរទេគាត់បានលាតដៃឆ្វេងឡើងលើមេឃយ៉ាងដាច់អហង្ការហើយបង្កើតជាដាវខ្យល់ពណ៌ខៀវខ្ចីទោះជាយ៉ាងណាក៏ដោយ Hanloi មិនបានរងចាំ Senior Marshal Brother Lo បញ្ចប់ការបង្គ្រប់ដាវខ្យល់របស់គាត់ហើយផ្លុំដៃរបស់គាត់ឆ្ពោះទៅរកគូប្រកួតដាវដ៏ធំសម្បើមយ៉ាងតឹងរ៉ឹងជាមួយនឹងនាគទឹកចំនួនពណ៌ខៀវស្រាប់តែមានរស្មីដ៏អស្ចារ្យ Hanloiពិតជាបានឆ្លៀតយកប្រយោជន៍ពីភាពជាប់គាំងរបស់គាត់ជាមួយនឹងដាវខ្យល់ដើម្បីរំពេចចេញពីនាគទឹកជ្រោះពណ៌ខៀវហើយបាញ់ត្រង់ឆ្ពោះទៅរកបងប្រុសលូក្នុងរយៈពេលដ៏ខ្លីនេះ Senior Marshal Brother Lo មានការភ្ញាក់ផ្អើលនិងភ័យខ្លាចមិនតិចទេប្រសិនបើគាត់បន្តបង្កើតដាវខ្យល់ហើយព្យាយាមបាញ់វាគាត់ប្រហែលជាអាចឆក់យកជីវិតរបស់ Hanloi ប៉ុន្តែដូចគ្នានេះដែរដាវយក្សនឹងប្រហារជីវិតគាត់ហើយគាត់ក៏ប្រកាសជាបាត់បង់ជីវិតដែរដោយបញ្ចប់ទាំងសងខាងដោយការបំផ្លាញទៅវិញទៅមកអ្វីត្បិតតែជញ្ជាំងខ្យល់មិនទាន់រលាយក៏ដោយក៏ដាវដ៏ធំនេះអាចទប់ទល់នឹងការផ្លាស់ប្ដូររបស់ Azure Float Dragon Banger ព្យុះសង្គ្រានោះប្រកាសជាត្រូវបានបំផ្លាញយ៉ាងងាយដោយដាវដ៏ធំហើយនឹងមិនអាចរារាំងវាបានសូម្បីតែមួយវិនាទីបងប្រុសកម្ពូលក្បាច់គុណលោមិនអាចទទួលយកលទ្ធផលនេះបានទេគាត់នៅតែមានការរំពឹងទុកដ៏ធំធេងនិងអនាគតដ៏ស្រស់បំព្រងគាត់គ្រាន់តែមិនចង់ជួបទីបញ្ចប់របស់គាត់នៅក្នុងវាលរហោស្ថានប្រឆាំងនឹងមនុស្សមិនស្គាល់ម្នាក់នេះ
ដោយគិតដល់ចំណុចនេះគាត់មិនគិតទៀតទេគាត់បានលះបង់លើដាវខ្យល់ហើយបញ្ជូនថាមពលវេទមន្តទាំងអស់របស់គាត់យ៉ាងព្រៃផ្សៃទៅកាន់នាគទឹកជ្រោះពណ៌ខៀវហើយហៅវាមករកគាត់ថា Azure Float Dragon Banger គឺពិតជាឧបករណ៍វេទមន្តខ្យល់ដ៏អស្ចារ្យជាមួយនឹងកម្លាំងរបស់ Senior Marshal Brother Lo វាបានជួបនឹងដាវដ៏ធំរបស់ Henley ពាក់កណ្ដាលផ្លូវហើយបានចូលទៅក្នុងការតស៊ូម្ដងទៀតឃើញបែបនេះបងប្រុសកំពូលក្បាច់គុណលូដកដង្ហើមធំរាងកាយរបស់គាត់គ្រប់ដណ្ដប់ដោយញើសត្រជាក់ដូច្នេះហើយក្នុងកំឡុងពេលបន្ទាប់បងប្រុស Marshal ជាន់ខ្ពស់លោកបានព្យាយាមបញ្ចេញបច្ចេកទេសវេទមន្តជាច្រើនដងទៀតដោយចង់វាយប្រហារ Henley ទោះជាយ៉ាងណា Henley បានប្រើបច្ចេកទេសដែលរាល់ដងដោយបង្ខំឲ្យគាត់ដកខ្លួនចេញទោះបីជា Henley មិនបានការពារតិចតួចក៏ដោយក៏គាត់មិនអាចធ្វើសកម្មភាពប្រឆាំងនឹងគាត់បានដែរបងប្រុស Marshal ជាន់ខ្ពស់លោកមានភាពស្រពេចស្រពិលដែលមិនអាចប្រៀបផ្ទឹមបានហើយត្រូវបានបង្ខំឲ្យពឹងផ្អែកលើថាមពលវេទមន្តដ៏ជ្រៅរបស់គាត់ដោយហេតុនេះបន្តធ្វើឲ្យវាបាត់បង់នៅពេលនេះ Henley បានយកឱសថតូចជាច្រើនប្រភេទនិងរបស់របរទាំងនោះចេញពីថង់ផ្ទុករបស់គាត់ហើយដាក់ចូលក្នុងមាត់របស់គាត់ពេលគាត់ទំពាមាត់ធំបងប្រុសយុទ្ធជនលោកមានការងឿងឆ្ងល់គាត់មិនបានដឹងថាតើគូប្រជែងរបស់គាត់គ្រោងនឹងផែនការអ្វីទៀតទេគាត់មិនអាចទីបានថាគូប្រកួតរបស់គាត់មានគម្រោងអ្វីទេហើយមានការងឿងឆ្ងល់ជាហេតុធ្វើឲ្យ Senior Marshal Brother Lo មានអារម្មណ៍ក្រៀមក្រំគាត់មានបុព្វហេតុអាក្រក់យ៉ាងណាមិញគាត់ស្រឡាញ់ជីវិតគាត់ខ្លាំងពេកអ្វីត្បិតតែគាត់មានភាពវៃឆ្លាតជាងមនុស្សធម្មតាក៏ដោយប៉ុន្តែគាត់បានឈានដល់កម្រិតប្រាជ្ញារបស់គាត់មួយរយៈពេលវេលាកាន់តែកន្លងផុតទៅបេះដូងរបស់បងប្រុសយុទ្ធជនលោកកាន់តែធ្ងន់បន្តិចម្ដងទីបំផុតពន្លឺរបស់នាគពណ៌ខៀវចាប់ផ្ដើមស្រពោនប៉ុន្តែខ្សែពណ៌ប្រភេទដ៏ធំគឺភ្លឺដូចមុន Senior Marshal Brother Lo មិនអាចជួយបានទេប៉ុន្តែត្រូវភ័យខ្លាចគាត់ស្រែកយ៉ាងស្អកថាដើមមិនអាចទៅរួចទេមិនយូរប៉ុន្មាននាគទឹកចំនួន Azure ចិត្តដួលរលំបងប្រុសយុទ្ធជនជាន់ខ្ពស់លូស្រែកចេញការស្រែករបស់គាត់គឺដូចជាសម្បកចុងក្រោយរបស់ឆ្កែព្រៃដែលបានធ្លាក់ចូលទៅក្នុងអណ្ដូងដែលពោពេញទៅដោយការជំទាស់ពេលដែល Henley ឃើញផែនការរបស់គាត់បានសម្រេចទាំងស្រុងគាត់មិនអាចញញឹមបានទេក្រោយពីបានឮសម្ដីគូប្រកួតមាត់របស់គាត់ក៏ស្លុតបន្តិចធ្វើឲ្យស្នាមញញឹមរបស់គាត់คล้ายជាមនុស្សស្រមើស្រមៃគាត់មិនមានពេលទំនេរដើម្បីពន្យល់រឿងនេះដល់បុរសស្លាប់ទេព្រោះថាការសម្លាប់គាត់គឺជារឿងបន្ទាន់បំផុតគាត់ក៏ស្ទើរតែអស់ថាមពលវេទមន្តដែរដូច្នេះតើគាត់អាចលះបង់ការខិតខំប្រឹងប្រែងនោះទៅលើត្រូវដោយរបៀបណាដោយការគិតបែបនេះ Henley មិនបានយកចិត្តទុកដាក់នឹងសំណួររបស់គូប្រកួតឡើយគាត់ចង្អុលទៅកាន់ដាវដ៏ធំធ្វើឲ្យរស្មីរបស់វាកាន់តែអស្ចារ្យវាបានបក់ចេញបន្តិចម្ដងនៅនាគទឹកលិចរហូតទាល់តែវាមានប្រវែងប្រហែល3ម៉ែត្រប៉ុណ្ណោះពន្លឺពណ៌ខៀវរបស់វាមានសភាពស្រអាប់ខ្លាំងដែលវាស្ទើរតែមិនអាចមើលឃើញទៀតហើយនៅពេលដែល Senior Marshal Brother បានឃើញបែបនេះគាត់ក៏អស់សង្ឃឹមជាខ្លាំងដូច្នេះហើយបំណងប្រាថ្នាចង់កាន់កាប់វាទាំងអស់បានកើនឡើងនៅក្នុងចិត្តរបស់គាត់ហើយភ្នែករបស់គាត់បានភ្លឺបន្តិចម្ដងដោយភាពឆ្កួតដោយមិននិយាយគាត់បានទាញយកថាមពលវេទមន្តតិចតួចដែលនៅសេសសល់ក្នុង Azure Float Dragon Banger បន្តិចម្ដងបណ្ដាលឲ្យវាត្រឡប់មកទម្រង់ដើមវិញភ្លាមហើយធ្លាក់ពីលើមេឃបន្ទាប់មកដោយមិនគិតពីដាវដ៏ធំដែលប្រញាប់ប្រញាល់ទៅប្រហារជីវិតគាត់បានប្រើថាមពលវេទមន្តដែលនៅសល់របស់គាត់ដើម្បីបង្រួមដាវខ្យល់ដ៏ធំហើយបោះវាទៅHenleyដោយមិនស្ទាក់ស្ទើរបន្តិចពេល Henley ឃើញបែបនេះបេះដូងរបស់គាត់ញ័រខណៈគូប្រកួតស្ទុះទៅគប់ដាវខ្យល់គាត់ក៏បញ្ជាដាវដ៏ធំដើម្បីកាត់ក្បាលគូប្រកួតបន្ទាប់មកដោយមិនចាំមើលលទ្ធផលអ្វីនោះទេHenleyបានរត់គេចខ្លួនចេញទៅឆ្ងាយប្រហែល10ម៉ែត្របន្ទាប់ពីបានទទួលភ្លុំខ្យល់ពីមុនមក Henley បានដឹងពីល្បឿនដ៏គួរឲ្យភ័យខ្លាចរបស់ពួកគេប្រសិនបើគាត់មិនបានប្រើ Shifting Smoke Steps ដើម្បីជៀសវាងវាភ្លាមទេគាត់នឹងមិនអាចការពារខ្លួនបានទេគាត់នឹងត្រូវបានគេចាប់បានដោយមិនបានត្រៀមខ្លួនហើយត្រូវបានកាត់ជាពីរដោយស្លាប់ដោយសោកស្ដាយនិងមិនអាចសម្រាកបានដោយសន្តិភាពភ្លុំខ្យល់ពិតជាលឿនមិនធម្មតាវាបានទៅដល់ទីតាំងដែល Henley ទើបតែរត់ចេញរួចហើយទោះបីជាយ៉ាងណាក៏ដោយវាមិននឹកស្មានដល់ថាវាបានធ្វើតាមទិសដៅដែល Henley កំពុងរត់ចូលហើយបានបាញ់ចេញយ៉ាងសាហាវតែម្ដង Henley មិនបានគិតបន្ថែមទៀតទេហើយបានប្រើ Shifting Smoke Steps ក្នុងកម្រិតដ៏អស្ចារ្យបំផុតនៅតំបន់តូចមួយគាត់បានបន្តវែងឆ្វេងនិងស្ដាមផ្លាស់ប្ដូរទៅជារូបភាពបន្ទាប់បន្សំជាច្រើនដែលបណ្ដាលឲ្យខ្យល់បក់ដែលបក់មកជិតគាត់មិនអាចចាប់បាន Henley យល់យ៉ាងច្បាស់ថាប្រសិនបើគាត់រត់តាមត្រង់នោះគាត់ប្រកាសជាត្រូវខ្យល់បក់បោកដោយប្រើចលនាដ៏ល្អនិងទន់ភ្លន់គាត់នឹងអាចការពារខ្លួនបានដោយគ្មានការព្រួយបារម្ភនេះជាហេតុផលដែលគាត់ហ៊ានបោះបង់បច្ចេកទេសការពារខ្លួន
ពូជីភ្លុំខ្យល់ភ្លៀងបាត់បង់ការគ្រប់គ្រងហើយបានបាត់ចូលទៅក្នុងដីដោយបន្សល់ទុកនៅចង្អូរដ៏ជ្រៅមួយ Henry ដកដង្ហើមវែងនៅពេលនេះគាត់បានធ្វើឲ្យបេះដូងដែលស្លន់ស្លោរបស់គាត់ស្ងប់ការប្រើបច្ចេកទេសចលនាពីពិភពជីវិតរមែងស្លាប់ដើម្បីគេចពីការវាយប្រហាររបស់អ្នកដាំដុះគឺពិតជារឿងដ៏គួរឲ្យភ័យខ្លាចមួយ Henry អង្គុយលើដីរួចមើលពីគាត់បានឃើញថាជញ្ជាំងខ្យល់បានរសាត់បាត់ទៅហើយ Senior Marshal Law ដែលបានលាក់ខ្លួននោះត្រូវបានកាត់ជាពីរចំណែកសុបមានពីរដុំដាក់នៅទីនោះដោយគ្មានចលនានៅក្បែរនោះគឺជាដាវដ៏ធំមួយដែលមានពន្លឺស្រអាប់ជំពូក170 Hanley លើកដៃឡើងលើមេឃដាវដ៏ធំនោះបានងាកចេញភ្លាមហើយហោះមកវិញនៅពេលដែលវានៅពីមុខ Hanley វាបានត្រឡប់មកទម្រង់ដើមរបស់វាវិញហើយបានធ្លាក់មកលើដៃរបស់គាត់ដូចជាវិរស្រាពេលដែល Henley លូកដៃទៅរកវត្ថុស័ក្តិសិទ្ធិវាបានប្រែទៅជាអណ្ដាតភ្លើងមួយសន្ទុះក្រោយមកវាបានคล้ายទៅជាគំនរផេះហើយបាត់ទៅនឹងខ្យល់ភ្នំឃើញបែបនេះ Hanley ឈរនៅទីនោះទាំងមិនបញ្ចេញមិត្តមួយសន្ទុះក្រោយមកគាត់ញឹមយ៉ាងជូរចត់កំណប់ទ្របនេះអាចត្រូវបានចាត់ទុកថាជាសំណល់អេតចាយទាំងស្រុងសូម្បីតែនៅពេលចាប់ផ្ដើមការប្រយុទ្ធក៏មិនមានកម្លាំងច្រើនទៀតដែរពេលវេលាជាច្រើនបានកន្លងផុតទៅនៅក្នុងការតស៊ូដ៏ជិតស្និទ្ធទីបំផុតបានប្រើប្រាស់ថាមពលទាំងអស់របស់វានេះបានធ្វើឲ្យ Henley ដែលដឹងយ៉ាងជ្រៅពីតម្លៃរបស់វាមានអារម្មណ៍ជឿចិត្តជាខ្លាំងប៉ុន្តែគាត់មិនអាចធ្វើអ្វីបានចំពោះវាឡើយយ៉ាងណាមិញការដែលអាចសម្លាប់សត្រូវដ៏សាហាវដូចជា Senior Marshal Brother Law មិនបានមកដោយមិនគិតថ្លៃទេទោះបីជាយ៉ាងណាក៏ដោយបដា Aegir Flood Dragon Banger របស់គូប្រកួតគឺពិតជាការលួចដ៏គួរឲ្យចាប់អារម្មណ៍ណាស់វាគ្រប់គ្រាន់ល្មមសម្រាប់ការបាត់បង់វត្ថុកំណប់នេះមិនមែននិយាយពីថ្នាំបង្កើតមូលនិធិពីរដែលគាត់មិនទាន់ប្លន់បានទេជាមួយនឹងការគិតបែបនេះ Henley មិនអាចជួយអ្វីបានឡើយប៉ុន្តែផ្ទុះឡើងដោយក្តីរីករាយដោយមានអារម្មណ៍ថាការប្រយុទ្ធដ៏កាចសាហាវនេះពិតជាមានតម្លៃណាស់ប្រសិនបើគាត់អាចលេបថ្នាំទាំងនេះហើយទទួលបានជោគជ័យក្នុងការឈានដល់ការបង្កើតមូលនិធិគាត់មិនចាំបាច់ចូលរួមក្នុងការសាកល្បងឈាមនិងភ្លើងដ៏ចម្លែកនិងគ្រោះថ្នាក់នោះទេយ៉ាងណាមិញចំនួននៃការដាំដុះខ្លាំងដូចជា Senior Marshal Brother Law ប្រកាសជាមានច្រើនណាស់លោកបារម្ភថានឹងមានអ្នកដាំដំណាំមួយចំនួនដែលកាន់តែមានបញ្ហាមួយសន្ទុះក្រោយមក Henley កំពុងស្រូបថ្មវិញ្ញាណក្នុងដៃបន្ទាប់ពីគាត់ទទួលបានថាមពលវេទមន្តរបស់គាត់ក្នុងកម្រិតមួយគាត់ក៏ក្រោកឈរឡើងដោយចង់យកផ្ទាំងផ្ដានាគទឹកចំនួន Aegir ដែលមិនឆ្ងាយពីគាត់ពេលដែល Henley តម្រង់ខ្នងរបស់គាត់ការឈឺចាប់ស្រួចស្រាវបានកើតចេញពី Dension របស់គាត់ដែលធ្វើឲ្យវាមានអារម្មណ៍ថាដូចជាម្ជុលដែករាប់មិនអស់បានចាក់ចូលទៅក្នុងនោះ Hanley ងើបពីការឈឺចាប់ផ្ទៃមុខរបស់គាត់ស្លេកស្លាំងមិនអាចប្រៀបផ្ទឹមបានខណៈដែលគាត់ញឹមដោយការឈឺចាប់ Hanley មិនមានចលនាក្រោយពេលញ៉ាំតែមួយពែងគាត់ដកដង្ហើមវែងហើយមានអារម្មណ៍ថាឈឺតិចការបង្ហាញរបស់ Henley មានភាពអាប់អួរបន្តិចជ្រុងនៃមាត់របស់គាត់រមួលជាច្រើនដងចំពោះមូលហេតុអ្វីបានជាមានរឿងនេះកើតឡើងនោះលោកដឹងច្បាស់ហើយមូលហេតុគឺថ្នាំបុរាណដ៏ច្រើនសន្ធឹកសន្ធាប់ដែលគាត់បានលេបមួយផ្លេតទោះបីជាគាត់អាចស្រូបយកថាមពលខាងវិញ្ញាណរបស់អស្តមួយចំនួនបានភ្លាមក៏ដោយប៉ុន្តែភាគច្រើននៃវាបានប្រមូលផ្ដុំនៅ Dension របស់គាត់ជាការបដិសេធរបស់បរទេសលីឡំក្នុងចំណោមនេះគឺជាភាពមិនច្បាស់លាស់ផ្នែកវិទ្យាសាស្ត្រជាច្រើនប្រសិនបើគាត់មិនបានសម្អាតពួកគេទាន់ពេលទេនោះពួកគេប្រកាសជាមិនបង្កបញ្ហាដល់ទីបញ្ចប់ឡើយទោះបីជា Henley ដឹងយ៉ាងច្បាស់ថាការលេបអសខាងវិញ្ញាណគឺជាការមិនចង់បាននិងប្រកាសថាអាចបង្កគ្រោះថ្នាក់ដល់ខ្លួនគាត់ក៏ដោយប៉ុន្តែគាត់បានធ្វើដូច្នេះដើម្បីរក្សាជីវិតរបស់គាត់គ្មានជម្រើសល្អជាងនេះទេប៉ុន្តែត្រូវប្រថុយហើយព្យាយាមប្រកាសណាស់វិធីសាស្ត្រនៃការស្រូបទាញវិញ្ញាណខៃយ៉ាងខ្លាំងក្លានេះបានទទួលជំនួយដ៏អស្ចារ្យក្នុងអំឡុងពេលប្រយុទ្ធដ៏យូរទោះជាយ៉ាងនេះក្តីគ្រាន់តែលេបថ្នាំអស្តមិនគ្រប់គ្រាន់អាចឲ្យ Henley ស៊ូទ្រាំរហូតដល់ទីបញ្ចប់នោះទេក្រៅពីការបំពេញថាមពលខាងវិញ្ញាណរបស់គាត់ជាមួយនឹងថ្មវិញ្ញាណកម្រិតមធ្យមដើម្បីកម្ចាត់គូប្រជែងនោះមានចំណុចសំខាន់មួយទៀតដែលរួមចំណែកដល់ការទទួលជ័យជំនះរបស់គាត់គឺការលុបចោលនៅបច្ចេកទេសការពារវេទមន្ត Water Barrier Technical ក្នុងរយៈពេល2ឆ្នាំមុនដែលគាត់បានចំណាយពេលសិក្សានិងអនុវត្តបច្ចេកទេសវេទមន្តជាមូលដ្ឋាន Henley បានរៀនដោយមិននឹកស្មានដល់ពី Wolfeng ថាសិស្សថ្នាក់ទាបភាគច្រើនមានការយល់ច្រឡំលើការប្រើប្រាស់ Talismans ពួកគេជឿថាក្រៅពីថាមពលខាងវិញ្ញាណដែលពួកគេប្រើដើម្បីធ្វើឲ្យ Talismans មិនបានប្រើប្រាស់ថាមពលរបស់អ្នកប្រើប្រាស់ទៀតទេ
តាមពិតទៅនៅពេលដែល Talisman ត្រូវបានធ្វើឲ្យសកម្មវាបានបន្តប្រើ Sliver នៃថាមពលវេទមន្តពីការភ្ជាប់របស់វាទៅអ្នកប្រើប្រាស់របស់វាដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចគ្រប់គ្រងបច្ចេកទេសវេទមន្តបានយ៉ាងងាយស្រួលប្រសិនបើបច្ចេកទេសវេទមន្តមិនរលាយបាត់ទេអ្នកប្រើប្រាស់នឹងបន្តត្រូវបង្ហូរថាមពលវេទមន្តដើម្បីរក្សាទំនាក់ទំនងខាងវិញ្ញាណដោយសារតែពួកសិស្សឆៃ condensation មិនអាចមើលឃើញឬតាក់ទងជាមួយប្រភេទនៃខ្សែស្រឡាយខាងវិញ្ញាណទាំងនេះបន្ថែមពីលើចំនួនតិចតួចនៃថាមពលវេទមន្តដែលប្រើក្នុងរយៈពេលខ្លីសិស្សភាគច្រើនបានមើលរំលងរឿងនេះដែលបណ្ដាលឲ្យមានការយល់ដឹងមិនពិតទោះបីជាមានសិស្សជាច្រើនអ្នកដែលដឹងសេចក្តីពិតក៏ដោយក៏ពួកគេមានអារម្មណ៍ថារឿងនេះមិនសូវសំខាន់ជាលទ្ធផលព័ត៌មាននេះមិនត្រូវបានផ្សព្វផ្សាយយ៉ាងសកម្មក្នុងចំណោមសិស្សកម្រិតទាបនោះទេវូវែងគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនតូចដែលបានស្គាល់នៅពេលដែលគាត់ប្រាប់Hanley រឿងនេះក្នុងអំឡុងពេលជែកលេងធម្មតា Hanley បានរក្សាទុកវាក្នុងចិត្តដោយចេតនាបន្ទាប់ពីការធ្វើតេស្តផ្ទាល់ខ្លួនជាច្រើនលើកក្រោយមកគាត់បានផ្ទៀងផ្ទាត់ថាវាជាការពិតជាលទ្ធផលនៅពាក់កណ្ដាលនៃសមរភូមិដ៏កាចសាហាវនោះ Hanley បានចងចាំរឿងនេះហើយបានលុបចោលនៅបច្ចេកទេសវេទមន្តការពាររបស់គាត់យ៉ាងដាច់អហង្ការដោយរក្សាទុកនៅថាមពលវេទមន្តបន្តិចអ្វីត្បិតតែវាហាក់ដូចជាការធ្វេសប្រហែសដំបូងក៏ដោយប៉ុន្តែថាមពលវេទមន្តដែលវានឹងប្រើប្រាស់មិនសំខាន់ទេបន្ទាប់ពីរយៈពេលយូរដូចនោះ Hanley ពឹងផ្អែកលើថាមពលវេទមន្តដែលបានរក្សាទុកបន្តិចដើម្បីទៅស៊ូជាមួយគូប្រកួតឲ្យបានយូរបន្តិចបើគាត់មិនពឹងលើគុណសម្បត្តិទាំងពីរនោះគាត់ប្រហែលជាមិនមែនជាអ្នកដែលមានអាយុវែងជាងនេះទេដូច្នេះហើយ Hanley ប្រកាសជាមានអារម្មណ៍ថាជ័យជំនះនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ក្នុងការហត់នឿយគ្រប់មធ្យោបាយដើម្បីសង្គ្រោះជីវិតរបស់គាត់កម្លាំងគូប្រកួតពិតជាខ្លាំងជាងខ្លួនទោះបីជាយ៉ាងណាក៏ដោយមិនថារឿងនេះត្រូវបានគេប្រាប់យ៉ាងណានោះទេអ្នកដែលនៅរស់នោះគឺគាត់បន្ទាប់ពី Hanley មានអារម្មណ៍ថាការឈឺចាប់នេះបានធូរស្រាលបន្តិចគាត់ក៏បង្ខំខ្លួនឯងឲ្យក្រោកឈរហើយចាប់ផ្ដើមផ្លាស់ទីបន្តិចម្ដងទីបំផុតទៅដល់កន្លែងដែល Aegir Flood Dragon Banger បានធ្លាក់ចុះគាត់បានបង្ខំខ្លួនគាត់ឲ្យរើសឧបករណ៍វេទមន្តហើយពិនិត្យមើលវាដោយរីករាយមុននឹងយកវាទៅដាក់ក្នុងថង់ផ្ទុករបស់គាត់បន្ទាប់មកគាត់បានដើរទៅកន្លែងសាកសព Senior Marshal Brother Low បន្ទាប់ពីគាត់មើលទិដ្ឋភាពបង្ហូរឈាមយ៉ាងខ្លាំងដោយមានការខ្ពើមរអើមបន្តិចគាត់បានដើរជុំវិញដើម្បីស្វែងរកការលួចថង់ផ្ទុករបស់គាត់ត្រូវបានគេរកឃើញយ៉ាងងាយស្រួលនៅផ្នែកខាងលើនៃសាកសព Hanley យករបស់របរចេញពីកាបូបដាក់អីវ៉ាន់ដោយមិនសមរម្យហើយបោះវាចោលទាំងអស់មិនយូរប៉ុន្មានគាត់បានឃើញស្រោមនិងដបដែលមានថ្នាំគ្រាប់មូលនិធិដោយមានអារម្មណ៍រំភើបគាត់មិនអាចជួយមើលរបស់ទាំងនេះបានទេគាត់ប្រញាប់បន្ទាបខ្លួនដើម្បីយកស្រោមនិងដបបន្ទាប់មកគាត់បានបើកវាដោយរកឃើញថ្នាំគ្រាប់ពណ៌ខៀវខ្ចីក្នុងធុងនីមួយអ្វីត្បិតតែមានក្លិនក្រអូបបន្តិចក៏ដោយក៏ថ្នាំនេះមានផ្ទុកនៅថាមពលខាងវិញ្ញាណដ៏អស្ចារ្យ Hanley ពាក់ស្នាមញឹមយ៉ាងខ្លាំងនៅលើមុខរបស់គាត់ដឹងភ្លាមថាមូលនិធិបង្កើតថ្នាំគ្រាប់គឺពិតប្រាកដទោះបីជាយ៉ាងនេះក្តីបច្ចុប្បន្នលោកមិនមានចិត្តចង់មើលទំនិញផ្សេងទៀតឡើយយ៉ាងណាមិញកន្លែងនេះគឺជាកន្លែងដែលសមរភូមិទើបតែកើតឡើងគាត់មិនបានស្នាក់នៅទីនោះយូរទេហើយក៏ប្រញាប់ប្រអិលចេញទៅ Hanley បោះចោលរបស់របរភ្លាមហើយលាក់កាបូបដាក់របស់ Senior Marshal Brother Low ដោយប្រុងប្រយ័ត្នគាត់មានអារម្មណ៍ធូរស្រាលបន្តិចហើយមិនអាចជួយបានទេប៉ុន្តែត្រូវតម្រង់ចេញហើយលាតខ្លួនគាត់ពេលនេះគាត់បានឮសំឡេងខ្យល់ពីក្រោយគាត់ហាក់ដូចជាមានអ្វីមួយកំពុងឆក់ Hanley ភ្ញាក់ផ្អើលហើយគិតចង់រត់ចេញភ្លាមប៉ុន្តែគាត់ស្រាប់តែមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងពី tension របស់គាត់ដែលធ្វើឲ្យរាងកាយរបស់គាត់ស្លេកស្លាំងភ្លាមពេលនោះរាងកាយរបស់ស្ត្រីដែលមានក្លិនក្រអូបបានអបគាត់ពីក្រោយយ៉ាងស្វាហាប់ Hanley ស្រឡាំងកាំងនឹងតស៊ូដើម្បីមានសេរីភាពទោះបីជាយ៉ាងណាក៏ដោយសារតែការឈឺចាប់ដោយចាក់ពី tension របស់គាត់និងការពិតដែលថាអវយវៈរបស់គាត់ខ្វះកម្លាំងពីការប្រយុទ្ធគាត់មិនអាចដោះលែងខ្លួនឯងបានទេនៅក្រោមកាលៈទេសៈទាំងនេះអ្វីត្បិតតែ Hanley ស្មានមិនដល់អត្តសញ្ញាណអ្នកនៅពីក្រោយគាត់ក៏ដោយក៏គាត់មិនអាចមើលរំលងបានដែរប៉ុន្តែខណៈដែលគាត់បែរក្បាលរបស់គាត់ទៅពាក់កណ្ដាលមុខដ៏ស្រស់ស្អាតនិងទន់ភ្លន់ត្រូវបានសង្កត់យ៉ាងស្និទ្ធស្នាលជាមួយគាត់ហើយកំពុងប្រាប់បូមាត់ដ៏ផ្អែមល្ហែមរបស់នាងដើម្បីថើប Hanley យ៉ាងឆ្កួតដូចដែលបានរំពឹងទុកវាគឺជាកូនប្អូនស្រីគុណតូច Chen ដែលដើមដំបូងមិនអាចផ្លាស់ទីមួយជំហានបានវាបានប្រែក្លាយថាប្អូនស្រីក្បាច់គុណ Junior Chen នេះពីមុនមិនអាចផ្លាស់ទីបានដោយសារតែបច្ចេកទេសចងខ្យល់ទោះជាយ៉ាងណាក៏ដោយការប្រយុទ្ធរបស់ Hanley និង Senior Marshal Brother Low មិនបានទៅដល់ទីតាំងរបស់នាងទេដូច្នេះហើយនាងអាចគេចចេញពីការប្រយុទ្ធបានទាំងស្រុងក្នុងពេលកំពុងដេកក្រោយការប្រកួតនាងពិតជាមិនមានរបួសអ្វីបន្តិចសោះ
មុនពេលសមរភូមិចាប់ផ្ដើមឥទ្ធិពលនៃកម្មវិធី Joyver Meeting Pearl បានផ្ទុះឡើងហើយដែលបណ្ដាលឲ្យកូនប្អូនស្រីក្បាច់គុណ Junior Chen មានការងឿងឆ្ងល់ជាមួយនឹងចំណង់ចំណូលចិត្តដ៏ក្តៅគប់ភ្នែកនាងពោពេញទៅដោយភាពច្របូកច្របល់ចង់ចូលរួមជាមួយអ្នកផ្សេងទោះជាយ៉ាងណាក៏ដោយនាងត្រូវបានចងភ្ជាប់ដោយបច្ចេកទេសវេទមន្តហើយមិនអាចគេចខ្លួនបានបន្តិចឡើយដោយនៅតែមើលទៅស្លូតត្រង់ប៉ុន្តែក្នុងចិត្តនាងយ៉ាងជ្រៅនាងត្រូវរងទុក្ខដោយសេចក្តីប៉ងប្រាថ្នាដ៏ធំនិងខ្លាំងជាងមួយសន្ទុះមុននេះឥទ្ធិពលរបស់ Wind Binding Technical បានផុតកំណត់ហើយ Junior Marshall Sister Chen ដែលទើបតែទទួលបានសេរីភាពរបស់នាងកំពុងតែពោពេញដោយភាពរំភើបនៃតណ្ហាដូច្នេះហើយនាងបានចាប់ប្រកាន់បុរសតែម្នាក់ដែលនៅក្បែរនោះគឺHenleyហើយបានអបគាត់យ៉ាងតានតឹងពីខាងលើមកនេះហាក់បីដូចជាឈុតឆាក romantic បំផុតទោះយ៉ាងណាក៏ដោយHenleyគឺជាព្រហ្មចារីពិតប្រាកដបន្ទាប់ពីការថើបដ៏ជក់ចិត្តពី Junior Marshall Sister Chen នោះHenley មានអារម្មណ៍ថាចិត្តរបស់គាត់រង្គោះរង្គើខណៈដែលអារម្មណ៍ប្លែកបានផ្ទុះឡើងដោយសារHenleyមិនដែលអួតខ្លួនថាជាសុភាពបុរសដែលមានកិត្តិយសHenley មិនមានអារម្មណ៍ថានៅក្រោមគាត់ទេដែលធ្លាប់មាននារីម្នាក់នេះនៅលើផ្លូវរបស់គាត់ជាលទ្ធផល Henley ងប់ងល់ដោយគ្មានដាននៃភាពគួរសមបានឈានដល់ពីក្រោយគាត់ហើយអបប្អូនស្រី Junior Marshall Chen ដោយមានអារម្មណ៍ថាការឆ្លើយតបរបស់ Henley ក៏ប្អូនស្រីក្បាច់គុណ Junior Marshall Chen ក៏កាន់តែទ្រាំលែងបានទោះបីជានាងមិនធ្លាប់ជួបរឿងស្នេហារវាងមនុស្សប្រុសនិងមនុស្សស្រីក៏ដោយក៏សភាពគិតខាងសាច់ឈាមរបស់នាងនៅតែធ្វើឲ្យនាងចាប់ផ្ដើមហែកចេញពីសម្លៀកបំពាក់របស់ Henleyសកម្មភាពរបស់ Junior Marshall Sister Chen បានធ្វើឲ្យ Henley មានការងឿងឆ្ងល់យ៉ាងខ្លាំងគាត់មិនហ៊ានប៉ះនឹងភ្លើងម្ដងទៀតទេហើយបានប្រញាប់ប្រញោលចាប់ដៃស្ដាំរបស់ Solok Talisman បន្ទាប់មកដោយមានការលំបាកខ្លះគាត់បានជំរុញថាមពលវេទមន្តមួយចំនួនដែលគាត់ទើបតែបានជាសះស្បើយហើយបានប្រើបច្ចេកទេស Solok ដើម្បីទប់ទល់នឹង Junior Marshall Sister Chen ក្រោយមកគាត់ខំប្រឹងយ៉ាងស្រទន់ដើម្បីរំដោះខ្លួនចេញពីដើមទ្រូងដ៏ទាក់ទាញរបស់ Junior Marshall Sister Chen ហើយដាក់ស្ត្រីនោះនៅលើដីដោយថ្នម